គេឲ្យឈ្មោះថាដែនដីសវណ្ណភូមិដែនដីកម្ពុជាយើងហ្នឹងគឺសវណ្ណភូមិកន្លែងកើតមាសកន្លែងកើតប្រាក់ឲ្យវាសមនឹងពាក្យថាកម្ពុជាកម្ពុគេប្រែថាមាសជាហ្នឹងគេប្រែថាកន្លែងកើតបល័យអានថាកម្ពុអញ្ចឹងឯងនឹងអានតាមបល័យដែលប្រែមកថាកន្លែងកើតមាសឈ្មោះទី2គេឲ្យឈ្មោះថាតំបន់ហ្នឹងគឺឥណ្ឌូចិនឈ្មោះថាតំបន់ឥណ្ឌូចិនមកពីកន្លែងហ្នឹងនៅចន្លោះប្រទេសឥណ្ឌានិងប្រទេសចិនឈ្មោះទី3គេហៅថាអាស៊ីអាគ្នេយ៍មកពីស្ថិតនៅក្នុងតំបន់ភូមិភាគអាស៊ីភាគអាគ្នេយ៍ដែលចូលក្នុងសមាជិកគេឲ្យឈ្មោះថាអេស៊ានអញ្ចឹងឈ្មោះ3កន្លងមកដែលជាតំបន់សំខាន់មួយសម្រាប់អ្នកសិក្សាស្រាវជ្រាវអ្នកខាងអឺរ៉ុបជាពិសេសពួកបារាំងជាដើមចូលចិត្តចុះមកស្រាវជ្រាវនៅកន្លែងហ្នឹងកន្លែងនេះគេឲ្យឈ្មោះថាមានវប្បធម៌ច្រើនបំផុតដូចជាមានវប្បធម៌ដើមមួយឈ្មោះថាវប្បធម៌អូស្ត្រូអាស៊ីគឺសាសនាជំនឿដើមពេលគេចុះមកស្រាវជ្រាវសិក្សានៅតំបន់ប្រទេសយើងហ្នឹងគេឃើញមានវប្បធម៌ចម្រុះប្លែកហើយមិនបាច់តែបុរាណទេសំបីសម័យឥឡូវញាតិញោមដើរបុណ្យនៅគ្រប់ខេត្តមើលទៅដឹងណាខេត្តនេះធ្វើអញ្ចេះស្រុកនោះធ្វើអញ្ចោះគ្រាន់តែត្រឹមស្រុកព្រៃឈរនិងស្រុកស្ទឹងត្រង់ហ្នឹងក៏ធ្វើអត់ដូចគ្នាផងហើយខាងស្ទឹងត្រង់ហើយនឹងអូរាំងឪហ្នឹងក៏ខុសគ្នាបាត់ញោមមើលក៏ដែរហើយចឹងគ្រាន់តែទំនៀមទម្លាប់បុណ្យហ្នឹងខុសគ្នាហើយចុះបើទូទាំងប្រទេសមានវប្បធម៌រៀងខ្លួនខ្លះពុទ្ធសាសនាខ្លះប្រពៃណីទំនៀមទម្លាប់ខ្លះព្រហ្មញ្ញសាសនាខ្លះចូលចម្រុះហើយចឹងបានយើងនិយាយពីបុណ្យ7ថ្ងៃនេះសិក្សាទៅឃើញមាន3ប្រភពយំ3ប្រភពប្រភពទី1គឺคลายមកពីព្រហ្មញ្ញសាសនាទេប្រភពទី2គឺជំនឿដើមប្រភពទី3គឺពុទ្ធសាសនាអញ្ចឹងញោមចាំមើលតើការសិក្សាទាំង3ប្រភពនឹងវាមានអត្ថន័យតាក់ទងយ៉ាងណាទី1និយាយពីសាសនាវប្បធម៌អូស្ត្រូអាស៊ីអូស្ត្រូអាស៊ីមានន័យថាជំនឿដើមមនុស្សយើងពីជំនាន់មិនទាន់មានព្រហ្មញ្ញសាសនាមិនទាន់មានពុទ្ធសាសនាក៏យើងមានជំនឿដែរជឿទៅលើអរុបអរិយអ្នកតាម្ចាស់ទឹកម្ចាស់ដីម្ចាស់ព្រៃព្រឹក្សាហើយដល់គេជឿអញ្ចឹងទៅគេថាមនុស្សដែលស្លាប់ទៅនឹងអត់ទាន់ដឹងខ្លួនទេតដល់ថ្ងៃទី7បានដឹងតែខ្លួនស្លាប់ណែគេថាអញ្ចេះគេថាមនុស្សស្លាប់នឹងគេថាព្រលឹងមនុស្សដែលស្លាប់ទៅនឹងអត់ដឹងខ្លួនឯងទេស្រាប់តែថ្ងៃទី7មកដល់ផ្ទះទៅឃើញកូនហៅកូនទៅគេមិនលឺឃើញរបស់ខ្លួនឯងចាប់យកទៅចាប់យកមិនបាននិយាយជាមួយគេស្ដាប់មិនបានដឹងតែខ្លួនឯងស្លាប់ហើយអញ្ចឹងយំសោកស្ដាយអឡោះអាល័យទីកន្លែងទៅតជាតិកំណើតថ្មីទៀតគេហៅថាខ្មោចមកលាភពអញ្ចឹងគេថាតដល់ថ្ងៃទី7បានដឹងខ្លួនរហូតទៅដល់តែមានពាក្យចាស់ទុំមួយចំនួនថាឲ្យក្មេងខ្លះដែលវាមិនដែលដឹងគុណម៉ែដឹងគុណឪគេដល់ថ្ងៃណាមួយវាផ្ញើរលឹកគេថាអានេះសិតមិនដឹងខ្លួនមើលតែខ្មោច7ថ្ងៃថាឲ្យកូនគេណាញោមណាអញ្ចឹងមកពីគេមានជំនឿហ្នឹងដល់អញ្ចឹងសាសនាជំនាន់នោះមិនទាន់មានពុទ្ធសាសនាយើងនោះគេចេះរៀបសំណែនដែរដល់ថ្ងៃទី7គេនាំគ្នារៀបសំណែនហើយកូនចៅនៅរស់ហ្នឹងគេថាម៉ែឪហ្នឹងមកទទួលយកទៅតាក់តែងជាតិកំណើតថ្មីទៀតអញ្ចឹងក៏មានមួយបែបចឹងទៅនេះសាសនាជំនឿដើមវាមានមុនពុទ្ធសាសនាទៀតនោះអាហ្នឹងវាពាក់ព័ន្ធនឹង7ថ្ងៃដែរព្រហ្មញ្ញសាសនាផ្សាយចូលមកតាមអ្នកជំនួញដែលមករកស៊ីតាមសំពៅមកពីឥណ្ឌាមកពីម៉ាឡាយូមកពីតំបន់នេប៉ាល់អីចឹងពីជំនាន់នោះវាមិនទាន់មានកប៉ាល់ទឹកមិនទាន់មានម៉ាស៊ីនទេឲ្យតែខ្យល់ធ្លាក់ពីស្រុកគេនឹងមកគេប្រឡែងសំពៅមករកស៊ីលក់ដូរអីចឹងទៅដល់លក់បានទៅដល់ខែខ្យល់ពីជើងយើងឯនេះទៅវិញគេប្រឡែងសំពៅនឹងប្រឆាប់ទៅរកប្រទេសគេវិញទៅអាការដែលឆ្លងទៅមកហ្នឹងយកសាសនាព្រហ្មញ្ញមកផ្សាយលើស្រុកខ្មែរស្រាប់តែយើងក៏ទទួលកាន់សាសនាព្រហ្មញ្ញទៅក៏វាជាប់មកញោមមើលមានគ្រប់ស្រុកគ្រប់ប្រទេសកន្លែងខ្លះមានវត្តដែលមានឈ្មោះថាអង្គឈ្មោះតាំងឈ្មោះរលាំងឈ្មោះបាដូចជាអង្គគ្រើលអង្គក្រៅអង្គតសោមអង្គមេត្រីហើយដូចជាតាំងកសាំងតាំងគោកតាំងអីចឹងទៅណាហើយជារលាំងកានរលាំងគ្រើដូចជាបាភ្នំដូចជាបាអីចឹងសពបែបយ៉ាងហ្នឹងទៅអីចឹងកន្លែងអស់នេះពីដើមសិតសឹងតែជាកន្លែងគោរពបូជាតាមបែបសាសនាព្រាហ្មណ៍ទេគេមានវត្តគេតម្កល់លឹងអីសូទៀតណាញោមណាហើយខ្មែរយើងពីចំនួនកម្មព្រហ្មញ្ញសាសនាឬព្រាហ្មណ៍សាសនានេះគេធ្វើប្រាសាទមានប្រាសាទហ្នឹងគឺជាកន្លែងចែកដីហើយកន្លែងសម្រាប់គោរពបូជាតាមបែបអ្នកកាន់សាសនាព្រាហ្មណ៍គេធ្វើថ្វាយតិចអូយគេមានវិជាការដែលត្រូវរៀនក្បួនសាមវេទក្បួនយុជ្ជវេទក្បួនអដ្ឋរវវេទគម្ពីរឧបនិស្ស័តដែលយើងចេះយកមកហ្នឹងដូចជាតាំងតែពីសំទឹកសំដីជាយភូមិរៀបពពើសនៅការហៅអញ្ជើញអស់លទ្ធិទេវរាជអាចារ្យអ្នកខាងក្រុងពលីក៏ចេះច្រើនណាស់ខាងលទ្ធិទេវរាជ
រៀបចំចេះអានេះរៀបប្រភពចេះអានេះរៀបចេះថ្ងៃនេះទាំងហើមរស់នៅប៉ុណ្ណេះកម្លាំងថ្ងៃមានប៉ុណ្ណេះដាក់ពេលទៅឯនេះដាក់ទៅនោះហើយដល់តែខាងពីជ័យសង្គ្រាមគេរៀនចេះតាំងពីកាប់មិនមុតដុតមិនឆេះឯណាបែងភាកហោះហើរដូចចំនួនមេតបយើងដែលធ្លាប់ឮចំនួនពូកបោអាចារ្យស្វាកាឡាហោមគង់អីជាដើមនោះដែលចូលដាំដិនឯនោះអញ្ចឹងវាសិតតែមានជាប់ពីចំណេះវិជ្ជាមកពីសាសនាព្រាហ្មណ៍អានឹងគេហៅថាកម្ពីយុជ្ជវិទ្យាហើយដល់តែកម្ពីក្បួនហោរាក្បួនទោះក្បួនទីចេះមើលថ្ងៃលិចថ្ងៃមិនដាច់ដេញខែដេញឆ្នាំចេះទោះចេះទាយមកហើយដល់តែសប្តាហ៍ថ្ងៃយើងនៅចេះអាវិធីនឹងបន្តិចម្នាក់ចែកគ្នាមកដេញពលាកាយព្រាតពេញទៅភូមិហ្នឹងដល់តែដេញចោះដេញឡើងពលាល្អថ្ងៃសៅរ៍ថ្ងៃអាទិត្យបងអស់តែគ្នាហ្នឹងមិនដឹងយល់តែម៉េចទេហើយដល់ញោមញាតិពុទ្ធបរិស័ទវាចេះឆ្លងទៅឆ្លងមកកាន់អញ្ចឹងទៅវានៅមានកន្លែងខ្លះរៀបមានបាយសីមានបាក់ឆាមានអីសពយ៉ាងណែវាមានលទ្ធិមួយទៀតគេហៅថាលទ្ធិពលឹងអានេះក្នុងព្រហ្មញ្ញសាសនាលទ្ធិពលឹងគេថាមនុស្សម្នាក់យើងនឹងមានពលឹងប្រមាណ9ដល់10ពលឹងមនុស្សយើងម្នាក់ហ្នឹងមានពលឹង9ដល់10អាត្មានៅពីក្មេងដែលលឺដែរយាយគាត់ឲ្យតែគាត់ភ្ញាក់អីកូនចៅភ្ញាក់កញ្ញាយំអញ្ចឹងគាត់លួងអើយពលឹង8 9ដល់10ហើយចូលឲ្យសពគ្រប់មកវិញមកអញ្ចឹងគាត់ដឹងតែពលឹងដល់8 9ដល់10ឲ្យតែភ្ញាក់កញ្ញាអីពលឹង8 9ដល់10ហើយចូលមកវិញឲ្យសពគ្រប់មកថាចេះហើយដល់តែសិក្សាពីកពីព្រាហ្មណ៍ទៅគេថាគេមានពលឹង19ក្នុងខ្លួនមនុស្សម្នាក់អាពលឹងហ្នឹងក៏ច្រើនម្ល៉េះដីទឹកភ្លើងខ្យល់ពលឹងដីមួយពលឹងទឹកមួយពលឹងភ្លើងមួយពលឹងខ្យល់មួយឃើញថា4ណាដាច់អាពលឹងណាមួយអត់រស់ទេដាច់តែខ្យល់លែងដកទាំងហើមអត់រស់ទេហើយដាច់តែទឹកក៏មិនរស់ដាច់កម្ដៅលែងមានពលឹងភ្លើងក៏មិនរស់ហើយបើចឹងដីទឹកភ្លើងខ្យល់អាដីហ្នឹងចំណីអាហារសាច់ឈាមហ្នឹងទៅបាត់របស់រឹងរបស់អាហារហ្នឹងទៅក៏វាមិនរស់ដែរហើយចឹងគេថាមនុស្សរស់ដោយសារពលឹង4ហ្នឹងត្រង់ហើយចុះបានឲ្យធ្វើ9អា9ហ្នឹងនិយាយពីខណ្ឌ5រូបវេទនាសញ្ញាសង្ខារនិងវិញ្ញាណហ្នឹងជាតួគេឲ្យតួជាពលឹងមួយទាំងអស់អញ្ចឹងបូកទៅឃើញពលឹង9ហើយចុះបានឲ្យធ្វើ10ទៀតគេនិយាយពីតាមទ្វាសិតតែមានពលឹងទាំងអស់ទ្វាភ្នែកទ្វាតិចទ្វាច្រមុះទ្វាមាត់ទ្វាណាក៏មានពលឹងដែលយាមតាមទ្វានោះដែរហើយទ្វាទាំងអស់គេរាប់ទៅឃើញទ្វា10ពលឹងមាន10ទៀតបូកសរុប9ដល់10ពលឹងសំដែងមិនមែនឲ្យញោមជឿទេញោមណាគ្រាន់តែឲ្យស្ដាប់ពីសាសនាគេទេលទ្ធិព្រាហ្មណ៍ទេតែចង់ដឹងថាពាក់ព័ន្ធ7ថ្ងៃនឹងដែរអត់គេថាពលឹងទាំង9ដល់10នឹងភ័យហាយខាងជ្រុះណាឲ្យតែពីណាភ្ញាក់កញ្ញាបន្តិចគេហៅតែភ័យលក់ពលឹងមានន័យថាពលឹងនឹងវាកពុបខ្លះទៅហើយឲ្យតែភ័យខ្លាំងជ្រុះពលឹងបាត់ខ្លះមកហើយចឹងទៅវាឈូជ្រុះស្តក់មើមជាគេថាលក់ពលឹងភ័យលក់ពលឹងគេធ្វើបន់ជាប់ពលឹងណែមានតម្រាហៅពលឹងជាប់ពលឹងទៀតដើម្បីឲ្យពលឹងនឹងចូលឲ្យសពគ្រប់មកវិញហើយជាពិសេសអ្នកដើរអញ្ចឹងណាដើរទៅស្រាប់តែយប់ស្ងាត់ម្នាក់ឯងទៅលឺកដោបបោតព្រឹករត់ប្រោចមកប្រាប់គេថាខ្ញុំមិញពលឹងចង់សក់ដែរហើយមានន័យថាពលឹងហ្នឹងវានៅដល់ចង់សក់ឲ្យចិត្តផុតទៅតែបន្តិចទៀតផុតបាត់អាហ្នឹងពលឹងវាប្រងកពុបហ៎ហើយឲ្យតែគេបញ្ញាបន្តិចយាយអង្គុយឲ្យខ្ញុំជ្រួចទុំយកមកផ្លោងគាត់ផុតកទេលដល់បន្ទុកមែនតើគ្រាន់តែអ្នកថតចុចក្រឹបវាយយាយនៅក្បែរនឹងស្រែកគាត់ញាក់គាត់ហើយដល់អញ្ចឹងគេថាយាយគាត់ភ័យគាត់ជំរុញភ័យឡើងលួសពលឹងលួសអីហ្នឹងពលឹងវារត់ចេញខ្លះគេហៅពលឹងមកវិញមនុស្សឈឺមែនតើអាចារ្យពីដើមពេលគេទៅតាមអាចារ្យមកសូត្រធម៌មកដល់គាត់ហៅពលឹងសិនហើយពលឹងមកមើលគ្រូមើលជំងឺពីដើមអញ្ចឹងហើយពលឹងពលឹងចូលគ្រប់មិនទេជាវិញមនុស្សនឹងជាបើថាហើយពលឹងមកចូលមិនគ្រប់ទេមនុស្សនឹងអត់ជាទេទៅហើយកូនចៅសូមនឹងសូត្រធម៌រាល់ថ្ងៃទៅយូរហើយពលឹងទាំងអស់ហ្នឹងក្នុងមួយយប់មួយថ្ងៃគេថាមានអ្នករសាពលឹងហ្នឹង4នាក់ទៀតណែមានអ្នករសាពលឹងហ្នឹងមួយជាន់ទៀតណាញោម4នាក់ទៀតគេឲ្យឈ្មោះថាពេជ្រប្រាបពេជ្រប្រាបមួយគេឲ្យឈ្មោះថាពេជ្រប្រានមួយពេជ្រខុនមួយពេជ្រធានមួយអាពេជ្រប្រាប់ហ្នឹងតាំងពីព្រឹកទល់ថ្ងៃត្រង់មានទូនីតិយាមបលឹងពីព្រឹកទល់ថ្ងៃត្រង់ហើយដល់អាពេជ្រប្រានយាមពីថ្ងៃត្រង់ទល់ល្ងាចដល់តែអាពេជ្រខុនយាមពីល្ងាចទល់កដាលអាត្រៀតដល់អាពេជ្រធានពីកដាលអាត្រៀតទល់ភ្លឺហើយយាមទៅស្អីគេថាចាំឲ្យតំណែងមកយើងឲ្យរបៀបម៉េចតាមរយៈយល់សពតាមរយៈញាក់មុខញាក់មាត់ញាក់ភ្នែកញាក់ដៃញាក់ជើងនិងប្រផ្នូលផ្សេងអាហ្នឹងអ្នកណាមិនជឿក៏មិនជឿអ្នកណាជឿក៏ជឿបើអាត្មាមិនមែនសំដែងឲ្យជឿទេប៉ុន្តែវាចាំស្ដាប់មើលគេថាម៉េចគេថាអាអ្នករសាពលឹងហ្នឹងវាដឹងមុនឲ្យតំណែងមកយើងតាមរយៈញាក់ក្បោកភ្នែកញាក់មុខញាក់មាត់ហើយនិយាយតាគាត់ធ្លាប់ធ្វើតេស្តសាកមើលទៅគាត់ឃើញឆក់គាត់ជឿតែហ្មងគាត់ថាញាក់អាតបោកភ្នែកឆ្វេងហ្នឹងមានរឿងហើយបើញាក់អាភ្នែកស្ដាំមានលៀបនឹងលៀបអីទេហើយតែញាក់គាត់ស្ដាំគាត់តែញឹមប៉ុន្តែបើញាក់ភ្នែកឆ្វេងអញញឹមមិនសមទេតបងគាត់មិនជឿញាក់តបកភ្នែកឆ្វេងមកបន់គេចឹង
sẽ bà tha có chả năm chẳng tới vừa khoát miền riêng miền ấy đăng chả năm tới vừa chết chả năm thằng miền riêng men vì miền riêng có trong kích đó là màu bom cái nhà thằng bom này bên trước anh mình đây đi từ nơi khoát miền riêng cái chết từ tia từ đó tia miền riêng cho môi ta mà cái này nhỏ món này nóng bạn chúng ta tâm nó khơi về anh được còn máu bên đấy nhà thằng bom này ta phải thả tao máu miền riêng này là miền riêng men ngày khỏi mà bom kia mà xa tiệt nhà thằng bom này bên tiếp trước thôi đằng khá buồn à ngày muốn là nhà thằng bom này bên chẳng từ tia miền riêng là ngày đấy bắt tử chẳng đạp lột sâu muốn đạp lột tệ sna nói chẳng từ miền ấy coi prai pro hộp pha hộp balloon kia đạp lột tệ hay chót tranh tới bên này cho sbài trường bạc hỏi tình sao mình chết mà pay $1 nó khơi cái camera thật cái audio camera kia mà đó mà bây giờ bằng hỏi ai thằng việc kích từ riêng mới cho riêng cả đai rồi chứ ấy có chừng năm hãy cho là lục tá con thà nhóm mọt coi nó bơi thà và bồ mọt sẽ đâm khang lơ prứt bờ mình dây về thua nóm chai như nôm mà chú này bắn nó bờ bồ mọtของhàng chơi này nhẹ tán bài thế tăng là sai co tới đây ngày nay đang gì mình riêng ấy bạc cay gì đó là cái thọ chỉ nắng cái thà chót đó ở vô sao tiết nhẹ khla hiệp tranh tầm na tới na miền tập nâu tiết tiền cả con tranh tới cái tranh lột phút lẹ săn nóc tranh tới thì con tạm play chẳng đấyแต่miền tập nâu chót là bỏ thằng đăng pina hỏi này chẳng đăng pina máu miền riêng mấy con phép thì nhẹ chắc cái thàn đó ngay nè là sao phần lớn cái ao từ nhà dương trẻ phải giáp nè là sao phần lớn tầng buôn đó nè pháp đó tập tên phần lớn năng anh tràn tới chỉ rùm đòi khay phần lần tôi phần lần thông phần lần tôi nhưng phần lần thông nơi đi đó hay phần lần mặt dung bạch bộ sẽ ai chở này còn đây về bên riêng dưới đó là chẳng tới phần lần nắng cái chai chẳng cái tha phần lần tôi mà nu na prong slap cái tranh từ môn và đá cho bạn khla tha phần môi khai khla tha mặt khai môn nóc tranh tới việc lại đàm toàn cái gồm năng đấy bị tranh từ môn và đá miền đây thành lục ta na môi chết slap phần lần tôi và đá ơi chẳng dương chơi là miền cà phê bập nôn tranh cho chẳng bàn chỉ nè khla đào thì cái khơi nhọt miền kha bao rồi vật cái khơi ăn từ nu cái khơi chùm lại tranh cho hỏi chẳng á hãy luôn dương chung cà phê sama ra đây vì phóng ở xuống mà đông chơi chùm lại nâng miền đây thành phần lần người ta ọt là đó là ngày slap phần lần thông nâng về ta nơi nơi nó toàn phần lần ấy tiết nơi phần lần gây rong cho phần lần đây phần lần tất toàn tới na nơi cái thằng nơi phần lần toàn tới này ai cho phần lần và mang em toàn tới nó về màu cao cái thằng này thì phần là bàn phần lần nâng màu chẳng đó là na slap tới phần lần đầu tây tới đây chạm mà phần lần toàn tới ngày thì phần ban là phần lần đầu tây nó về tới chung cái từ tái chiết cầm nát cao cầm nát mùi tiết bộ prom mánh chứ chưa chẳng cái thằng chẳng đó thằng này thì phần cái non kia riệp sầm nén sen pin riệp tăng pi tê riệp tăng pi na cắt ta đam chơi làm mà na của mình đại rốt phong spur phong lan phong tê phong đập do tới oi phần lần nâng phần lần rồi nó đặt tạp đặt ba lâu với speed tới chuột kia chỉ mỗi phần lần cha tạ tái chiết cầm nát thay mùi tiết chẳng miền này thằng đó ngay thì phần này can sạc na prom mánh kia riệp sầm nénได้oi phần lần trong cào nó toàn tới nó mà vô bán chỉ không prom mánh sạc na miền bón phần tờ ngàyได้pi cái pi nhung lấy miệng mà đo được Phậtศาสนาdương bình ở cho Phậtศาสนาdương thì ao chưa mà đấy miền phần lần và man kê đai kê cặp phongแต่ชื่อ prom manh ศาสนาสอกพระพุทธศาสนาทรายโจลเมาบุคคลตับทรายโจลเมาจิลัทธิจิตุศาสนานั้นตั้งแต่ปีพุทธศักราช309 ឆ្នាំมาแล้วโยงตามศาลาจรัสโวกันในข้างกัมพูชีคราวដល់តែកពីបត្រៃ3ដកក្តីពុទ្ធរូបក្តីចូលមក1560ចាប់ពី1500ឆ្នាំជាងមកបានមានបត្រៃ3ដកបានមានពុទ្ធរូបចូលមកក្នុងស្រុកខ្មែរប៉ុន្តែពីមុនហ្នឹងដែលមនុស្សមិនទាន់មានបត្រៃ3ដកមិនទាន់មានអីកំពុងជឿសាសនាព្រាហ្មណ៍ស្រាប់តែគេផ្សាយពុទ្ធសាសនាឲ្យចូលមកដល់ស្រុកយើងដែលមានសោះគេចាត់លោកពីរអង្គឈ្មោះសោណថេនិងឧត្តរថេឲ្យយកសាសនាមកផ្សាយក្នុងតំបន់ដែនដីសវណ្ណភូមិយើងដល់ទៅលោកមកតាមផ្លូវទឹកយកមកពីដើមឆ្លងប្រទេសល្អបំផុតគេមកតាមទឹកវាចៃដន្យទៅទៀតខ្មែរយើងឯនេះមានមនុស្សនោះកូនក្មេងទៅលេងទឹកសមុទ្រចេះតែលងស្លាប់ហើយស្លាប់ញឹកទៅបន្តគ្នាគេថាមានជើងកបហើយមានអរិយទឹកដល់ថាមានអរិយទឹកអញ្ចឹងគេភ័យណាស់គេរងចាំអរិយទឹកចាប់កូនក្មេងរាល់ថ្ងៃហើយត្រៀមកបិទបថៅដើរលំពេងទុកឲ្យហើយបើអរិយទឹកឡើងមកចាប់វាចាក់សម្លាប់កុំឲ្យវាមកចាប់កូនក្មេងទៀតហើយគេចិត្តតែត្រៀមចាំស្រាប់ថ្ងៃនេះលោកពីរអង្គឡើងមកតាមផ្លូវកណោតផ្លូវនេះទៅហ្នឹងគេមិនដែលឃើញលោកញោមមកហៅគ្នាទៅមកហើយស្លៀកសុលខលក្រហមហើយប្រកេះកោតងោនោះគេស្រែកអរិយទឹកឡើងមកហើយវយអរិយទឹកមកហើយវយឡើងតាមផ្លូវកំពង់ទឹកមកពីពណ៌គ្នាជាប់សត្វកបិតបថៅដើរលំពេងចង់រត់ទៅណាអរិយទឹកចាប់ជាប់ហើយណាលោកអំបោគេថាអាត្មាមិនមែនអរិយទឹកទេអាត្មាជាអ្នកបួសយកសាសនាមកផ្សាយនិយាយបច្ច័យសម្រួលគេតម្រាំបានតែចុះឯងដៃទៅទេគេថាកបិតនឹងមិនបថយទេដល់អញ្ចឹងលោកចេះតែលួងគេតម្រាំទៅគេស្ដាប់យល់ដឹងថាអ្នកបួសទេមិនមែនអរិយទឹកទេណាអ្នកបួសតា
ហើយដល់ចឹងទៅក៏និយាយណែនាំធរឲ្យគេស្ដាប់ថាអាត្មាមកនឹងយកធរមកចែកញាតិញោមណាដល់តែគេជ្រះថ្លាទទួលធរហ្នឹងទៅគេដោះបោះកបិតបោះតំណងកថាដៅលំពេញទម្លាក់ចុះគេលើកដៃទៅផ្ទះថ្វាយខ្លួនជាឧបាសកឧបាសិកាឡនខ្លះកសាងវត្តខ្លះប្រគិនចង្ហាន់ខ្លះស្ដាប់ទេសនាជ្រះថ្លាតគ្នាខ្លះឲ្យកូនបួសតាមចាប់ផ្ដើមប្រគិនដីធ្វើវត្តម្ដងមួយម្ដងពីរយូររាយគ្នាឲ្យរហូតមកដល់យើងកសាងឯនេះមកសន្ធឹកធ្លាក់មកដល់វត្តព្រៃឈរវត្តកវត្តអីនេះមកក្រឹបនេះទៀតណាក៏វាកើតវត្តពេញស្រុកខ្មែរអញ្ចឹងទៅហ្នឹងរឿងហ្នឹងក៏បានជឿពុទ្ធសាសនារួចពុទ្ធនឹងសំដែងថាមានព្រលឹងប្រមាណអីគេដែរបនបំពេញថ្ងៃថាអត់ទេណាញោមព្រះអង្គអត់មានសំដែងពីរឿងព្រលឹងតូចព្រលឹងធំនេះសំដែងតែពីចុទេសបដិសន្ធិការកើតការស្លាប់តែមានកើតមានស្លាប់បើមានស្លាប់ត្រូវតែមានកើតវិទ្យាសាស្ត្រគេហៅថា ecology អាហ្នឹងវាមានដំណើរហ្នឹងប្រព្រឹត្តទៅរស់រវើកអត់មាននៅស្ងៀមវាមានចលនាទាំងអស់ស្អីក៏មានចលនាដែរគ្រាន់តែចលនាខ្លះយើងមើលឃើញចលនាខ្លះយើងមើលមិនឃើញដូចជាដើមចេកដាំប្រហែលខែមុនតូចឥឡូវធំយើងអត់ឃើញវាលូតទេស្រាប់តែវាក៏ប៉ុណ្ណាណៃដែរអញ្ចឹងស្អីក៏មានអាយុស្អីក៏មានដំណើរការដែរសុទ្ធតែមានដំណើរការទៅមុខអាមានដំណើរការហ្នឹងហើយគេហៅថាជីវិតជីវិតហ្នឹងហើយគេហៅថាការរស់នៅរបស់ដែលលែងមានដំណើរការទៀតគឺមានតែព្រះនិព្វានទេដែលក្នុងលោកយើងនេះអត់មានទេអញ្ចឹងទេរបស់ទាំងអស់តែកើតត្រូវទៅរលត់លោកសម្រួមថាលោកបង្រួមមកថាយ៉ាងកញ្ចេសមុទយៈធម្មងសត្វទាំងតាំងនិរោធធម្មរបស់អ្វីយ៉ាងណានេះមួយតែកើតមានឡើងក្នុងលោករបស់នោះត្រូវទៅរលត់រលាយទៅវិញជាធម្មតាញោមធ្លាប់ធ្វើអាទេសចាស់អាឡុងស្លងកង់អាឡុងខ្ចៅញោមមើលពីដើមកង់ថ្មីអាទេសថ្មីតែឥឡូវចាស់អស់ហើយដល់ឲ្យវិចារនឹមវិចារកម្មចាស់កម្មដូរកម្មចាស់នឹមដូរនឹងចាស់ដុំដូរដុំចាស់ទុកដូរទុកចាស់តួដូរតួដល់ឲ្យវាទ្រុបទ្រោមខ្លាំងបោះវាចោលទៅតែអាទេសមួយទៀតរូបរាងកាយយើងក៏អញ្ចឹងដែរហើយបាក់ជើងតជើងបាក់ថ្មិចតថ្មិចបាក់ដៃតដៃយូរវាចាស់ទ្រុបទ្រោមមែនទេបោះវាចោលយករូបមួយទៀតការស្លាប់គឺជាការដូររូបថ្មីប៉ុន្តែវាតោះអញ្ចេះមុននឹងស្លាប់ទៅមនុស្សត្រូវឆ្លងកាត់អារម្មណ៍3សិនទី1កម្មទី2កម្មនិមិត្តទី3បតិនិមិត្តអញ្ចឹងនិយាយតាចាំជួយមើលមនុស្សចិត្តស្លាប់ឆ្លងកាត់អារម្មណ៍3ហើយបើមិនចាំមើលគេចាំមើលខ្លួនយើងអារម្មណ៍ទី1កម្មនិយាយធ្លាប់ធ្វើអីខ្លះធ្លាប់បោចសក់ចៅអាម៉េចរៀបស្លាប់ទៅបោចហើយពុកនឹងខ្នើយនឹងកទេលឹកបោចហើយធ្លាប់ជេរចៅអាម៉េចជេរហើយអានេះវាមានអញ្ចឹងហើយលោកតាណាធ្លាប់ចេញយូដូហាប់គីដូរបៀបមិនចេញហើយពេលនេះហើយដល់អ្នកខាងធ្វើល្អធ្លាប់សាពះធ្លាប់ថ្វាយគុំទាញដៃក៏សាពះហើយនេះកម្មទាញមកខ្ញុំណាអាហ្នឹងអារម្មណ៍ទី1មកដល់ឃើញមនុស្សនឹងប្រវេបបាចេះសាពះបន្តិចខ្លះចេះក្តាប់ដៃខ្លះចេះខឹងចេះជេរទៀតពីដើមមកដែរលឺជេរទេដល់តែពេលអារម្មណ៍ទី2មកឲ្យវាមកទាំងផ្លូវល្អទាំងអាក្រក់ដូចគ្នាអារម្មណ៍ទី2កម្មនិមិត្តឲ្យឃើញអំពើទាំងស្រស់ណែឯងធ្លាប់ធ្វើអីកាលពីនៅមានកម្លាំងកាលពីនៅរស់ធ្លាប់វាយគេរបៀបមិនធ្លាប់ធ្វើបាបមិនឃើញមកភ្នែកសត្វដែលយើងធ្លាប់ធ្វើបាបមិនឃើញនៅភ្នែកដូចជាចន្ទកៈសោការិកៈដូចជាខូគេតខៈដែលស្រែកលឺដល់ព្រះមកពីអីមកពីសត្វដែលគាត់ធ្លាប់ធ្វើបាបទាំងប្រមាណហ្នឹងវាមកស្រែកដាក់បជាឲ្យដល់អញ្ចឹងយោមញាតិពុទ្ធបរិស័ទចំណែកខាងអ្នកធ្វើល្អឃើញខ្លួនឯងទូលស្បងទូលស្បៃទូលត្រៃជាពរទៅវត្តឃើញខ្លួនឯងដាក់ចង្ហាន់លោកឃើញខ្លួនឯងយួរស្រៈឃើញខ្លួនឯងចូលស្ទះចូលប្រគេនវាអញ្ចឹងនឹងកម្មទី2គេហៅអារម្មណ៍ទី2គេហៅកម្មនិមិត្តអារម្មណ៍ទី3កតិនិមិត្តគឺនិមិត្តកន្លែងត្រូវទៅអ្នកខ្លះឃើញជាគុកជាច្បាក់ជាពាក់ជាខ្នោះជាគ្លៀងជាភ្លើងជាផ្សែងអ្នកខ្លះទៀតឃើញជាកន្លែងវិមានឋានឃើញខុសគ្នាទេអញ្ចឹងបើអ្នកណាឃើញគុកច្បាក់ពាក់ខ្នោះគ្លៀងហ្នឹងគេថាដូចតកៅបាក់ខ្នងអញ្ចឹងវាឈានជើងមកខាងទៅតោងខាងនោះហើយតែកាលណាវាប្រឡែងទៅជើងខាងនេះអាហ្នឹងវាតោងមកដល់ជាប់មានន័យថាប្រឡែងនេះដាច់ខ្យល់នេះតាគឺទៅកើតកន្លែងហ្នឹងអ្នកណាជាប់អារម្មណ៍ខាងបាបទៅនរកទៅប្រែដែរខ្ញុំណារៀបស្លាប់ទៅឃើញជាភ្លើងនរកឃើញជាគេវាយគេដុំគេច្រំគេផ្ទះឃើញគេកាប់គេសម្លាប់អាហ្នឹងតោងកន្លែងហ្នឹងជាប់ហើយតែប្រឡែងជើងឯនេះកើតនៅនោះដែលខ្យល់តាប់ហើយបើអ្នកណាឃើញល្អឃើញវត្តឃើញអារាមឃើញបច្ចេកដីបត្រីមហាពោធិព្រឹកឃើញសួនច្បារឃើញប្រាសាទឃើញវិមានពេលដែលគេដាច់ខ្យល់តាប់គឺគេដកជើងពីនេះចេញដាច់ខ្យល់តាប់គេទៅកាត់កន្លែងហ្នឹងអាហ្នឹងហើយគេហៅថាបដិសន្ធិចិត្តវិញ្ញាណចុងក្រោយអញ្ចឹងមានអារម្មណ៍ពីរហ្នឹងញោមបានជាមនុស្សចិត្តស្លាប់គេចងប្របត់គេឲ្យមានផ្កាគេឲ្យមានភ្ញីគេសោកធေါ်ឲ្យហ្នឹងដើម្បីកុំឲ្យអារម្មណ៍គាត់ហ្នឹងបែកឆ្វេងវង្វេងវិលវល់ឲ្យធ្វើដំណើរទៅថ្វាយអង្គមចូលឡាមនីចេះដីហើយកូនណាបកាយយំគេចាស់ដេញចុះដីទៀតកុំឲ្យយំឲ្យឪលឺអីទៅឲ្យសោកធေါ်វិញហើយគេរកផ្ការកភ្ញីមកដាក់ឲ្យគាត់ដើម្បីឲ្យយកទៅបូជាចូលឡាមនីចេះដីបានន័យថាឲ្យគាត់ចិត្តហ្នឹងសំដៅទៅឋានសួគ៌វាមានរឿងប្រវត្តិស្លាព្រួយដូចជាគេដាក់លើដើមទ្រូងហ្នឹងពីដើមហ្នឹងញោមប្រុសរបស់ភិក្ខុសង្ឃមួយអង្គបាញ់សត្វ55ឆ្នាំហើយបាញ់អត់ព្រមឈប់ដល់គាត់អាយុចាស់មែនតែនទៅមិនព្រមឈប់
ហើយលោកទៅលួងញោមមកញោមចូលសាល់ចូលទៀនគេនេះញោមឈប់ទៅញោមណែលោកកុំចេះទៅណាទៅស្រាញ់គេលោកដល់លោកហើយលោកនឹងចេះតែអាណិតញោមទៅលួងញោមមកញោមអស់គេធ្វើបាបគេធ្វើអីដល់អាចារ្យទៅគេចូលរហសាល់រហទៀនញោមឯងចូលសាល់គេទៅញោមថាកុំចេះទៅណាទៅដាច់លោកកុំចេះស្រាញ់គេដល់តែពេលគាត់ឈឺធ្ងន់មែនតែមានអីអាសត្វដែលគាត់ធ្លាប់ធ្វើបាបប្រមាណតដើមគ្នាស្រែកដាក់តិចគាត់ភ័យហ្មងស្រែកឲ្យលោកកូនជួយផងលោកកូនជួយហើយលោកឃើញញោមប្របែបបាមែនតែហើយឲ្យគេសែងមកដល់វត្តឲ្យលោកនេនជួយដើររកផ្កាភ្ញីទៀនធូបនេនរកបានមកហុចម្ដាយញោមសាពះញោមសាពះថ្វាយអង្គមពុទ្ធពធប្រសងចូលឡាននេះចេះដីណាញោមណាហើយញោមថ្វាយអង្គមហិចមិនដែលមកស្ដាប់លោកទេមិនដែលទៅបុណ្យដែលទៅទៀនមានចេះអ្នកមួយណាមួយម៉ាត់អត់ចេះដល់តែមិនចេះអាងើបថ្វាយអង្គមក៏ងើបមិនរួចបើអញ្ចឹងដាក់លើដើមទ្រូងទេញោមឯងសម្រាំងសាពះអញ្ចឹងហ្មងណាដាក់លើដើមទ្រូងអោបមកប៉ុណ្ណឹងសាពះញោមសាពះថ្វាយអង្គមចូលឡាននេះចេះដីហើយសូត្រថតកំកាត់អញ្ចឹងញោមឯងចាំសូត្រតាមអាត្មាលោកចេះតែថាប្រមាថឲ្យនឹងថាតាមហើយលោកនេននោះក៏កំពុងឈរគាត់ឲ្យលហងជុំវិញនឹងកំពុងមើលស្រាប់តែគាត់ងាកទៅប្រាប់លោកនេនផងលោកម្ចាស់ជិះចេញលោកម្ចាស់មានទៅគ្រាមមកច្រើនណាស់លោកម្ចាស់មានន័យថាស្រីស្អាតមកច្រើនណាស់ឲ្យលោកជិះចេញខ្លាចប៉ះទៅត្រូវអាបាច់ហើយលោកមើលមិនឃើញត្រាប់តែពីខោជីកោនឹងញឹមទៅគាត់ដេកខ្យល់ស្លាប់ពេលហ្នឹងវាកាត់ជាចម្ងល់គេសួរហេតុអីបានជាគាត់ថាឲ្យលោកម្ចាស់ជិះចេញមានទៅគ្រាមមកច្រើនហើយហេតុអីបានជាលោកញឹមលោកបានបកស្រាយប្រាប់ពេលនោះទេវតាមកយ៉ាងច្រើនមកហែហោមគាត់ទៅឡើងឋានសួគ៌ហើយដល់តែទេវតាមកសុទ្ធតែស្រីស្អាតដល់អញ្ចឹងទៅខ្លាចប៉ះលោកបានក៏ឲ្យលោកជាចេញហ្នឹងហើយលោកកូនហ្នឹងញឹមមកពីត្រេកអរថាចុងក្រោយអារម្មណ៍ចុងក្រោយរបស់ឪបានឋានសួគ៌ហើយអញ្ចឹងបានញឹមហ្នឹងហ៎ពាក់ព័ន្ធនឹងរឿងទេវតាស្រីស្អាតអាត្មាថ្ងៃហ្នឹងមានការចាប់អារម្មណ៍ប្លែកបន្តិចសំដែងធម៌ហ្នឹងទៅជាង10ឆ្នាំហើយដែរប៉ុន្តែទៅថ្ងៃនេះចាប់អារម្មណ៍ត្រង់ថារួងប៉ុននីមួយឃើញតាតែ2 3នាក់ទេសុទ្ធតែយាយប៉ុន្តែរួងប៉ុននេះហេតាច្រើនជាងយាយទៀតអីក៏សបោមដែរទៅភាកច្រើនឡានហែកឋិនកណូតហែកឋិនមកកណូតយាយទាំងអស់ឥឡូវទៅបន្តិចស្រែកឲ្យទៅហឹងពេញកណូតហើយសិតតែយាយតាតែ2 3នាក់មកប៉ុននេះតាច្រើនណាអញ្ចឹងថាយាយតាស្រុកហ្នឹងមនុស្សមានសិលច្រើនបានអាយុវែងពុទ្ធបរិស័ទទាំងឡាយរឿងនេះវាជារឿងអារម្មណ៍ជាប់ជំពាក់អញ្ចឹងហើយបានជាមានទម្លាប់ពេលណាដែលយើងមនុស្សរៀបស្លាប់គេដាក់ស្លាត្រួយលើដើមទ្រូងហើយយើងដាក់តន់ស្លាប់ហើយក៏នៅតែយកមកដាក់ដែរដើម្បីថាឲ្យអ្នកស្លាប់នឹងយកទៅថ្វាយអង្គមចលាមនីចេតិយដល់អារម្មណ៍យើងកំពុងតែមានចិត្តចង់ទៅនឹងទៅឋានសួគ៌តែហ្មងពីព្រោះពុទ្ធសម្ដែងតែចេតនាហាងភិក្ខវេបញ្ញាងបទាមិមនាលភិក្ខុទាំងឡាយតថាគតពោលថាបុណ្យបាបអាស្រ័យនៅលើចេតនាឥឡូវញោមចាំមើលចេតនាដឹកនាំមែនអត់ពុទ្ធថាចិត្តទៅនិច្ចទៅលោកកោលោកទាំងមូលត្រូវចិត្តជាអ្នកដឹកនាំនាងម្នាក់នោះញាក់ព្រលឹមឡើងមិនទាន់លុបមុខផងឃើញអណ្ដូងវាចេញផ្កាអណ្ដូងផ្កាស្អាតណាស់កាត់យកទៅថ្វាយអង្គមប្រភេទបងគេដាក់នៅក្បែរទួលក្បែរផ្ទះនាងកាច់ដើរទៅមិនទាន់ដល់ផងទៅដើរចំពីមុខគោវាការកូនខ្ចីវាហ្នឹងគោវាឃើញនាងហ្នឹងស្ទុះមកចូលបាក់ចកេះស្ទុះមកចូលនាងហ្នឹងស្លាប់ភ្លាមហើយនាងហ្នឹងយកអាផ្កាហ្នឹងគឺដើរទៅថ្វាយអង្គមចូលឡាមនេះចេះដីទៅថ្វាយអង្គមបច្ចេកដីតម្កល់ប្រធានព្រះអង្គហើយស្រាប់តែស្លាប់រួចទៅការដែលឋានសួគ៌នោះឆ្ងល់ទេវតាពេញឋានសួគ៌គេឆ្ងល់ថាជននាងនេះក៏ស្អាតម្លេះពណ៌លឿងស្អាតម្លេះនាងធ្វើបន់អីក៏ស្អាតម្លេះនាងនឹងថាអត់សោះវាខ្មាស់គេធ្វើបន់ផ្កានោមម៉ូតូហ្នឹងដល់ពេលគេធ្វើជាជីកដេញមែនតើលាក់មិនចិត្តប្រាប់គេទៅថានាងហើយខ្ញុំធ្វើផ្កានោមម៉ូតូកាច់ទៅថ្វាយអង្គមកន្លែងគេដាក់ចេតដីតម្កល់ធៀបផងតែមិនទាន់ដល់ផងគ្រាន់តែគោវាចូលស្លាប់ទៅបានទៅការឋានសួគ៌ហ្នឹងអស់ចាណាខ្ញុំក៏ដែរហ្នឹងអារម្មណ៍មានទៅមុនវាចឹងហើយមិនតែប៉ុណ្ណឹងណាយាយច័ន្ទឌៀលចិត្តស្លាប់ហើយប្រពុតនឹកថាយាយនឹងមិនយូរប្រហែលនេះស្លាប់ហើយព្រះអង្គទៅប្រោសយាយនឹងធ្វើម៉េចឲ្យតែយាយនឹងថ្វាយអង្គមបានតែបន្តិចមកយកប្រពុតពធប្រសងជាទីពឹងបានឋានសួគ៌ដល់អញ្ចឹងយាយនឹងមែនថ្វាយអង្គមព្រះអង្គយកជាទីពឹងយាយនឹងស្លាប់ទៅបានឋានសួគ៌មែនមិនបាច់តែមនុស្សចាស់ទេក្មេងក៏ដោយមិនមែនថាទេលោកទេនឹងឲ្យតែចាស់ស្ដាប់ឯអញក្មេងអត់ត្រូវរឿងទេអត់ទេត្រូវតែទាំងអស់ហ្នឹងព្រោះក្មេងក៏ចេះស្លាប់ដែរបើមិនជឿទៅសួរអ្នកអស់ពេកគ្រាន់តែក្មេងស្លាប់ទៅហ្នឹងអស់មិនសើដែរអញ្ចឹងក្មេងក៏ចេះស្លាប់ចាស់ក៏ចេះស្លាប់អញ្ចឹងតើយើងខំប្រយ័ត្នប្រយែងរឿងសំបុនដែរក្រែងលោកវាស្លាប់ទៅដោយសារយើងមិនទាន់បានធ្វើបុណ្យពីព្រោះអាបុណ្យហ្នឹងវាជាដើមទុនសម្រាប់ឲ្យកើតមកជាមនុស្សមានទ្រព្យសម្បត្តិមានរូបឆោមមានបញ្ញាហើយតែយើងបានធ្វើរួចហើយយើងស្លាប់ទៅយើងអត់ភ័យយើងអាចកើតមកវិញទៀតបានជាមនុស្សទេវតាទៀតហើយតែយើងអត់ទាន់បានធ្វើបុណ្យវល់ហើយទៅព្រោះទៅមិនដឹងប្រហែលលានឆ្នាំបានអើតមកម្ដងទៀតទេណាញោមណាតែហេនៅជឿអីនរកប្រែតអីសម័យឥឡូវវិទ្យាសាស្ត្រគេទំនើបទៅហើយតែមិនជឿរឿងបុណ្យហ្នឹងវាមិនបានមកអើតសម័យទំនើបគេហ្នឹងទេអ្នកដែលគេមកទាន់សម័យទំនើបហ្នឹងគឺអ្នកដែលគេជឿបុណ្យហ្នឹងហើយដល់ហើយអញ្ចឹងយើងបានជឿបុណ្យអាគេទំនើបដល់ឯងនៅឆេះក្នុងនរកឯណទៅវិញអញ្ចឹងតែយើងមិនបានធ្វើទេសម័យគេទំនើបយើងនៅឆេះក្នុងនរកហើយអញ្ចឹងបានឡើងមកទាន់សម័យទំនើបហ្នឹងអាស្រ័យបុណ្យឲ្យខំធ្វើអញ្ចឹងនិយាយពីរឿងក្មេងអញ្ចឹងហើយមត្តកណ្ដលីកូនអតិនបបកៈព្រាមអតិនបបកៈព្រាមញោមធ្លាប់ស្គាល់ហើយប្រែមកថាមនុស្សមិនដែលឲ្យទានពីដើមសោះ
ពីមុនមកព្រាមនឹងដែលឲ្យទៀនទៅគេហៅថាអតិនបបកៈព្រាមមានកូនមួយហើយមានទ្រព្យសម្បត្តិច្រើនគាត់រីមានមាសមានកណ្ដុលម្ដងគាត់ថាបើចង់ឲ្យកូននឹងពាក់ទៅជួលជាងឲ្យគេធ្វើខ្លាចគេយកថ្លៃឈ្នួលអញ្ចឹងមិនបាច់ទេយកមកវាយខ្លួនឯងឲ្យមូលថ្លុំចោះរុនដាក់ខ្សែឲ្យកូនពាក់គ្មានក្បាច់គ្មានក្បូរទេហើយដល់អាកូនពាក់អាបតោងគ្មានក្បាច់គ្មានក្បូរហ្នឹងគេហៅថាអ្នកមានកណ្ដុលរលីងបល័យថាម៉ាត់កណ្ដុលីហៅអញ្ចឹងទៅថ្ងៃមួយកូនប្រុសនឹងឈឺធ្ងន់មែនតើដាក់លើផ្ទះទៅយាយតាចេះតែឡើងទៅមើលដល់តែគេឡើងខ្លាចវគេទៅឃើញទ្រព្យសម្បត្តិអញវគេសុំគេខ្ចីអស់ហើយម្យ៉ាងប្របាអង្គគេឡើងមកហ្នឹងអញវាខ្ជិលទទួលអាទឹកក្តៅទឹកត្រជាក់ដូចខ្មែរយើងថាទឹកក្តៅទឹកត្រជាក់បលូស្លាបរិយហ្នឹងអញ្ចឹងលើកកូនយកមកដាក់អាហោណាំងខាងក្រៅឲ្យវារងដាខាងក្រៅផ្ទះដែរណាមើលអីមើលទៅណាសួរសុខទុក្ខឲ្យសួរទៅក៏មកគេឃើញទ្រព្យសម្បត្តិផងក៏មិនអស់អីទទួលដាក់កូននៅក្រៅផ្ទះស្រាប់តែកូនឈឺធ្ងន់មែនតើចិត្តស្លាប់នឹកឃើញអូពុកហើយខ្ញុំកើតតាន់សាសនាពុទ្ធគេដែរនេះអត់តាន់បានទៅធ្វើបុណ្យអត់តាន់បានទៅស្ដាប់ធម៌អត់តាន់បានទៅថ្វាយអង្គមព្រះផងឥឡូវដល់ថ្ងៃខ្ញុំស្លាប់ទៅវិញទៅហើយវត្តបានធ្វើបន់កើតមកតាន់គេដែរមិនក៏ពុកមិនព្រមនាំឲ្យខ្ញុំទៅថ្វាយអង្គមព្រះសោះអញ្ចឹងអីក្មេងនេះគ្រាន់តែចេះនឹកឃើញអញ្ចឹងណាហើយរៀបស្លាប់ទៅនឹកឃើញតែកើតមកតាន់សាសនាគេដែរហ្នឹងមិនបានធ្វើបន់ហើយយើងហ្នឹងមិនយូរប្រហែលទេញោម2500ជាងដែរនៅតែបន្តិចទៀតចេះតែអស់ទៅចង់ក្រោយលែងមានសាសនាទៀតផងនោះឥឡូវតាន់យើងកើតតាន់សវ៉ារយហើយដល់តែអញ្ចឹងជ្រាបទៅដល់ព្រះអង្គបច្ចេញរឹកណោទៅមកដល់ឃើញហាក់ដូចជាព្រះអង្គឈរនៅមុខផ្ទះអីហ្នឹងចង់ថ្វាយអង្គមព្រះអង្គប៉ុន្តែងើបមិនរួចព្រះអង្គឲ្យខ្ញុំព្រះអង្គថ្វាយអង្គមរួចទេងើបមិនរួចសូមថ្វាយអង្គមតាមផ្លូវចិត្តគ្រាន់តែប៉ុណ្ណេះដាច់ខ្យល់ប៉ាត់ទៅកើតក្នុងឋានសួគ៌តែម្ដងអាពុកឯនេះគេធ្វើបុណ្យឲ្យកូនយកកូនទៅបូជាឲ្យបានយំសោកស្ដាយក្រោយមានកូនតែមួយមាសពេញមួយកណ្ដុរចាំមិនរស់អាឡ័យរិះពេកឥឡូវកូនស្លាប់វាមិនអស់ចិត្តទៅយំអោតាខ្ជុំកន្លែងគេបូជាសពកូននឹងយំអោទៅរាល់ថ្ងៃយំមកយំនៅតែហ្នឹងនិយាយពីកូនទៅកើតជាទេវតានោះទេវបុត្រនឹងមើលពីលើមកងាប់ហើយឪពុកអញទ្រព្យសម្បត្តិថាមិនធ្វើបុណ្យឲ្យអញឲ្យចោះចាយវាខ្លួនគាត់ក៏មិនហ៊ានចាយឥឡូវហ្នឹងគាត់រីថាំអញ្ចឹងទៀតបន្តិចទៀតគាត់ស្លាប់ចោលអាទ្រព្យនឹងទៀតអត់ដឹងខ្លួនថាគាត់ធ្វើបុណ្យទៅទៀតទេផងអញ្ចឹងមានតែទៅជួយបញ្យល់ឲ្យបន្តិចសិនឲ្យនឹងតែងតែមកយំរាល់ថ្ងៃនេះកូនហ្នឹងចោះមកពីទេវបុត្រហ្នឹងប្រែកាឡាធ្វើកូនក្មេងមួយមកអង្គុយទៅគ្នាហ្នឹងយំដែរយំមកខាងម្នាក់យំងាកមើលមុខគ្នាយំងាកមើលមុខគ្នាយំសួរគ្នាមកហើយឯងមកយំថៃដែរថាអញយកមកយំស្ដាយកូនអញស្លាប់ចុះឯងនឹងមានរឿងអីក៏មកយំទៅនឹងដែរឯនឹងថាខ្ញុំយំចង់បានព្រះអាទិត្យមកខាងព្រះច័ន្ទមកខាងយកមកធ្វើកងអតេដល់វាយំបានហ្នឹងបាទខ្ញុំចេះតែយំហ្នឹងដែលគេថាឈួតយំប្រាថ្នារបស់ដែលគេមិនចង់បានប្រាថ្នាដូចអ្នកឯងចឹងមានមនុស្សឈួតទេអាណាទៅយកបានព្រះអាទិត្យព្រះច័ន្ទប្រាថ្នារបស់ដែលគេមិនក៏បីបានចង់មានមនុស្សឈួតក្មេងហ្នឹងវាចាប់ថ្នាក់អូរបស់ខ្ញុំមើលឃើញឲ្យតឡាំងប៉ុណ្ណឹងហើយខ្ញុំចង់បានថាខ្ញុំឈួតឲ្យចុះលោកមកកូនស្លាប់បាត់គេបូជានៅសល់តែហែងខ្ជុំមើលកូនមិនឃើញផងមកយំដែរនោះមើលពីណាឈួតជាងដល់ថាអញ្ចឹងទៅភ្ញាក់ខ្លួនព្រឹកទីវាទៅឆ្លាតសួរនាំចុះឯងមកពីណាដែរបាននិយាយទៅថាខ្ញុំនឹងឲ្យជាកូននឹងខ្ញុំនឹងឯងកូននឹងឯងខ្ញុំបានទៅកើតក្នុងឋានសួគ៌ឋានសួគ៌មិនអញឮគេថាទៅកើតឋានសួគ៌ដោយសារគេធ្វើបុណ្យហើយឯងដែលឃើញធ្វើបុណ្យផងមិនទៅឋានសួគ៌ខ្ញុំធ្វើពីកាលខ្ញុំរៀបស្រាប់ទៅខ្ញុំយកគុណពុទ្ធពធប្រសងជាទីពឹងបុណ្យរបស់ខ្ញុំជួយហើយគាត់ថាគេស្លាប់ទៅនឹកឃើញគុណពុទ្ធពធប្រសងបានប៉ុណ្ណឹងផងនិយាយតំណេះតំណាលគ្នាមកចប់រឿងទៅក៏លៀងគ្នាទៅវិញទៅអតិនបបកៈព្រាមទៅមិនតន់អស់ចិត្តទេយកទៅសួរព្រះទៅភូទីមែនទេណាដើរចូលទៅវត្តទៅថ្វាយអង្គមព្រះអង្គបបិទ្ធព្រះអង្គដល់ចម្រើនមនុស្សយើងមិនដែលធ្វើបុណ្យអីផងគ្រាន់តែរៀបស្លាប់ទៅនឹកឃើញគុណពុទ្ធពធប្រសងតើបានទៅកើតឋានសួគ៌មែនទេព្រះអង្គថាយីអតិនបបកៈព្រាមក្រែងណែឯងឃើញផ្ទាល់ហើយថាអីមិនក៏មកចាំសួរថាគាត់ធ្វើអីទៀតព្រះអង្គនៅដឹងសោះព្រះអង្គដឹងដែរបើចឹងមានតែព្រះអង្គតាស់ដឹងមែនទេចឹងបើចឹងមានតែព្រះអង្គមានញាណទឹកមែនទេនៅនឹងសោះដឹងថាគេជួបគ្នានោះដែរបានមកទៅភ្ញាក់ខ្លួនជឿថាព្រះអង្គបានត្រាស់ដឹងឯនេះហើយក៏ជឿពីពេលនោះមកអញ្ចឹងញោមណានេះលើកឡើងចង់និយាយពីអារម្មណ៍វាជាប់ជំពាក់ចុងក្រោយនេះដែលពុទ្ធសាសនាយើងចាប់អារម្មណ៍រឿងជាប់ជំពាក់ហ្នឹងនេះជាប់ខាងល្អប៉ុន្តែមានអ្នកខ្លះជាប់ខាងអាក្រក់វាវិលកំណត់ទី1ឲ្យយើងកើតជាសម្ភវេសីដែលបដោះអាសន្នចន្លោះភពមួយទៀតកើតជាអបាយកតិតែហ្មងរឿងអារម្មណ៍ជាប់ជាពាក់អញ្ចឹងអាត្មានឹកឃើញនិទានរឿងមួយជូនញាតិញោមប៉ុន្តែបើញោមដល់ពេលដល់វេលាអីមិនគឺថាមិនអាចមានឱកាសអីតទៀតទេសញ្ញោដៃផងនិយាយដល់ថាបើមិនចង់ស្ដាប់ទេសញ្ញោប្រាប់ផងវគឺថាឯងបានអាក្បាលមេក្រូចេះទៅភ្លេចមើលយាយនេះគាត់ប្រញាប់តែចេះរឿងហ្នឹងប្តីប្រពន្ធ2នាក់ហ្នឹងគេស្រឡាញ់គ្នាមិនដឹងស្រឡាញ់របៀបម៉េចដែររឿងអាត្មាមិនដែរដឹងទេក៏ក្នុងសភៅថាស្រឡាញ់គ្នាណាដល់តែពេលយូរទៅប្តីទៅរកស៊ីបាត់ប្រពន្ធនឹងវាអបសក់វាទៅលួចស្រឡាញ់ប្អូនថ្លៃខ្លួនឯងរួចស្រឡាញ់ទៅមែនតែនហ្មងគេរៀបជើងការមកវិញគេសម្លាប់ប្តីដើមចោលដល់តែប្តីនោះវាអត់ដឹងរឿងអីសោះដឹងប្រពន្ធអញស្រឡាញ់អញណាស់ត្រឡប់មកវិញប្រពន្ធនឹងរាក់ទាក់នាំទៅងូតទឹកស្រះអូយទៅសប្បាយជាមួយប្រពន្ធណាអាឡ័យតាអោនទៅស្រះទឹកថ្លាឆ្វង់
ក្បងអាទឹកនឹងបាចមកលើខ្លួនចឹងទៅសបាយពេកស្រាប់តែខ្វែមួយលាន់ខ្វាប់ពីលើកកធ្លាក់ក្បាលខ្វៀកចូលទឹកអានេះគេដូចពួននៅក្នុងចាំឲ្យយើងអត់ដឹងរឿងស្លាប់បាត់ទៅគាត់អ្នកស្លាប់ហ្នឹងមិនដឹងថាស្លាប់រឿងអីផងដឹងតែស្រឡាញ់ប្រពន្ធនឹងមិនទាន់អស់អារៀបស្លាប់ទៅចិត្តស្រឡាញ់នឹងវាជាប់ងក់ធ្វើឲ្យគាត់នឹងឯងមកកើតជាពោះទឹកកែនៅលើផ្ទះហ្នឹងស្រឡាញ់ប្រពន្ធនឹងណាឲ្យតានាងអង្គុយទៅណាទម្លាក់ខ្លួនឲ្យចំបើមិនបានអីក៏បានប៉ះសាច់គេមិនទីដែរជិះតែទម្លាក់ឲ្យចំទៅគេស្រែកញ៉ាវទៅគេសង្ស័យតិចប្តីអញទេមិនដឹងអាប្តីហ្នឹងអាប្តីក្រោយលឺចឹងកាប់អាពោះទឹកកែនឹងងាប់ទៅអាពោះទឹកកែនឹងវាងាប់ទៅវានៅតែស្រឡាញ់នាងនឹងទៀតវាកើតជាកូនឆ្កែនៅក្រោមផ្ទះហ្នឹងកូនឆ្កែនឹងស្រឡាញ់ណាស់នាងនឹងទៅណាទៅតាមនឹងទៅណាទៅតាមអ្នកស្រុកក៏ចិត្តតែលពឹសមាត់ហេនាងនេះសង្ស័យតែប្តីមកកើតជាឆ្កែនេះព្រោះដើរទៅតាមនាងនឹងតែប្តីជាតិមុននេះហ្នឹងនាងលេចចិត្តទេប្តីអញមែនទៅដល់ចឹងទៅនិយាយប្រាប់អាប្តីក្រោយកាប់ឆ្កែនឹងងាប់ទៀតទៅងាប់តែឆ្កែទៅអារូបរាងកាយវាងាប់ក៏ប៉ុន្តែវានៅទួនៅសល់អីនៅសល់តួបុណ្យនឹងបាបរបស់ឆ្កែនឹងវាតកើតជាវិញ្ញាណថ្មីមួយទៀតអាវិញ្ញាណថ្មីមួយទៀតហ្នឹងវាទៅរកកន្លែងកើតទៀតអាកន្លែងកើតមនុស្សដែលកើតឡើងបានប្រកបដោយអង្គ3រាគៈសន្និបាតឧតុសន្និបាតរាគៈសន្និបាតមានប្រជុំរវាងភេទប្រុសភេទស្រីឧតុសន្និបាតកន្លែងមនុស្សមានឈាមមានរដូវមានខ្យល់មានកន្លែងឲ្យកំណើតសត្វបានអានឹងកើតបានជាដុំសាច់តតែមានអង្គមួយទៀតវិញ្ញាណរបស់សត្វណាមួយមកចូលបានដុំសាច់នឹងរស់មានចលនាមានវិញ្ញាណអញ្ចឹងអាសត្វគោនៅផ្ទះនឹងកើតបានជាដុំសាច់នៅក្នុងពោះហើយស្រាប់តែវិញ្ញាណឆ្កែដែលដែលទៅចូលក្នុងដុំសាច់ក្នុងពោះគោនឹងចេញជាកូនគោនៅក្នុងហ្នឹងបានជាកូនគោម្ដងដល់កូនគោនឹងកើតឡើងដើរតាមនាងនឹងទៀតវានៅតែជាប់អារម្មណ៍ស្រឡាញ់ដើរតាមនាងនឹងតាមគេអ្នកស្រុកគេចិត្តលពឹសមាត់ថាទៀតហើយនាងនេះបានប្តីគោវើយនាងនេះប្តីគោទៅណាប្តីតាមខឹងមកប្រាប់ប្តីចង់ក្រោយប្តីក្រោយកាប់គោនឹងងាប់ទៀតទៅដល់តែងាប់គោនឹងទៅវានៅសល់តួបនបាបរបស់គោនឹងមិនដែលតែទៅណាហើយវាអាស្រ័យរករូបរាងកាយចូលមិនទាន់បានយ៉ាងងាយស្ដាប់ថាអញ្ចេះអាតួបនបាបវាទៅតែងជាវិញ្ញាណថ្មីមួយវិញ្ញាណនឹងត្រូវអាស្រ័យរូបមិនទាន់មានរូបស្រាប់តែយប់ហ្នឹងនាងប្រពន្ធខ្លួនឯងមានកដល់តែវាមានកវាគ្រាន់តែជាដុំសាច់ទេឯវិញ្ញាណហ្នឹងវាត្រូវពាក់ព័ន្ធទៅនឹងវិញ្ញាណសត្វណាមួយដែលវាកើតពីតួបនបាបនោះមកវាផ្ដល់ជាវិញ្ញាណមកឲ្យក្នុងកំណើតថ្មីអាវិញ្ញាណហ្នឹងវាចេញពីគោហ្នឹងបនបាបរបស់គោហ្នឹងវិញ្ញាណចាស់វាស្លាប់បនបាបវាកើតជាវិញ្ញាណថ្មីមួយមកអាស្រ័យរូបមនុស្សម្ដងរូបប្រពន្ធខ្លួនឯងចូលផ្លេចនៅក្នុងផ្ទៃហ្នឹងឥឡូវក៏បានជាទៅរੂក្នុងផ្ទៃហើយគ្រប់ខែប្រសូតមកញោមដឹងជាទាំងអស់ម៉ែមិនបាច់ចាំប៉ះអត់បាច់ប៉ះទេប៉ះស្រែកទាំងរហូតជីតាណាត់ពេកយកទៅចិញ្ចឹមបញ្ចុកទឹកដោះគោបញ្ចុកអីតលធំម៉ែមកមិនខ្ចីឲ្យម៉ែប៉ះហើយជីតាលួងសួរចៅឯងវាអាម៉េចអង្គគេនៅជាមួយម៉ែនៅជាមួយឪចៅឯងមិនក៏ម៉ែប៉ះចេះតែយំបានចៅនឹងនិយាយប្រាប់តែរឿងម៉ែហ្នឹងកាប់ងាប់ប្រមាណជាតិមកហើយតាំងពីកត់ជាគោជាឆ្កែជាអីដោយសារងាប់ចឹងមកបាត់ថាមកពីអារម្មណ៍វាជាប់ជំពាក់វាមិនដឹងយើងវាអាចវិជាអញ្ចឹងណាឥឡូវហ្នឹងស្រាប់តែដឹងជាតិច្បាស់ហើយសង្វេគនឹកឃើញក្នុងខ្លួនតានឹងនឹកអញ្ចឹងសង្វេគវត្តសង្សារនោះវិលអញ្ចឹងបានប្រពុតសម្ដែងថាមនុស្សយើងទាំងអស់គ្នាហ្នឹងសិតតែធ្លាប់ធ្វើបងធ្វើប្អូនធ្វើកូនធ្វើចៅប្តីប្រពន្ធនឹងគ្នាទាំងអស់ឥឡូវថាដើររត់អ្នកណាថាមិនធ្លាប់ធ្វើម៉ែយើងសោះរត់មិនងាយមានអ្នកណាដែលធ្លាប់ធ្វើមិនធ្លាប់ធ្វើឪយើងសោះរត់មិនងាយមានប៉ុន្តែយើងមិនយល់ដល់ប៉ុណ្ណឹងដល់តែដឹងថាឪអញមានតែមួយម៉ែអញមានតែមួយតាមពិតទៅតាមពុទ្ធសាសនាអ្នកណាក៏ធ្លាប់ធ្វើឪយើងដែរប៉ុន្តែវិជាតិខុសគ្នាអង្ការពីប្រមាណលានជាតិមួយហ្នឹងនិយាយនេះជាម្ដាយខ្ញុំអង្ការពីប្រមាណលានជាតិមុននោះតានោះជាម្ដាយជាឪពុកខ្ញុំដែរវាវិលអញ្ចឹងដល់ចឹងហើយបានព្រះអង្គឲ្យយើងផ្សាយមេត្តាចេះស្រឡាញ់រាប់អានដល់គ្នានឹងគ្នានោះញោមឲ្យតានឹងចៅសង្វេគពេកនាំគ្នាទៅបួសបាត់ទាំងពីរនាក់នឹងបដ ாய் ទៅនេះលើកឡើងប៉ុណ្ណឹងថាអារម្មណ៍វាជាប់ចម្ពាក់វាអញ្ចឹងទៅទៀនកណាត់ទៅអាបាយដោយអានន្តតែថៃអញ្ចឹងមានទ្រព្យសម្បត្តិហើយមិនព្រមធ្វើបុណ្យព្រមធ្វើទានហើយបញ្ញុះកូនកុំជឿកូនអញលើគេថាធ្វើបុណ្យនេះណាឲ្យទាននេះណាពួកវាខ្ជិលរស់ស៊ីវាចេះតែភូតទៅវាគ្មានបុណ្យគ្មានទានអីទេកុំតែឲ្យទានវានាំមកគាត់លួចកប់កំណត់ទុក5កន្លែងដល់តែពេលគាត់ស្លាប់ទៅញោមហើយមានឯណាពេលគាត់ស្លាប់ទៅមានយកទ្រព្យឯណាទៅបានទៅទេដល់ទៅកើតក្នុងតកូលច័ន្ទដៀងអ្នកដើរសុំទានគេនៅមុខក្រុងសាវត្ថីមានជាង1000គ្រួសារទៅកើតទៅគ្រាន់តែបដិសន្ធិក្នុងផ្ទៃគេចង្រៃគេដើររកសុំអីមិនបានសោះស្រាប់តានឹកថាប្រកាសជាមានមនុស្សការតណៃចូលហើយអញ្ចឹងយើងធ្វើម៉េចយើងចែកគ្នាមួយខាង500មួយខាង500អានន្តតែថៃគ្រាន់តែនៅក្នុងផ្ទៃគេផងញោមធ្វើឲ្យគេដើរសុំទានអត់បានពួកច័ន្ទដៀងពួកសុំទានពួករើសអេចាយញោមណាដល់អញ្ចឹងគេជំលះចែកឃើញស្រីម្នាក់មានផ្ទៃពោះគេថានាងនឹងចង្រៃនាងនឹងចង្រៃកូននាងនឹងអត់បានទេចង្រៃទុកនៅអាកាសអញ្ចឹងដេញនាងនឹងចេញពីក្រុមយើងដល់តែគេដេញដកផុតទៅគេរកស៊ីមានបានវិញអតិពលគាត់ចង្រៃដល់ថ្នាក់ហ្នឹងគាត់មិនគោរពពធមិនគោរពប្រសងមិនចេះធ្វើបុណ្យហើយគាត់ជេរបន្តិចអីសពបែបយ៉ាងណាគាត់កំណត់ទុកដល់5កន្លែងទៀតឥឡូវមានកំណត់ឯណាជួយមានសិលឯណាមកជួយដល់តែគ្រប់ខែប្រសូតនាងនឹងថែអាសាកគេដេញចេញពីក្រុមគេចេះតែចិញ្ចឹមកនឹងរហូតគ្រប់ខែប្រសូតមកញោមហើយអាក្រក់ណាស់
មនុស្សយើងភ្នែកតិចជាមុខមាត់ចំកន្លែងសំបីមុខមិនដូចគ្នាក៏រៀបចំប្លង់ដូចគ្នាដែរអានោះតែរៀបខុសប្លង់ទាំងអស់ភ្នែកខិតទៅឯណោះច្រមុះទាញមកឯនេះមាត់វាទៅឯណោះដៃជើងលេងកងងណាឃើញខ្លាចប៉ុន្តែធម្មជាតិជាម្ដាយកូនណាមិនក៏ដោយគ្នាកើតមកចិត្តតែស្រឡាញ់ថាទៅនៅតែកោបចឹងជាតែដើររស់ស៊ីចិញ្ចឹមថ្ងៃមួយញោមកូនចេះដើរដាក់អំបែងម្ដងលើដៃកូនពោពាក្យតែហ្មងកូនឲ្យកូនឯងទៅណាឲ្យម៉ែរស់ផងម៉ែចិញ្ចឹមកូនឯងមិនរស់ទេបើកូនឯងនៅដាច់ខ្យល់ស្លាប់ទាំងពីរអ្នកម៉ែកូនឥឡូវកូនឯងទៅបើម៉ែស្លាប់តែឯងចោលតែកូនឯងរស់កូនឯងទៅសុំគេបានកូនឯងទៅខ្លួនឯងកូននឹងកាន់អំបែងដើរសុំទានគេថ្ងៃខ្លះបានម្ដុំថ្ងៃខ្លះអត់យុទ្ធនាដេកតែដឹងបាយទឹកក៏អត់មានខោអាវក៏អត់មានកន្ទេលខ្នើយភួយមុងក្រែក៏អត់មានផ្ទះសបាយក៏អត់មានញោមអាភ័ព្វណាស់ឃើញណាហើយបើសិនជាថាវាអត់បាយឲ្យតែមានខោអាវទៀតអត់ខោអាវទៀតចុះបើអត់ខោអាវឲ្យតែមានកន្ទេលខ្នើយដេកអត់ទៀតអាភួយមុងក៏អត់ទៀតអាផ្ទះក៏អត់ទៀតជួអាភ័ព្វម្លេះជាតិមុនជាស្អីក៏ជាតិនឹងអាភ័ព្វជាតិមុនជាសៃថៃអញ្ចឹងមិនក៏អាភ័ព្វមកពីមិនព្រមធ្វើបន់ទានគេវាអញ្ចឹងអាចវិលកំណើតអញ្ចឹងតាដើរទៅថ្ងៃណាគេបានឲ្យបានហូបថ្ងៃណាអត់ស្រាប់តែដល់អាផ្ទះខ្លួនឯងវាជាតិមុនណាញោមស្គាល់ឃើញផ្ទះស្គាល់ផ្ទះអញអ្នកយាមទ្វារគេផ្លេចមើលគាត់ចូលផ្លេចដល់ក្នុងនិយាយម្លងបន្តិចផ្ទះគាត់ហ្នឹងក្រោយពីគាត់ស្លាប់ទៅមានកូនប្រុសមួយឈ្មោះមូលសេរីទទួលយកទ្រព្យសម្បត្តិពីគាត់ឡើងធ្វើសេដ្ឋីក្រឹកក្រែងណាមិនខ្ចីធ្វើបន់ធ្វើទានទេគាត់នឹកថាបើកាលណាធ្វើទៅវាអស់ឲ្យអញផ្ដាំថាមិនឲ្យធ្វើបន់ធ្វើទានទេកុំឲ្យអស់ដល់អញ្ចឹងទៅអត់ធ្វើអ្នកណាសុំទានអ្នកណាបិណ្ឌបាតលោកសង្ឃឯណាក៏មិនដែលឲ្យធ្វើដែរហើយដល់គាត់មានប្រពន្ធមានកូនតូចទៀតអាកូននឹងវាផ្លេចកលេចមើលអ្នកយាមទ្វារក៏ផ្លេចមើលស្រាប់តាណោះតែថៃចាប់ជាតិកណាត់ថ្មីចូលដល់ក្នុងអាកូនកលេចមកឃើញមនុស្សមុខអាក្រក់ដូចខ្មោចព្រាយសាច់ស្រែកយំទៅហឹងហ្មងអុយមនុស្សអីក៏អាក្រក់ម្លេះគេភ័យគេខ្លាចអាពុកវានឹងស្ទុះចេញមកមើលថាកូនវាស្រែកអីចេញមកហ៎មកវាអាក្រក់ម្លេះមកសុំទានអីឲ្យអញផ្ដាំថាកុំឲ្យទានចាច់បោកគេខ្ជិលរស់ស៊ីតាពីណាអ្នកបំរើវាយវាអ្នកបំរើគេយកចិត្តច្បាយនេះគេលេងប៉ាំងដួលព្រូគេអូគ្រឺកាត់មុខផ្ទះទៅកវែងភីងលើកំណោសម្រាប់នៅទាំងហាំទឹកចាយដនមិនយកមើលក៏ដែរបដៅកូនថាម៉េចកុំឲ្យកូនឲ្យទានកុំឲ្យធ្វើបន់ខ្ជិលរស់ស៊ីឥឡូវខ្លួនឯងមកសុំទានមានកូនណាឲ្យធ្លាប់ឯងរស់សោះឥឡូវមកសុំស្រាប់កូនមិនឲ្យផងដល់តែពេលប្រពន្ធមកបិណ្ឌបាតដល់តំណឹងប្រាប់អាននមិនឃើញកុមារនោះទេអាននថាឃើញអាននទៅហៅមូលសេរីមកហៅមូលសេរីឯណោះឃើញលោកសង្ឃឃើញប្រពន្ធនេះគ្មានតែចូលចិត្តអីមិនចូលចិត្តមិនគ្រប់អីមកតឹងតែងមកព្រះអង្គសួរថាមូលសេរីណៃស្គាល់កុមារនេះទេអត់ទេណែកុមារហ្នឹងគឺអាននខ្សែថៃឪពុកណៃណាមែនទេឲ្យខ្ញុំទៅកើតឋានសួគ៌បាត់ហើយព្រះមកទទួលឲ្យខ្ញុំទៅបាត់ហើយមិនមែនមកកើតថោកទាបចឹងទេឲ្យខ្ញុំជឿសាសនាព្រះព្រំមកទទួលឲ្យខ្ញុំទៅឋានសួគ៌បាត់ហើយតែអង្គមូលសេរីអាននខ្សែថៃឪពុកណៃហើយហ្នឹងក៏កំណត់ទុក5កន្លែងណែឯងថែមដឹងហ្នឹងឯនេះលើទៅកំណត់ឈប់សិននេះគូលេងឯងមិនទាន់ជឿទេបើចង់ដឹងព្រះថាមែនទេតាមណានោះថាមែនទេឃើញទិញតែបងថាឥឡូវបើណែឯងចង់ដឹងយកកុមារនឹងទៅងូតទឹកឲ្យស្អាតទៅចុកបាយឆ្អែតទៅនឹងដឹងរឿងឥឡូវកុមារនឹងប្រាប់ឮតែអញ្ចឹងឲ្យកំណត់ផងជឿវាចង់ដឹងកំណត់ដែរយកលើកទៅលាងទឹកងូតទឹកដោះឲ្យស្អាតទៅចុកបាយឆ្អែតកូននឹងមានកម្លាំងដើរចង្អុលញោមមកគេគាស់បាន5កន្លែងមែនមនុស្សរាប់ពាន់អ្នកមកមើលគេថាពេលណាមិនជឿសាសនាពុទ្ធកាលនោះគឺជឿតំណឹងហ្មងច្បាស់ណាស់ងាប់ទៅចោលទ្រព្យសម្បត្តិមកកាត់ដឹងជាតិមែនជាតិមុនទៅថៃជាអ្នកសំទានគេមែនច្បាស់ណាស់ចង្អុលគាស់បាន5កន្លែងគ្មានចេះខុសសោះញោមមកមនុស្សគេមកក៏គ្រប់គេមកមើលអញ្ចឹងគេមិនមែនមកចង់យកទ្រព្យទេគេប៉ុន្តែគេចង់ស្ដាប់ធម៌ចាំមើលព្រះអង្គសម្ដែងថាម៉េចយើងចាំស្ដាប់មនុស្សមកជុំគ្នាទៅព្រះអង្គសម្ដែងតតាមត្ថេតនមត្ថេឥតិពីលោវិហញ្ញតិអត្តាហេអត្តណោណត្ថេកតោពតតាកតោធនន្តិជនពីកន្ទុកន្ទិញហួងហែងទ្រព្យអញមានកូនអញមានរបស់អញមានប៉ុន្តែដល់នាទីបំផុតតែខ្លួនអញមួយនឹងថែអាសាមិនគួរមិនដឹងមាត់ថែញយខំលៀបម្សៅអស់ដល់ប្រមាណខ្លងថែតបស្រឡាញ់វាណាទីបំផុតទៅបាទអាសោះឯងខំលៀបថ្នាំខំថែតបភ្លើងចេះមុនគេអារបស់ជាប់នៅខ្លួនយើងការពារមិនគង់ផងតម្រាំអាស៊ីតជាងអាស៊ីតអីដាក់នៅក្រោមកន្ទេលក្រោមខ្នើយនឹងតែមិនឆាប់យកឲ្យហើយគេចោលបាត់ហើយអាកម៉ាខោអាវថ្មីចៅជូននឹងបត់ទុកឲ្យយូរទៅគ្រឿងស្រាប់បានធ្លាក់ទេអាហ្នឹងស្លាប់ចោលបាត់អញ្ចឹងអត់មានយកឲ្យទៅរួចសោះដល់គិតពិចារណាមើលទៅមានតែខ្លួនយើងនឹងតែមួយនឹងយកទៅមិននឹងបានផងមានអីទីពឹងមានទ្រព្យឯណាទីពឹងកូនឯណាទីពឹងញោមមកអ្នកស្ដាប់ធម៌គេជ្រះថ្លាបើអញ្ចឹងមានអីមានតែខំសំបន់គេជ្រះថ្លាស្ដាប់ធម៌ព្រោះឲ្យលន់អាននតែថៃពីអ្នកឲ្យកូនចប់ធម៌ទៅធ្វើមុខលេងឡងគ្មានដឹងអីផងវាមិនដឹងព្រោះអាម៉េចធម៌ហ្នឹងអាចមិនក៏អញ្ចឹងមកពីមិនដែលស្ដាប់ចង់ណាធ្វើបន់ចង់លោកទេណាទេហើយមិនខ្ចីទៅលេអញមិនជឿទេអញទៅស្ដាប់ទេហើយដល់អត់មិនសមបនិស័យនៃការស្ដាប់ផងកើតទាន់ព្រះពីជាតិគ្មានចេះស្ដាប់អីមិនតែពីព្រោះវាអត់មាននិស័យហើយអញ្ចឹងញោមផ្សំនិស័យឲ្យទៅលោកណាមកទេមិនមែនធម៌លោកនោះទេធម៌ព្រះទេស្ដាប់តែធម៌ព្រះតាហើយអញ្ចឹងភ្ជាប់និស័យជាមួយព្រះហើយអញ្ចឹងយកមកលើកឡើងប៉ុណ្ណេះអាននអាស័យថៃដែលដឹងជាតិមកហ្នឹងដោយសារតែគាត់ជាប់ជាពាក់ដែររៀបស្រាប់ទៅគាត់នៅតែស្ដាយកំណត់មិនគិតបន់អញ្ចឹងវាមានជាប់អញ្ចឹងបានជារឿង7ថ្ងៃយើងនេះមិនមែនប្រពុតអ្នកបញ្ញាថាណែអ្នកទាំងអស់គ្នាត្រូវទៅធ្វើបន់7ថ្ងៃ8ថ្ងៃអត់ទេប៉ុន្តែមកពីរឿងអារម្មណ៍ជាប់ជាពាក់ចំក្រោយនិយាយខ្លះរៀបស្លាប់ទៅគេប្របួលអើយមកទៅវត្តទៅសល់ខ្ញុំទៅទេគ្មានណាមើលផ្ទះ
ចោះសិលគេយើងថ្វាយខ្លួនជាបាសិកាគេអត់ទេទៅចោះខ្ញុំអត់មានណាចាំផ្ទះអញ្ចឹងនៅតាំងពីតូចទៅប៉ុណ្ណឹងផ្ទះដល់ធំមកចាស់ហើយគ្រាន់តែមកសិល4 2 3ដងទៅបានវារវល់មែនក៏រវល់ទៅចាស់ប៉ុន្តែធ្វើមិនថ្ងៃស្លាប់ក៏រវល់ប្រយ័ត្នតែគេហៅទៅស្លាប់ទេខ្ញុំមិនទាន់ស្លាប់ទេអត់ពីណាចាំផ្ទះគ្មានទៅណាទេកលាជីងចក់នៅជាងផ្ទះនឹងឯងគេប្របួលទៀតទៅវត្តទៅសិលគ្មានពីណាទៅមើលបន្លែទេខ្ញុំជាប់បន្លែតែខ្ញុំទៅហ្នឹងគ្មានពីណាមើលហ្នឹងគេឆាយកាយខ្ទឹមតិចទីមន់កាយខ្ទឹមតិចទីអស់ដល់អញ្ចឹងទៅឯណាអាឡ័យអារម្មណ៍វាជាប់រវល់ឲ្យរវល់ក៏រវល់មែនរវល់ទៅចោះខ្ញុំណាប៉ុន្តែដល់ថ្ងៃស្លាប់ក៏រវល់តែរវល់មិនស្លាប់ទេអត់ពីណាចាំបន្លែព្រោះទៅទៅនឹងបន្លែនឹងឯងអត់ទៅណារួចហើយស្ដាច់មួយរៀបស្លាប់ទៅស្ដាយអំពៅមិនព្រោះទៅមិនទៅទៅនឹងដើមអំពៅស្ដាយដើមអំពៅមិនទាន់បានកាច់ប្រធានលោកផងទៅដើមអំពៅអានឹងហើយគេហៅថាជីវ័នចិត្តចុងក្រោយកំណត់សម្ភវេសីសត្វកំណត់អស់នេះណាជាប្រភេទសម្ភវេសីសត្វដែរអារម្មណ៍ជាប់ជំពាក់ច្រើនកើតតែ7ថ្ងៃទេញោមកើតតែ7ថ្ងៃទេញោមជួយចាំរឿងនេះមាននៅក្នុងវិន័យហ្នឹងនិយាយពីតេសាភិក្ខុហ្នឹងលោកបានជាពរថ្មីមួយលោកមិនហ៊ានប្រើអញតែប្រើជាពរហ្នឹងទៅវាកាចាស់អញ្ចឹងគេបត់តុកតែអាត្មាថាអញ្ចឹងមានប៉ះដែរប៉ះទាំងអាត្មាក៏ប៉ះខ្លះលោកខ្លះក៏ប៉ះខ្លះមិនស្រួលនឹងប៉ះទាំងនិយាយខ្លះអញ្ចឹងដែរហ្នឹងចៅជួនអាវមិនហ៊ានពាក់ដែរខ្លាចកាចាស់ដែរហ្នឹងហើយគេទិញពុកថ្មីមានរឿងមួយគេទិញពុកថ្មីជួនមិនហ៊ានប្រើទេមិនហ៊ានប្រើគេតែកាចាស់ហ្នឹងទឹកមាត់ផងក្អែលផងអាត្មាងីងអត់ព្រមដេកអាថ្មីថ្ងៃមួយនិយាយទៅវត្តបាត់ចៅថាចង់ឲ្យនិយាយដេកថ្មីយកអាហ្នឹងបាត់ចោលបាត់ដេកអាថ្មីមានអីយកពុកនឹងដុតចោលនិយាយមកពីវត្តនឹងយំហើមភ្នែក2ថ្ងៃគេមិនក៏បានយំខ្លាំងម្ល៉េះអាចៅជូនប្រហែលឆ្នាំមកហើយអញសុំទុកនៅក្នុងពុកនឹងទាំងអស់ឥឡូវគេដុតឆេះខ្ទេចបាត់មានឯណាអត់មានឯសល់អីមួយរៀលចៅជូនប្រហែលសុំទុកនឹងប្រហែលឆ្នាំហើយដល់ចៅដុតចោលខ្ទេចមិនដល់ទៅអស់យំហើមភ្នែក2ថ្ងៃទៀតអញ្ចឹងយំញៀតតែស្តាក់ពីខោស្រាប់តែដល់តែអារម្មណ៍ជាប់ជំពាក់នឹងចពោស្លាប់ព្រោះទៅកាត់ចៃខ្មោចនៅនឹងចពោគាត់ដល់តែលោកឃើញតែលោកសកត់ហើយយកចពោមកចែកគ្នាដល់អាចៃទៅស្រែកចោលទៅដើមចពោខ្ញុំចោលទៅដើមចពោខ្ញុំហើយមានពីខុសសងឯណាទៅស្ដាប់ឮសំឡេងចៃញោមហើយនឹងប្រមាណមេហ្គាហឺតផងស្ដាប់អត់ឮទេបានប្រពុតទ្រង់មានដឹងខត់តែពីខុសទាំងឡាយកុំអាចៃគ្នាផងក៏បញ្ញត្តិច្បាប់វិន័យមួយថារបស់ពីខុសសងបើចង់ឲ្យទៅនរណាឲ្យការនៅរស់ឲ្យហើយតែថាស្លាប់សគុតទៅហើយខ្លាចជារបស់សងទាំងអស់ណាញោមអត់មានសិទ្ធិអញ្ញយករបស់លោកតាលោកអូម៉ាញអត់ទេទៅលោកសគុតឲ្យទៅជារបស់វត្តទាំងអស់គេអរូបភ័ណ្ឌទុកសម្រាប់វត្តលក្ខហូបភ័ណ្ឌសងត្រូវចែកគ្នាប្រើប៉ុន្តែមុននឹងចែកគ្នាត្រូវទុកឲ្យកន្លង7ថ្ងៃសិននេះលក្ខខណ្ឌនៅកណ្ដឹងហេតុអីបានឲ្យកន្លង7ថ្ងៃព្រោះព្រះអង្គទ្រង់យល់ដឹងថាសត្វដែលមានអារម្មណ៍ជាប់ជំពាក់នឹងកំណត់បដោះអាសន្ននឹងច្រើនតែ7ថ្ងៃតទៀតហើយអញ្ចឹងបានជាយើងធ្វើបន់7ថ្ងៃនឹងវាមានរឿងកែងលោឪពុកកែងលោម្ដាយយើងរៀបស្លាប់ទៅអាឡោះអាឡៃកូនកូនអញហើយអញមិនទាន់បានចែកគេអស់អញមិនទាន់អស់ចិត្តនៅមើលកូននេះអញ្ចឹងទៅអារម្មណ៍គាត់ជាប់ជាមួយកូនអត់ទាន់ទៅណាទេនៅវិលវល់កើតជាពួកភូតៈនៅបដោះអាសន្ននឹងដែលមកបញ្យល់សពកូនខ្លះថាអញឃើញគេហែអញទៅបន់អញឃើញគេហែអញគាត់ទៅទីថាឃើញគេហែអញទៅចង់អញឃើញទីបន់នេះអញមកជាមួយយើងថាអូបលឹងម៉ែបលឹងអីមកនិយាយតាមពិតមិនមែនបលឹងទេនឹងឲ្យគឺកំណត់បដោះអាសន្នរបស់គាត់គាត់កាត់បដោះអាសន្នទៅអាកំណត់បដោះអាសន្នហ្នឹង7ថ្ងៃយកគាត់ផុតឲ្យតទៅទៀតកាត់កំណត់មួយទៀតបាទគេធ្វើបន់ឲ្យតអាថ្ងៃពេលព្រោះវាមានរឿងតាយាយ2នាក់មានកូន4តំណប់នាក់ធ្វើបន់ធ្វើទៀនដែរដល់រៀបស្លាប់ទៅអារម្មណ៍មកជាប់ជាពាក់កូនអាកូននេះរៀបហើយនៅអាកូននោះមិនទាន់បានរៀបអាកូននេះមិនទាន់បានចែកគេស្រាប់តែស្លាប់ព្រោះទៅវល់ច្រើនពេកទៅនរកតែមកទៅកើតប្រែតតែមកហើយកូនអត់ដឹងរឿងហើយវល់ជាមួយកូនច្រើនពេកកូនអត់ដឹងរឿងចេះតែនាំគ្នាយំទៅស្រាប់តែ9បងប្អូនធ្វើបន់ថ្ងៃទី7ធ្វើឲ្យទិសអីសំបែបយ៉ាងអញ្ចឹងទៅមិនដឹងថាបានធ្វើឲ្យទៅសួរព្រះមកយើងទៅសួរព្រះទៅថ្វាយអង្គមបបតងដល់ចម្រើនពុកម្ដាយខ្ញុំស្លាប់ទៅកើតឯណាហើយបន់ខ្ញុំធ្វើទៅនឹងបានដែរដល់គាត់ដែរទេបានព្រះអង្គសម្ដែងប្រាប់គ្នាទាំងអស់គ្នាម្ដាយឪពុកអ្នកទាំងអស់គ្នានឹងស្លាប់ទៅវល់ជាមួយកូនហ្នឹងធ្វើឲ្យគាត់ទៅកើតក្នុងកំណើតប្រែតអស់7ថ្ងៃឥឡូវនេះគាត់រួចទីកំណើតប្រែតហើយដោយសារតែបន់កូនធ្វើកាលពីថ្ងៃទី6ទី7ឲ្យទិសកសលឲ្យគាត់ទទួលផលបន់ហ្នឹងទៅកើតក្នុងឋានសួគ៌ដែរដល់ព្រះអង្គថាព្រះអង្គឯងអញ្ចឹងហាក់ដូចជាអត់មានសាក្សីព្រះអង្គយកសាវកទាំងអស់ជាសាក្សីបណ្ដាសាវកទាំងអស់មកកលៀនមានរឹកជាងគេបាត់ពីនេះផ្លែតទៅដល់ទេវតាផ្លែតទៅឈរពីមុខវិមានទេវតាចេញមកសួរលោកម្ចាស់និមន្តពីណាមកអាត្មាមកពីស្រុកមនុស្សលោកម្ចាស់ផ្ដាំផងទៅប្រាប់កូនខ្ញុំកណាផងកាលពីខ្ញុំកណាស្លាប់មកទៅកាត់ប្រែតអស់7ថ្ងៃដល់ថ្ងៃទី6ទី7កូនគេធ្វើបន់មកឲ្យខ្ញុំបានខ្ញុំទទួលផលបន់កូនហ្នឹងឥឡូវបានសម្បត្តិទឹកលែងខ្វះនេះមានរឹកប៉ុណ្ណឹងដោយសារផលបន់កូនធ្វើឲ្យទៅប្រាប់កូនថាកុំធ្វើបន់លោកប្រែតពិតជាមានមែនហើយព្រោះម៉ែធ្លាប់ទៅកើតឲ្យធ្លាប់ទៅកើតមកកលៀនចោះយករឿងនឹងមកវិញនិយាយប្រាប់កូននៅចំពោះប្រភពដែលមានភាពកូនសប្បាយចិត្តត្រេកអររីករាយណាស់ចឹងហើយកូននឹកឃើញថាបនគេធ្វើថ្ងៃទី6ទី7បានដល់ឪពុកម្ដាយគេរួចពីកំណើតរូបប្រាក់យើងក៏ធ្វើតាមគ្នាទល់ថ្ងៃហ្នឹងអញ្ចឹងទៅចេះតែធ្វើតាមទៅគេលោកឲ្យយើងរៀបស្លាប់ទៅនៅឃើញអាឡោះអាឡៃកូនអាឡោះអាឡៃដីធ្លីស្រែចម្ការអាឡោះអាឡៃចៅមិនទាន់ទៅណានៅវល់ថ្ងៃទី7ហ្នឹងបានរួចពីកំណើតហ្នឹងទទួលសម្បត្តិទឹកហើយគាត់ទៅជាមនុស្សទៅជាទេវតាហើយបានយើងធ្វើឲ្យតាន់មិនតើយើងរិះអីមន្ត្រីក៏ចឹងដែរព្រះរាជានោះពនាងស្លាប់ទៅខ្ញុំណាពនាងម៉ាឡេកាស្លាប់ទៅធ្លាក់នៅក្នុងកំណើតនរោអស់7ថ្ងៃព្រះរាជាចេះតែមកសួរ
សួរប្រពុតថានាងអគ្គមហេសីទៅកើតឯណាព្រះអង្គដឹងថានាងនឹងទៅនរោហើយប៉ុន្តែបើប្រាប់ព្រះរាជាភ្លាមទៅមុខព្រះរាជាខ្ញាល់ពីព្រោះនាងនៅការនរោធ្វើបន់ច្រើនដែរប៉ុន្តែបន់ប្រមាណក៏ដល់ញោមតែរៀបស្លាប់ទៅអារម្មណ៍វិទីខាងណាទៅក្នុងមុនហើយនិយាយចំណាំមើលឲ្យហើយធ្វើបន់ប្រមាណដល់បើរៀបស្លាប់ទៅបាបវិទីវាទៅបាបសិនបាបអស់បាបបានមកបន់ហើយបើសិនជាធ្វើបាបក៏ដោយប៉ុន្តែរៀបស្លាប់ទៅធ្វើបន់វិទីទាំងមុនដល់អញ្ចឹងទៅដល់ថ្ងៃទី7ព្រះរាជានឹងក៏ធ្វើបន់ឧទ្ទិសឲ្យអគ្គមហេសីនាងនឹងក៏រួចពីនរោនឹងមកទទួលយកផលបន់នឹងសោយសម្បត្តិទៅក្នុងឋានសួគ៌បានយករឿងនឹងមកសួរពុទ្ធបានព្រះអង្គសម្ដែងប្រាប់អញ្ចឹងសូម្បីតែព្រះរាជាក៏ធ្វើបន់បានដល់អគ្គមហេសីដែរអញ្ចឹងបានយើងរៀបសាមញ្ញក្តីស្ដេចក្តីនាំគ្នាធ្វើតាមទាំងអស់គ្នាតថ្ងៃហ្នឹងនឹងតាមបែបពុទ្ធសាសនាគឺអញ្ចឹងទេណាញោមណាយកអារម្មណ៍ជាប់ជំពាក់ប៉ុន្តែជាតេខេណានុបោសពរកាល័យភ្នំប្រុសភ្នំស្រីហាន់ជ័យអរិយខ្សាត់ផាត់សណ្ដាយបារាយស្វាយរៀងស្វាយជ្រុំកងជុំស្វាយតនីតាឌីជីអាវជីសែនខុនផែនខុនឆាងព្រះអង្គឈូងខ្លាំងវត្តប្រាំង7 3ឲ្យដងម៉ែជ័យព្រៃបាំងម៉ែបានបាកានស៊ីធោអង្គក្រៅតាកប៉ៅអង្គក្នុងប្រយ៉ងកោអង្គជ័យលោកយាយយ៉ាតភ្នំនៅវត្តប្រាសាទភ្នំប្រសិទ្ធតបងដែកពញាក្រែកព្រែកបកងតបងកញុងថ្មរូងហោងតាសំរោងទួលសម្រែតានរាយកោកពទាយាយទេពសាក្រោ8ឆោមភ្នំបក្រាលវាលថ្មបោះទឹកផោះថ្មបាំងវាំងចាស់ស្រះតម្រៃពើងឥសីពើងបជាវកទួងខៀវដូនទាវតស្រស់កោះញែកព្រៃចែកយាយផ្លំបាខំតាំងគោកតបោកខ្មៅក៏បើជ្រុំថ្ម3ដុំភ្នំត្បែងមានជ័យម្ចាស់ព្រៃព្រឹក្សានតាចាស់ស្រុកអុកញ៉ាឃ្លាំងមឿងរុងរឿងដោយរិទ្ធវត្ថុស័ក្តិសិទ្ធិគ្រប់វត្តអារាមតាមទីទួលអាស្រមព្រៃភ្នំក្រំថ្មលំហសមុទ្រស្ទឹងបឹងទលេជួរទទេកំពង់ទេឈូងឆក់ច្រកជ្រោះជ្រងច្រឡងដងអូសិតតែកន្លែងយើងធ្លាប់មានជំនឿទាំងអស់ហ្នឹងហើយមានតាំងព្រះអង្គឈូងខ្លាំងអញ្ចឹងនៅខាងបាក់ដោតអញ្ចឹងទៅហើយពោរងមកនៅខាងកំពង់អស័យអញ្ចឹងទៅហើយលោកយាយព្រៃជ្រុងនៅខាងនោះញោមញាតិពុទ្ធបរិស័ទជំនឿទាំងនេះជាប់នឹងផ្នត់គំនិតដែលមាននិទានមកដែលគេថាណតាកើតពីនេះពីនោះនឹងពីដើមវាមានរឿងអញ្ចេះណតាខ្លះហ្នឹងបើយើងគិតតាមបែបពុទ្ធសាសនាណតាហ្នឹងជាតួអមនុស្សមួយគឺជាភូមិទេវតាភូមិទេវតាហ្នឹងគឺនៅអ្នកលេងកាមគុណតាអ្នកលេងកាមគុណមិនទាន់សម្រេចអរហត្តសោតតាអីនៅខឹងនៅស្រឡាញ់នៅសោកអញ្ចឹងដែរតាណតាហ្នឹងវាមានរឿងណតាខ្លះចេះជួយមនុស្សណតាខ្លះវាកើតឡើងមកដោយសារមនុស្សស័ក្តិសិទ្ធិឯណានីមួយឧបមាដូចយើងហៅថាណតាឃ្លាំងមឿងកើតឡើងដោយសារមេតបឃ្លាំងមឿងអញ្ចឹងទៅដែលចេញតស៊ូទៅឥឡូវខ្លាចជាណតាឃ្លាំងមឿងហើយនៅខាងកោះកបីគេអតីតសក្តិកោះកបីពីដើមអុកញ៉ាកលាហោមគង់ដល់ស្លាប់ទៅឥឡូវគេធ្វើអាស្រមទៅជាណតាមួយទៀតអុកញ៉ាកលាហោមគង់ហើយនៅបាត់ដបងតាដបងកញុងដែលឡើងបានគ្រប់គ្រងរាជ7ឆ្នាំ7ខែ7ថ្ងៃចាញ់បារមីព្រះអង្គកិលដែលគេគប់ដែលប្របាទពញាក្រែកព្រំកិលហោះមកទាញដបងនឹងគប់ទៅដបងនឹងគប់មិនត្រូវធ្លាក់ចូលព្រៃបាត់រមឃើញហៅតែព្រៃបាត់ដបងហ្នឹងហើយតាដបងកញុងហ្នឹងក៏ចោះចាញ់ទៅចោះទៅនៅខាងព្រះវិហារទៅនៅខាងឡាវបាត់ទៅនោះហ្នឹងទៅជាតាដបងកញុងគេឆ្លាក់រូបប៉ុណ្ណានៃនោះតាដបងកញុងមួយចឹងទៅឲ្យដល់មកពោធិ៍សាត់ណតាឃ្លាំងមឿងចឹងទៅឲ្យដល់មកកំពង់ឆ្នាំងយីទេពសាក្រោមចឹងទៅដល់មកព្រៃក្តាមណតា8ឆោមចឹងទៅហើយដល់ទៅភ្នំសិទ្ធមានណតាដបងដែកដែរមានអីសីសិទ្ធដូច្នេះណតាខ្លះជាប្រវត្តិរបស់អ្នកតស៊ូប្រវត្តិអ្នកតស៊ូដូចជាខេត្តតាកែវនឹងមកពីឈ្មោះតាកែវយាយកែវនឹងឯងដែលជាអ្នកចិត្តល្អដល់ស្លាប់ទៅគេគោរពបូជាតាកែវយាយកែវក៏វាទៅជាខេត្តតាកែវនឹងទៅពីព្រោះថាគាត់តែងទៅធ្វើផ្ទះធំទទួលរាក់ទាក់ភ្ញៀវណាមកពីចិត្តពីឆ្ងាយអត់មានកន្លែងសម្រាប់អីក៏ឲ្យមកសម្រាប់កន្លែងផ្ទះគាត់ដល់ពេលគាត់នឹងមានចិត្តល្អទៅស្រាប់តែជំនាន់បារាំងហ្នឹងគេត្រូវធ្វើសាលាខេត្តហើយបើអត់មានដីធ្វើតាហ្នឹងគាត់សបោដីគាត់បកគលដីឲ្យអាណាព្យាបាលបារាំងដើម្បីយកធ្វើសាលាស្រុកសាលាខេត្តហ្នឹងគេក៏ធ្វើសាលាខេត្តហ្នឹងយកដីរបស់លោកតាកែវលោកយាយកែវហ្នឹងក៏គេដាក់ឈ្មោះគាត់ថាខេត្តតាកែវអញ្ចឹងទៅហើយអាទីក្រុងតាកែវហ្នឹងក៏ដាក់ថាទីក្រុងដូនកែវដើម្បីរំលឹកពីឈ្មោះតាកែវយាយកែវហ្នឹងអញ្ចឹងមកខ្ញុំមើលឃើញណានៅឯខេត្តបៃលិនពីដើមគេហៅថាភេលេងទេភេលេងហ្នឹងភេលេងសរសេរជាអក្សរបារាំងជំនាន់បារាំងកាន់កាប់ជាអាណាព្យាបាលគេទៅសរសេរអក្សរលតាំងដល់អានទៅជាបៃលិនតាមពិតភេលេងព្រោះអ្នកដែលទៅរកាប់អស់កាប់ឈើទៅរត្បូងទៅបាញ់សัตว์ហ្នឹងវាឃើញតែងតែមានភេមកលេងកន្លែងហ្នឹងម្ល៉េះហើយគេមិនដឹងហៅថាម៉េចគេហៅភេលេងហើយស្រាប់តែគេរើសបានដុំថ្មពណ៌ស្អាតគេយកមកលក់យកមកបង្ហាញអ្នកឈ្មោះថៃគេចង់បានគេថាណែឯងមានអាថ្មហ្នឹងទៀតប្រភេទណាហ្នឹងឲ្យតែឃើញប្រភេទអញ្ចឹងយកមកទៀតយកមកខ្ញុំទិញហើយគេចេះតែដើររកកន្លែងហ្នឹងដឹងថាកន្លែងហ្នឹងមានត្បូងដល់សរសេរអក្សរភេលេងយូរអានឡើងត្រូវវាទៅជាបៃលិនទៅ
អានតាមបារាំងទៅជាបៃលិនទៅហើយអានតាមបារាំងបៃលិនសរសេរជំនាន់ដើមហ្នឹងមានន័យកើតនោះមានពីរដែរកំពង់ផែអូកែវដល់អានយូរទៅជាអុកអែវយកអក្សរកាកនឹងមួយទៅវាទៅជាអូកែវអូនឹងកនឹងអុករើទៅនៅសល់អែវទៅទេអានអុកអែវទៅកោសាំងស៊ីនមកពីកោចិនសិនអញ្ចឹងទៅជាកោសាំងស៊ីនហើយកន្លែងនោះបៃលិនហ្នឹងភេលេងហ្នឹងមានយាយតាម្នាក់ដែលមានរសាសិលដ៏ល្អឈ្មោះថាយាយយ៉ាតនឹងគាត់អ្នករសាសិលដ៏ល្អប្រពៃថ្លៃថ្លាហើយរហូតដល់ជួលមនុស្សកុំឲ្យសម្លាប់សត្វណាដែលរស់ស៊ីមុខរបរបាញ់សត្វប្រមាណគាត់ហាមគេកុំឲ្យទៅសម្លាប់សត្វនេះគាត់ជួលគេកុំឲ្យទៅសម្លាប់សត្វទីបំផុតគេគោរពបូជាស្រឡាញ់គាត់ស្លាប់ទៅកើតទៅជាអ្នកតាមួយមានបារមីប្រកែនៅភ្នំយ៉ាតនៅបៃលិនហ្នឹងទៅហើយដល់តែយីម៉ៅពេជ្រនិលហើយនេះគាត់ល្បីខ្លាំងដែរយីម៉ៅពេជ្រនិលអាត្មាធ្លាប់សម្ដែងប្រវត្តិយីម៉ៅហ្នឹងដោយពឹសស្ដាហ្នឹងមកកសែតតម្រងពឹសស្ដាពីប្រវត្តិយីម៉ៅហ្នឹងមាន3 4រឿងយីម៉ៅហ្នឹងមានប្រពន្ធនៃប្តីគាត់ឈ្មោះតាគ្រីទៅជំនួញជួញប្រែលក់កណាត់ទៅខាងកោះកុងហើយយីម៉ៅហ្នឹងថានោះអ្នកនៅខាងតៃនិញនោះទេហើយកាលហ្នឹងដល់ពេលបាត់ប្តីហ្នឹងយូរក៏មកតាមប្តីហ្នឹងទៅដឹងថាប្តីហ្នឹងមានប្រពន្ធចង់ដតីទៀតទៅក៏គាត់នឹងសម្រេចចិត្តលូតពីលើទូកហ្នឹងទាំងមានផ្ទៃពោះហ្នឹងណាលូតពីលើផ្ទៃពោះព្រោះអាទូកកប៉ាល់ដែលគាត់កំពុងជិះហ្នឹងវាកាងវាគឺលែងទៅមុខទៅខ្លាចស្លាប់មនុស្សមកកប៉ាល់ហ្នឹងម្ចាស់កប៉ាល់ហ្នឹងភ័យហើយចឹងទេយាយហ្នឹងក៏គាត់សុខចិត្តអធិដ្ឋានលូតសម្លាប់ខ្លួនទៅវាមានរឿងរ៉ាវវែងឆ្ងាយចឹងទៅក៏ពេលដែលគាត់ស្លាប់ទៅក៏คล้ายទៅជាអ្នកតាមួយប៉កែនៅកន្លែងនោះឈ្មោះថាអ្នកតាលោកយាយម៉ៅហ្នឹងអាហ្នឹងមួយរឿងទៅរឿងមួយទៀតគេថាយាយម៉ៅហ្នឹងតាគ្រីបដើគ្នាដើរមកខាងលិចវត្តពេជ្រនិលហ្នឹងស្រាប់តែជួបខ្លាក៏រត់ដេញគ្នាមកស្លាប់នៅកន្លែងហ្នឹងចឹងទៅក៏មួយទៅហើយមួយទៀតថាយាយម៉ៅហ្នឹងជាឈ្មោះមេតបទាំង12ដែលប៉កែរបស់ខ្មែរមានតបមួយឈ្មោះជំទាវម៉ៅហ្នឹងក៏ប៉កែចឹងទៅអាហ្នឹងប្រវត្តិយាយម៉ៅមានវែងឆ្ងាយប៉ុន្តែវាคล้ายទៅជាយាយម៉ៅហ្នឹងខ្លាំងប៉កែប៉ុន្តែដែលបែករឿងមកហ្នឹងមកពីវិបត្តិចំកន្លែងអាមនុស្សអញ្ចេះទេពីដើមជំនាន់ជប៉ុនកែនមនុស្សឲ្យទៅជីកកាប់ថ្មហ្នឹងធ្វើផ្លូវលេខ4ហ្នឹងកាប់ធ្វើផ្លូវទៅវាទៅកាប់ចំមកកន្លែងគេនៅនោះហើយមនុស្សចេះតែស្លាប់ទៅកាប់ស្លាប់ទៅវាអត់ដឹងមានភូមិមួយគេហៅថាភូមិមេម៉ាយអស់អាលេងប្រុសស្លាប់អស់នៅសល់ស្រីស្លាប់ស្រាប់តែអត់ដឹងរឿងស្រាប់តែនិយាយម៉ៅមកចូលអាដេញនៃប្រពន្ធកូនលោកមេឃុំហ្នឹងបញ្ចុះមកចូលរូបទៅប្រាប់ថាគេមិនដឹងយើងយើងនៅកន្លែងហ្នឹងគេមិនដឹងគេមកកោះកាយកន្លែងយើងបានសួរនាំដឹងរឿងអញ្ចឹងទៅគេក៏គោរពបូជាគេធ្វើខ្ទមយាយម៉ៅហ្នឹងឲ្យគេសុំខមាទោសគេគោរពឲ្យប៉កែណាសម័យនោះអ្នកណាធ្វើដំណើរកាត់ហ្នឹងគេគោរពណាស់គេយកលុយទៅដាក់ច្រើនដាក់លុយដាក់មាសដាក់កាក់ស្រាប់តែមានចិនមួយនៅពេញគាត់ឃើញកាក់យាយម៉ៅច្រើនទៅបបួលយាយម៉ៅលេងបៀយកបៀទៅចែកលេងពីអ្នកយាយម៉ៅម្ដងធ្វើចាញ់យាយម៉ៅលោកយាយឈ្នះខ្ញុំរហូតឈ្នះលើក្រោយលេងឲ្យឈ្នះយាយម៉ៅយកលុយវិញដបងលេងចាញ់យាយម៉ៅដាក់លុយឲ្យយាយម៉ៅដល់ក្រោយលេងធ្វើខ្លួនឯងឈ្នះម្ដងប្រមូលលុយពីយាយម៉ៅអស់មកវិញឈឺស្លាប់រហូតដល់អ្នកគេទៅអង្វរក៏សុំឲ្យរស់ស៊ីមានបានគេទៅធ្វើអាស្រមធ្វើខ្ទមឲ្យទៅជាប៉កែរហូតទៅហើយបានលោកខេវរិទ្ធជាវរៈសនីទូនៅកន្លែងហ្នឹងក៏ថែអាសាការពារឲ្យគេទិញយករូបចម្លាក់យាយម៉ៅនៅតាំងពីខាងអរិយខ្សាត់ខាងអីនេះទៅដាក់យកទៅរឿងវែងឆ្ងាយហើយពីដើមកាចដល់មកលើក្រោយអរតនីយាយម៉ៅចូលកាន់សិលយាយម៉ៅកាន់សិល8ទៅបានគាត់ស្លូតចឹងទៅអាហ្នឹងជំនឿមួយចឹងដែរវាកើតមកពីរឿងប្រភពមានជំនឿដើមរបស់មនុស្សហ្នឹងមួយដូចជាលោកយាយដូនពេញคล้ายពីលោកយាយពេញដែលគាត់រើសបានដើមកគីណែតមកមុខនឹងទៅមកដល់រើសបានមកអូសទាញឡើងមិនឡើងទៅមុនលោកតាវត្តលង្កាមកក៏លោកទាញដឹកយកទៅខាងវត្តនៃព្រែកពាក់ព្រាត់ដឹកយកទៅខាងព្រែកពាក់ព្រាត់ហើយញោមស្គាល់ព្រែកពាក់ព្រាត់ដែរព្រែកលៀបហ្នឹងឯងព្រែកលៀបហ្នឹងមកពីពរាជាប្រសូតបុតនៅព្រែកលៀបហ្នឹងបានគេដូរអាព្រែកពាក់ព្រាត់ហ្នឹងហៅថាព្រែកលៀបព្រោះកន្លែងឲ្យលៀបហើយខាងអរិយខ្សាត់នៅខាងនេះហ្នឹងអរិយខ្សាត់ហ្នឹងពីដើមគេមិនហៅអរិយខ្សាត់ទេមកពីស្ដេចសូរិយោពណ៌ធ្វើវាំងនៅតែហ្នឹងហើយស្ដេចសូរិយោពណ៌ហ្នឹងមានងារជាព្រះអរិយខ្សាត់ដល់តែលោកសកុតទៅគេបូជាសពលោកនៅកន្លែងហ្នឹងហើយគេធ្វើវត្តកន្លែងមានបូជាហ្នឹងធ្វើពហិនៅទល់សប្តាហ៍ថ្ងៃគេដាក់ថាវត្តអរិយខ្សាត់ទៅតាមឈ្មោះស្ដេចសូរិយោពណ៌កគីហ្នឹងអូសមិនឡើងទាញយកទៅនោះបានឡើងនៅខាងវត្តព្រែកបកងក៏បានពុះដើមកគីហ្នឹងជា2ទៅធ្វើជាពុទ្ធរូប4មុខហ្នឹង2មួយដាក់មកវត្តភ្នំមួយដាក់នៅវត្តព្រែកបកងក៏សាង2ដំណាលគ្នាបើធ្វើបនវត្តភ្នំគេធ្វើព្រែកបកងដែរព្រោះវត្តព្រែកបកងកើតដំណាលវត្តភ្នំហ្នឹងនេះកើតជាលោកយាយដូនពេញនឹងអ្នកតាមួយដែរកន្លែងគោរពនៅបាត់ដំបងមានអ្នកតាមួយទៀតគេហៅដូនទាវហើយយើងធ្លាប់ឮតាមលោកតាសមុទ្រថាប្រឡាប់ដូនទាវ
đồn tiêu nơi canh khang lệch xà ta on đồn tiêu nâng nơi canh cái lạnh cái bông sờ búa nâng long từ âu từ su ấy nâng khang card mà xà ta on mà cái này cái bông sờ búa đồn tiêu nâng cứ chỉ mua mình đâuได้nơi khang cái bông cham nâng mua gì tiêu nâng chỉ non cái tha thon chôm cái tha thon nhón nâng mê toạc bạc đến cướp krong nơi khai bát bong nâng ấy đó là cái tha thon chôm nâng chạp do niềng tiêu nâng từ thưa chỉ bập pôn niềng tiêu nâng nơi nâng bát bong nâng dú nâng sóc trong màu sóc ấy xong phát đây mà nào máu vậy đó là cái mình ao máu che thì bị prăng to su rút máu rút lúa chi tam túc tam sừng sừng cài bát bong nâng đó là cho mà đó là cái bài bọt kèo sập ngày nâng cái thằng lên bọt kèo nâng có thể hiện cái tam toán cái xâm lập trâu nơi tận nông tới cả chỉ gì tép môi khăng và cài chừng nưa cái bon son tới có về tới chia gì tép mỗi cái hàng thắt đồn tiêu chẳng tư ở bên nơi khang con người nó cái chưa từ lừa gì ao gì san nó mà cái lai cái tư nhôm nhiệt bút thà bò là sạch tiếng này hơi cứ chỉประพบประวัติน่ะตาได้เกิดឡើងហើយน่ะตาនេះកើតឡើងតាមរយៈមនុស្សដែលមានបារមីខ្លាំងប្រកែពីមុនប៉ុន្តែតាមពិតមួយទៀតមានពីដើមមកស្រេចគេហៅថានាតាចាស់ស្រុកគឺពួកភូមិទេវតាដែលមាននៅលើដែនដីហ្នឹងហើយពួកភូមិទេវតាហ្នឹងវាមានគេហៅថាកាចមានហៅថាស្លូតណាចេះគោរពទៅក៏ស្រឡាញ់ទៅណារៀងឆ្លើយប្រហើនទៅក៏មិនចេះគោរពមិនចេះស្រឡាញ់ទៅក៏មិនថែអាសាដែរហើយអ្នកខ្លះក្បត់ពាក្យសច្ចៈក្បត់ពាក្យសន្យាខ្លួនឯងហ្នឹងក៏វាមានបាបចឹងដែរនៅខេត្តត្បូងឃ្មុំក៏វាមានរឿងជាប់ពាក់ព័ន្ធជាមួយនាតាខេត្តត្បូងឃ្មុំហ្នឹងបានគេហៅត្បូងឃ្មុំមកពីនាតាបេងហ្នឹងហើយសប្តាហ៍ថ្ងៃនៅនាតាបេងនៅល្បីហ្នឹងនាតាហ្នឹងចេះប្រែកាឡាជាមនុស្សណាហុចប្រែកាឡាជាមនុស្សទៅលេងទៅពីទៅពីជាមួយប្អូនលោកគ្រូសុគ្រាចវត្តហើយដល់លោកគ្រូសុគ្រាចដឹងថាលោកតានឹងខូចចាប់លោកតានឹងចងហើយឲ្យគេកប់រូបចម្លាក់លោកតានឹងដាំក្បាលចុះទៅក្រោមកន្លែងលោកតានឹងក៏ដោះដើមបេងគេហៅថានាតាបេងហើយមានឃ្មុំនៅលើដើមបេងហ្នឹងឃ្មុំហ្នឹងនិយាយពីឃ្មុំធំកាចនោះកាចតណាដើរទៅធំក្លិនចំហាយមនុស្សហ្នឹងដេញតិចតល់តែស្លាប់ខ្យល់មកពីជើងរ៉ែទៅមនុស្សដើរទៅធំក្លិនចំហាយមនុស្សដេញតិចតល់តែស្លាប់មកលោះហើយមនុស្សយើងស្លាប់អស់ច្រើនបានចាស់គេដឹងមូលហេតុថាមកពីធំក្លិនដល់ឃ្មុំគេហាមកុំឲ្យដើរពីខាងជើងឲ្យដើរពីខាងត្បូងដើរពីខាងត្បូងឃ្មុំហ្នឹងបានឃ្មុំវាមិនតិចយូរទៅវាជាប់ពីត្បូងឃ្មុំឥឡូវឡើងជាខេត្តត្បូងឃ្មុំហ្នឹងទៅហ្នឹងមកពីនាតាដែរញោមញាតិពុទ្ធបរិស័ទនៅខេត្តព្រៃវែងយើងនាតាដែលល្បីជាងគេប្រចាំប្រទេសកម្ពុជាតែមេសបនកក្រៅរំពើកញាប់ញ័រហ្នឹងក៏ជាអតីតមេតបមួយដែរនឹងคล้ายទៅជានាតាមេសនៅក្នុងជាកាច់ពុទ្ធបរិស័ទនេះនាតាមួយដែលកើតឡើងមកដោយសារអ្នកដែលមានបារមីដូចជាមេតបនាតាមួយជាតួអមនុស្សស្រាប់ឬមួយក៏អ្នកដែលស្លាប់ទៅនឹងហើយក៏ប៉ុន្តែអមនុស្សក្នុងកាន់ថែរក្សាទៅក៏កើតទៅជាគោរពចឹងទៅតាមពិតអ្នកស្លាប់ទៅមិនមែនអង្គុយតែកើតទៅជានាតាទេអ្នកខ្លះក៏ទៅកើតជាទេវតាក៏ទៅកើតជាមនុស្សហើយប៉ុន្តែយើងនៅតែគោរពបូជាទៅធ្វើឲ្យអមនុស្សនៅកន្លែងនោះគេកាន់ទៅហើយអមនុស្សខ្លះគេហៅថាប្រយ័ត្នមាត់ប្រយ័ត្នកហ្នឹងអាត្មាធ្លាប់ជួបប្រទេសតែវិលខ្នាច់ល្មាសខ្ញុំដែលស្គាល់ខ្នាច់ល្មាសអត់គឺថាមិនស្គាល់ខ្នាច់ល្មាសដូចតែមិនស្គាល់ប្រាំងអាត្មាដែរខ្នាច់ល្មាសនេះមានមនុស្សមួយគាត់ធ្លាប់ស្ទូងនៅអីទៅអីអូវែងហើយដល់ទៅពេលនិយាយពីឆ្លើងទៀមឆ្លើងនោះឆ្លើងហើយមនុស្សនេះខ្លាចឆ្លើងណាស់គាត់ខ្លាចឆ្លើងណាស់មិនដឹងថាស្ទូងគេអាមិនអីកើតស្ទូងនៅនោះក៏បែអូវែងណោះដល់ទៅពេលឆ្លើងច្រើនពេកគាត់ស្ទូងមិនកាត់គាត់បែបននាតាទៅអីនាតាអើយជួយខ្ញុំផងនាតាឲ្យជួយខ្ញុំផងហើយដល់ទៅជួយទៅថាធ្វើម៉េចកុំឲ្យឆ្លើងមកទៀមខ្ញុំចាំខ្ញុំថ្វាយនំអញ្ចឹងមកស្ទូងហ្នឹងគេអត់មានឆ្លើងទៀមសោះនៃគេឆ្លើងទៀមលាត់គាត់អត់មានឆ្លើងទៀមមួយទេហើយគាត់វាភ្លេចអាពាកដែលគាត់បែបនហ្នឹងស្អែកឡើងទៅស្ទូងកន្លែងផ្សេងស្អាតឡើងស្ទូងកន្លែងផ្សេងថ្ងៃក្រោយមកច្រូតនៅទៅនេះហាច់ល្មាសនេះស្រាប់តែច្រូតងើបឡើងហ្មងលោកតាមកពីណាមកលោកតាហើយក៏មានធំម្លេះគ្រាន់តែថាប៉ុណ្ណឹងហើយដួលបកាច់ពេញតែមួយស្រែហ្នឹងគ្មានវិណាចាប់ឈ្នះទេរត់ទៅយើងពី3នាក់ទៅចាប់មិនឈ្នះតម្រាំជាងទៅចាប់យកអាកដៀវនឹងចេញកុំឲ្យមុតដល់តែយកកដៀវចេញបានស្រាប់ទៅឡើងអង្គុយឆ្ងក់ហ្មងស្ដីឲ្យថាយកនំឲ្យអញហើយដល់អញ្ចឹងទៅចាស់ក៏សួរថាហើយនៅឯណាអញទៅអីគ្រាន់តែថាអញ្ចឹងហើយក៏ចេញទៅបាត់ទៅបានមនុស្សនឹងសួរថាហើយខ្ញុំថៃគេខ្ញុំថៃគេមើលខ្ញុំថៃគេហើយយើងមិនជឿក៏ថាមិនបានពីព្រោះថាវាជាទំនៀមទម្លាប់របស់ស្រុកយើងវាមានអញ្ចឹងហើយខ្នាច់ល្មាសនេះញោមញាតិអ្នកធ្វើស្រែបដុំខ្នាច់ល្មាសហ្នឹងតែធ្វើឲ្យតែមិនធ្វើពិធីសែនព្រិននាតាហ្នឹងដល់តែបាត់កបីមករកឃើញតែហ្នឹងញោមហើយតែបាត់កបីបាត់គោនៅថ្នោតកំពង់អាស័យជ័យក្រហមនេះមកនៅខ្នាច់ល្មាសហ្នឹងទាំងអស់កបីគោម្លោះហើយគួរមានជំនឿអញ្ចឹងដែរ
ấy khang lục dây prey tô này muối ta mà nu na thua ấy mình thua là dây cái khang ấy nó rút sang ngọc muối sport mô tô tham ma nó máu khơi kla cặp bông thằng cùi khơi cặp pư của miền nè kla khơi kla hay khơi cặp pư hay năm muốn miền khmer mới thằng anh mình chưa đấy là miền kla ấy nữa thế nó anh nó nè na để cái ba là mấy cua tới kem ấy thế đó là nè để riêng là mồm bên là ta đang trong lính miền năm muốn tha ta hào tới sạp tay trên kla mau mến miền này nó chỉ mô tô rút đua làm kịch chương kịch đầy ó cái chương cao chẳng đài ấy cái này nóng thọp miền chìm nưa nè đào tụt nè đào ấy có cái chưa tại hiện này chê để pi cái này nóng khôi mà sân này nó khôi lan khôi này nó từng rồi mà là hỏi ban chỉ về miền chìm nưa ban tay có thọp miền cái chun này ta nhầm nơi pe đại dương che group che ấy chẳng tới miền cái chun miền cái ấy chun tầm nào dương oi ót về những tay chỉ dương mà nào khai hơi anh nó bờ dương chỉ nè can và Phật sa na dương bay tới chưa chẳng dương đọt sai tam bị khi nào ta bị kho rồi tới tha bị ót kho tới bị pro về miền tây và đà mến miền à mà nụ mến về miền phô mà tây và đà chẳng mến bờ dương thua ló phô mà tây và đà nó chui chẳng tới miền nè khai cái ốp cạch anh ốp cạch nó mà bài đai tham ăn tiền lên đây là biết cái tận nan lên nhá nó cái tận tiền món gì vì nơi có cái đào tinh cả bay nhỉ cái đào tinh cả bay đó là đào tinh cả bay chân tới cái tô tinh mình ban sót sẽ bắt tới bài bon là ta môi là tam lấy được cái chưa tháp bạc cái thà lục ta ơi lục ta khi nhóm xong bài bon lục ta chui khi nhóm phong ở tinh cả bay bán trăm nhóm thay cả bay môi hãy sao bài bon chân hãy tới tính ban cả bay men nhóm bán đồ chật hãy đào tầm mà đó tẹt co hoặc cồn của bay nâng muối giờ máu phai nè ta hãy cho người chóp đây nè ta nâng hãy đất mê của bay tư hãy ta đam nè ta lục tá khi nhóm tha nè con trái tha phai của bay lục ta muối ở lỡ phai men này bàn tay xong ta đam lục ta can này chóp á phải dắt ra vì tiền nhá tại vì tiền tới khi nhóm đăng thế phục nhóm phai ấy nhóm phai rồi lục ta can này chóp phải đó ta đặc mê của bay vô tới miền là cồn miền ta nơi gây vào má vừa rơ tiền là ta nó đâm đôn cái lưỡi tôm rồi mà lẹ cái lưỡi tôm ô rút tư chết đó là mê nó là mọc là mắng anh này đặt cái bay nó người ta anh hót ra anh chưa là anh phải bạ vô cái bay anh vô cái bay anh từ bên đó anh vô đi anh phải bạ mẹ nam bơ lấy tiền anh dăng đi vô từ bên đó mấy nhầm tha can này chóp chưa nhóm chẳng là lời khinh đây đặt thà chẳng tới vô từ bên đó anh đây trong bán cái bay anh vô tới cho sẽ vô một bên một lưng là ta đã lực tôm bên từ nè về miền chẳng đây này nhom anh cái ốp cạch cái line class bị đam nè class trong xóm đây ta năng thưa chỉ xây mới đi chỉ không vót trong xóm đây thưa chỉ xây mới chẳng cái line năng là ta năng cài cái trong xóm tê đây thưa lời thưa ấy miền nè class cái mót đặt nhà mà ngay mà bạch thật đó tôi phân riêng đại miền sạc nào class miền chụp bán ngay class nên đó đó là nhà ngày rồi tới đốt lương bị chừng ngày mới bị chạy riêng đốt tôm là ta rốt mà chui một lốt toán xe nhà ta ôi làng chơi nhà ta từ nơi cái lành xe nhà cá đấy cái lành đang chạy hơi từ nơi cái lành xe nhà ta nó còn từ nơi tam cái lành xe nào lại nó chạy tịt ban đà lấy cái lành thôi ơi bị thi nâng nó phải hạ đôi chỉ lên sau thong ngày phóng ná kế có đặt tình này ở thuộc ở tiền riêng chơi xuống bồn làng ruộng tham ai vậy chẳng tư bán chỉ riêng miền bị thi bồn muối cứ bị thi bồn làng ruộng cứ thầm đại làng ruộng là ta làng ruộng bong bọt đại nè thay xa cà phê group cái lành hai nhôm nhiệtประเทศយើងដែលកាន់ពុទ្ធសាសនាហើយប៉ុន្តែដោយសារអតិពលជាប់សាសនាព្រាហ្មណ៍សាសនាណតាពីដើមហ្នឹងបានជានៅក្នុងវត្តមានខ្ទមណតាហើយវត្តខ្លះមានជាប់ពាក្យថាអង្គពាក្យតាំងពាក្យរលាំងពាក្យបាឧបមាថាវត្តអង្គក្រៅវត្តអង្គតាសោមអង្គមេត្រីហ្នឹងសិតតែកន្លែងអតីតសាសនាព្រាហ្មណ៍ហើយក៏មានខ្ទមណតាកន្លែងគេគោរពបូជាអញ្ចឹងជាហោហែមកពោលដោយខ្លីបែបសាសនាពុទ្ធណតាគឺជាអមនុស្សជាភូមិទេវតានិយាយពីអង្គភាពនៃទេវតាមនុស្សនឹងមាន2អង្គភាពញោមដូចយើងខាងតាហ៊ានផ្សេងខាងកបាលផ្សឹងអញ្ចឹងហើយខាងនេះអង្គភាពមួយរបស់ព្រះអិនចុះពីព្រះអិនមកចាក់តឡោកបាលចុះពីចាក់តឡោកបាលមកពួកទេវតាស្លូតមាន3គឺភូមិទេវតាពួកភូមិទេវតារុក្ខទេវតាហើយនិងអាកាសទេវតានិងពួកស្លូតអង្គភាពមួយទៀតអង្គភាពយមរាជខាងយមរាជមកពីយមរាជមកយមផបាលមកពីយមបាលមកពួកព្រាយបិសាចពួកអរិយទឹកវាមានកំផន់ធូវាកំផន់ធីវាពួកអរិយទឹកដែលមានលឹងប្រប៉ិនក្អមឬពួកប្រប៉ិនពីងអង្គពួកហ្នឹងថែរក្សានៅដែនទឹកបើយើងចូលកន្លែងនោះខ្វះការគោរពវាមានអំណាចជាងយើងវាអាចធ្វើឲ្យយើងស្លាប់បានយើងហៅថាជើងកប់ហៅថាអរិយទឹកនិងពួកអមនុស្សកាចមួយបែបឈ្មោះថាកំផន់ពួកហ្នឹងពួកអរិយទឹកពួកកន្ធាប់ពួកវាកន្ធាប់ពីរ
កន្ធាប់ពូវាកន្ធាប់ពីវាពួកកន្ធប់ប្រទេវតាពួកហ្នឹងគឺពួកជំនាញផ្ទះជំនាញទុកជំនាញអាទេសពួកហ្នឹងស្រឡាញ់ឈើនៅដើមឈើណាយើងកាប់ឈើហ្នឹងមកធ្វើផ្ទះពួកហ្នឹងមកតាមមកនៅផ្ទះហ្នឹងបានវាកើតទៅជាជំនាញផ្ទះជំនាញទុកជំនាញអាទេសពួកហ្នឹងកាចបើយើងមិនដឹងគុណម៉ែមិនដឹងគុណឪដាក់ជ្រូកងាប់ជ្រូកដាក់គោងាប់គោរស់ស៊ីចេះតែខាតចង់ខាតដើមចេះតែមានជំងឺលកម្មលកោះមកពីយើងមិនចេះគោរពហើយបើចេះគោរពដឹងគុណម៉ែដឹងគុណឪថ្ងៃបន់ថ្ងៃទៀនចេះអុជធូបអុជអីគោរពបូជាអញ្ចឹងទៅពួកហ្នឹងថែអាសាពួកមួយទៀតអសរោវាអសរីវានិងនាគោវានាគីវាពួកអមនុស្សដែលនៅលើដីនេះដែរប៉ុន្តែដើរតួជាយមបបាលថ្ងៃខ្លះចុះទៅវាយសត្វនរកថ្ងៃខ្លះដើររកមើលមនុស្សយើងណាធ្វើអំពើបាបល្មមដល់គ្រប់ពិន្ទុអាចយកត្រឡប់ទៅវិញបានក៏យកត្រឡប់ទៅវិញបានជាយើងឃើញមនុស្សណាធ្វើអំពើបាបធ្ងន់ច្រើនតែអាយុខ្លីមកពីវាពួកនឹងប្រមូលយកទៅវិញពួកនេះនៅលើស្រុកមនុស្សយើងនឹងដែរដើរចុះដើរឡើងហើយពួកមួយទៀតគឺពួកប្រែតគឺជាកំណើតមួយបែបនៅលើដីនេះពួកមួយទៀតពួកអសូរកាយគឺជាកំណើតប្រែតមួយបែបដែលមានរូបរាងកាយវែងខ្ពស់ចឹងទៅហើយពួកម្រិញគង់វាលគឺជាស្អីគឺជាពួកភូមិទេវតានឹងឯងដែលទេវតានៅថែរក្សាលើដីរុក្ខទេវតានៅតាមដើមឈើអាកាសទេវតានៅលើអាកាសសមុទ្រទេវតានៅក្នុងសមុទ្រអញ្ចឹងទៅតាមបឹងតាមទន្លេហើយអីទៀតមានពួកអមនុស្សផ្សេងក្រៅពីនឹងយ៉ាងច្រើនទៀតទាំងនេះហើយគឺជាប្រភេទអមនុស្សហើយពួកពាក្យថាបីសាច់គឺជាប្រភេទអមនុស្សស៊ីសាច់ឆៅអមនុស្សស៊ីសាច់ឆៅយើងហៅថាបីសាច់ពួកហ្នឹងគឺជាពួកខ្មោចប្រែតមួយបែបដែលមានកន្លែងណាមនុស្សស្លាប់កន្លែងណាគេចោលខ្មោចស្រស់វាទៅស៊ីសាច់ឆៅហ្នឹងហើយកន្លែងហ្នឹងយើងថាខ្មោចលងសាហាវនិយាយណាស្លាប់តៃហោងអីអូពួកហ្នឹងលងសាហាវតាមពិតមិនមែនពួកហ្នឹងលងអីអ្នកស្លាប់ទៅគ្នាទៅចាប់កំណើតកើតឯណាប៉ុន្តែពួកអាបីសាច់ហ្នឹងវាមករស់ស៊ីសាច់ឈាមស្រស់ហ្នឹងវាខ្លាចយើងទៅរំខានវាក៏វាសំដែងរិទ្ធលងប្រឡាតយើងទៅយើងក៏ថាខ្មោចលងទៅណែហ្នឹងពួកបីសាច់ពួកស៊ីសាច់ឆៅមានរឿងកំណើតអមនុស្សនៅលើដីនេះយ៉ាងច្រើនទៀតប៉ុន្តែសំដែងយូរទៅទៀតខ្លាចគីឡូយាយតាប្របាក់ស្ដាប់ហើយអង្គុយនឹងដូចខ្លាចក្រែងឈឺជាកេះឈឺជាកុងហើយចឹងចង់សួរប្រគុណម្ចាស់សំដែងម្ដងកណាហើយខ្ញុំកណាបញ្ជាក់ថារឿងទេវតាដែលញោមញាតហៅមកតាមពិធីបុណ្យហ្នឹងគឺមកទេវតាមានភ្នែកទឹកត្រជាក់ទឹកគេអាចទៅមួយថ្ងៃបាន10 20 100 200រោងក៏បានដែរទេវតាគេមានភ្នែកទឹកត្រជាក់ទឹកហើយទេវតាមាននៅគ្រប់កន្លែងយើងហៅទេវតាព្រោះទេវតាតាមជួយថែអាសាយើងពីដើមមានស្ដេចមួយអង្គលែងឲ្យគេហៅរាប់អានទេវតាលែងឲ្យគេគោរពរាប់អានទេវតាស្រាប់តែទេវតាលែងថែអាសាមនុស្សមេឃក៏វារាំងភ្លៀងសត្វក៏ងាប់មនុស្សក៏ឈឺស្លាប់អត់មានទេវតាថែអាសាញោមមកក៏ស្រាប់តែមនុស្សស្លាប់អង្គមអង្គាររហូតដល់ទេវតាជំនុំគ្នាថាំងគ្នាយើងហើយមនុស្សស្លាប់ច្រើនណាស់ទៅជួយមនុស្សផងគេក៏ឲ្យទេវតា2អង្គចុះមកនិមិត្តទេវតាមួយធ្វើជាសត្វឆ្កែទេវតាមួយធ្វើជាមនុស្សចាស់កំពុងដឹកឆ្កែហ្នឹងដើរសុំទានគេសុំឲ្យតាំងពីដើមភូមិដល់ចុងភូមិសុំអត់ខ្ចីបានគេអត់ឲ្យគេលែងចេះអាណិតអាសូរគ្នាទៅហើយគេលែងចេះសង្គ្រោះគ្នាទៅហើយដូច្នេះហើយក៏សុំអត់បានអញ្ចឹងនឹកថាមនុស្សលែងចេះធ្វើបុណ្យលែងអីចឹងបានជាវាចង្រៃហិនហោចចឹងដើរចូលទៅក្នុងវាំងទៅសុំពីស្ដេចក៏ឲ្យបានម្ដុំពេលដែលស្ដេចឲ្យហើយក៏សួរស្ដេចថាអ្នកស្ដេចក៏សួរថាណែលោកតាមើលទៅលោកតាដូចជាចាស់លោកតាមានដឹងដែរហេតុអីបានជាមនុស្សយើងនឹងចេះតែឈឺចេះតែស្លាប់ហើយមេឃរាំងភ្លៀងអីលែងមានសុខសប្បាយអស់ហើយចឹងលោកតានឹងថាខ្ញុំក៏មិនដឹងដែរក្រែងលោកព្រះអង្គលែងឲ្យគេគោរពបូជាទេវតាហើយទៅដឹងយើងលែងឲ្យគេគោរពហើយបានលោកតានឹងថាអញ្ចឹងព្រះអង្គសាកឲ្យគេគោរពទេវតាវិញទៅគេលោទេវតាគេនៅនឹងដែរគេខឹងគេសបាបានយើងចេះតែគ្រោះថ្នាក់ចេះតែស្លាប់អញ្ចឹងបើអញ្ចឹងស្ដេចនឹងក៏បញ្ជាឲ្យគេរៀបចំគោរពទេវតាហៅអញ្ជើញទេវតាវិញទៅក៏មេឃធ្លាក់ភ្លៀងមកវិញមនុស្សរស់នៅបានសុខស្រួលចេះស្រឡាញ់ចេះគោរពរាប់អានគ្នាក៏មានទំនៀមហៅទេវតាទល់សពថ្ងៃទៅម្យ៉ាងសូមម្នាក់សាមណេរទៅភ្នំមហន្តលេប្រទេសសេរីលង្កាឡើងលើភ្នំហ្នឹងសូត្រធរសកេកាមេនឹងមុនគេហៅទេវតាផ្អើលបញ្ញាកាសចុះមកអញ្ចឹងហើយបានជាប្រសងលោកសូត្រមុនលោកចាប់សកេកាមេហៅតាមលំនាំសូមម្នាក់សាមណេរអាចារ្យអញ្ជើញហៅទេវតាមកមុនព្រោះក្នុងកពីសត្រាសពសោតលោកថាមុននឹងធ្វើបុណ្យអីឲ្យយើងហៅទេវតាព្រោះទេវតាគេដឹងថាម៉ែឪយើងដូនតាយើងដែលស្លាប់ទៅនឹងទៅចាប់ជាតិកន្លែងណាមានទេវតាទេអាចដឹងបានហើយទេវតាជួយថែអាសាការពារកុំឲ្យអមនុស្សកុំឲ្យរបស់កាចឧបទ្រពចូលមកបៀតបៀនយើងហើយទេវតានឹងជាអ្នករំលឹកពុទ្ធឲ្យបានត្រាស់ទេវតានឹងហើយដែលคลายមកជាអ្នកតាចាស់ស្រុកអីហ្នឹងគឺជាភូមិទេវតានៅក្នុងធម៌យ៉ាងកញ្ចារមណੰព្រះអង្គថាកុលបុត្រប្រពនៅហេតុឯណានីមួយមានមេត្តាបៃតាជាអារម្មណ៍ត្រូវនឹកដល់ទេវតាទាំងឡាយមាននៅទីផ្ទះជាដើមនិងស្ដេចចតុលោកបាលទាំង4សិនបានជាយើងត្រូវហៅត្រូវអញ្ជើញទេវតាតាមលំនាំនឹងប្រគុណជាអង្គម្ចាស់ឥឡូវឃើញថាអស់57នាទីហើយប្រគុណជាអង្គម្ចាស់កំពុងតកងតឹងថាំនឹងក៏បានសួរឯងម្ដងអន្តឯងវាត្រឡប់ទៅវិញនោះទេតែមកអង្គឯងព្រមសួរឯងសោះឯងកំពុងចង់ទេផងអញ្ចឹងហើយសូមអធិស្ឋានប្រគុណម្ចាស់ហើយខ្ញុំកណាសួរទៀតហើយកុំតឹងរងចាំយូរពេកអីនិយាយពីបើយើងនិយាយពីទេវតាមានច្រើនព្រំ
ទេវតាមាន6ជាន់នៅខាងលើនោះយើងហៅឆកាមាមានចាតុមតាបតੰយាមាដោះសិតនឹមមានរតីប្រានិមិតាបសវត្ថីសំបីរុក្ខទេវតាក៏គេមានវិមានរបស់គេអាហាររបស់គេសំបីតែទេវតានៅក្នុងឋានសួគ៌ជាន់ខ្ពស់ក៏គេមានវិមានរបស់គេហើយចោះយើងនាំគ្នាធ្វើខ្ទមណាតាធ្វើខ្ទមឲ្យបងបត់ហើយអាម៉េចក្រែងគេមានវិមានដែរអាម៉េចយើងចាំបាច់ធ្វើខ្ទមតើណាតាមកនៅក្នុងខ្ទមនឹងគឺឬក៏យ៉ាងម៉េចហើយប្រវត្តិកសាងខ្ទមណាតានឹងវាចេញមកតាំងពីណាមកដែរសូមរតនាប្រគុណម្ចាស់ដោះស្រាយហើយនិយាយពីផលប្រយោជន៍ផងតើអ្នកធ្វើខ្ទមណាតាអ្នកគ្រប់រាប់អានណាតានឹងវាមានផលប្រយោជន៍អីយ៉ាងណាដែរសូមរតនានិមន្តអន្តទេបងបតាមហាថៃចម្រើនបាញ់ស្មានទៅផុតពីអ្នកតាហើយនៅកថាដែរវិញស្ដាប់ថ្ងៃនៅតែអ្នកតាទេវតាហើយតាមមហាថៃបងគ្រូថាថ្លៃមនុស្សថៃចាំយូរឃើញសួរម្ចាស់ទានប្រធានបុណ្យដែលអាចធ្វើបុណ្យកើតមកទៅពីគាត់មានលុយហើយបើសួរថាចុះក្រៅពីមានលុយមានអីទៀតមានកបោកដាក់ទៀតប៉ុន្តែទោះបីមានលុយកាក់យ៉ាងណាទ្រព្យសម្បត្តិយ៉ាងណាបើសិនជាគ្មានសទ្ធានៅក្នុងខ្លួនទេក៏មិនអាចធ្វើបុណ្យបានដែរជាតិនេះពេលនេះមានបានច្រើនគ្រប់គ្រាន់មែនក៏ប៉ុន្តែមនុស្សអាចវិវត្តកំណើតស្លាប់ពីមាននឹងទៅក្រវិញហើយតាំងពីសុខស្រួលទៅលំបាកពីលំបាកទៅស្រួលក៏វាអាចវិលចុះវិលឡើងដោយកង់ត្រាច់កង់ធ្នងផងក្នុងវាលវត្តទៅសង្សារមហាធំធេងវងវែងកោះត្រើយម្ដងទៅនរកម្ដងទៅប្រែតម្ដងទៅព្រំម្ដងអ្នកធំម្ដងអ្នកតូចម្ដងអ្នកខូចម្ដងអ្នកខោជួនកាលកើតមកជាមនុស្សបានសុខកាយសប្បាយចិត្តហើយតន់សាសនាហើយធ្វើប្រហែសកាយចិត្តមិនបានគិតគូររឿងបុណ្យកុសលថាឯងវានៅក្មេងមិនតន់ចាស់ចាំធ្វើថាថ្ងៃនេះស្អែកស្លាប់ក៏មានដែរអាត្មាក៏តែដឹងផ្ទាល់ទេប៉ុន្តែមិនចាំបាច់រៀបរាប់ទេគាត់ថាជីវិតវាមិនទៀងអញ្ចឹងហើយតើតែមានសទ្ធានឹងជឿច្បាស់ក្នុងពុទ្ធសាសនាហើយក្រៅទៅពីមានសទ្ធានឹងតើតែមានបញ្ញាទៀតបើគ្មានបញ្ញាទេជឿខុសហើយតែជឿខុសទឹកភ្នែកចុងក្រោយហើយបើជឿត្រូវឲ្យញឹមចុងក្រោយអីចេះអញ្ចឹងតើតែមានសទ្ធាប្រកបដោយបញ្ញារួមផ្សំផងដែរប្រគុណម្ចាស់បានធ្វើបុណ្យនឹងទៅកើតសូមនិមន្តជ្រាបសាធុជ្រាបហើយច្បាស់ហើយអនុថែថាមកអំពីមានសទ្ធាគឺការជឿនឹងទើបអាចធ្វើបុណ្យកុសលនឹងកើតរួមជាមួយនឹងទ្រព្យសម្បត្តិនឹងផងដែរហើយចុះសទ្ធានឹងទៀតតើមានប្រមាណដែរអនុថែសូមនិមន្តបកស្រាយ2ក៏មាន3ក៏មាន4ក៏មានសូមជ្រាបសាធុចុះ2នឹងសទ្ធាអ្វីខ្លះសូមនិមន្តបកស្រាយ2នឹងសទ្ធាជឿខុសមួយសទ្ធាជឿត្រូវមួយសទ្ធាជឿខុសហៅថាសទ្ធាមិនប្រកបដោយបញ្ញាហើយដល់សទ្ធាជឿត្រូវសទ្ធាប្រកបដោយបញ្ញាសូមជ្រាបសាធុចុះសទ្ធា3យ៉ាងនោះយ៉ាងអ្វីខ្លះដែរសូមរាប់3យ៉ាងនោះតាមលោកវោហាទេមិនមែនជាពុទ្ធដីកាចំទេលោកវោហាអ្នកប្រាជ្ញគេរាប់មកតាមលក្ខណៈមនុស្សគេហៅថាសទ្ធាកនដើកនឹងមួយសទ្ធាកៅស៊ូនឹងមួយសទ្ធាភ្នែកក្តាបនឹងមួយរាប់ទៅ3សូមជ្រាបអីសទ្ធាក៏ប្លែកគេមែនញោមសទ្ធាកនដើកសទ្ធាកស៊ូសទ្ធាភ្នែកក្តាមឥឡូវចង់ឲ្យអនុថែបកស្រាយមួយសិនហើយចុះសទ្ធាកនដើកនឹងសទ្ធារបៀបម៉េចអនុថែសូមនិមន្តបកស្រាយដើកវាដកកចេញមកហើយតើកាលណាយើងលុបដៃទៅរកក្បាលវាលឹកចូលក្នុងវិញហើយឲ្យតែស្ងាត់វាលៀនកចេញមកទៀតហើយដល់តែឃើញមនុស្សម្នាមកច្រើនវាលឹកចូលទៅក្នុងវិញមនុស្សយើងមួយចំនួនមានសទ្ធាលឹបលដូចកនដើកឧបមាថាបងប្អូនហ្នឹងគ្រាន់តែឧបមាទេមិនមែនទេណាហើយក៏មិនមែនកន្លែងហ្នឹងទេឧបមាថាលើមេឃកន្លែងផ្សេងទៅចុះផងធ្វើបន់ជូនម៉ែអញ្ចឹងទៅកូនចៅគេជំនុំគ្នាហើយដល់អញ្ចឹងចេញម៉ាន់ម្នាក់ប្រពន្ធមូលក្តិចប្តីបដាឯងក៏មកមកទៅឲ្យគេនិយាយមុនទៅឲ្យគេនិយាយមុនបើសិនជាមានគេចេញហើយយើងដកសិនកុំអាលឥឡូវរឿងមហូបគេចេញប្រមាណរឿងរោងគេចេញប្រមាណទុកឲ្យគេសិនណាគីឡូយើងដាក់ទៅខ្លាចវាច្រើនលើសគេវាថាឲ្យគេចេញមុនទៅយើងចាំប្រគ្រប់វិញអញ្ចឹងប្រងធ្វើអីដែរក៏ប៉ុន្តែបើថាមានគេធ្វើដែរដកចេញសិនកុំអាលឥឡូវថាប្រងទៅវត្តហ្នឹងកសាងប្រគុណមួយប្រគេនលោកឧបមាថាប្រគ្រូកងរៃលោកនិយមតែឆានអីតោះចឹងទៅចូលប្រគុណរៀងញឹក
chẳng ai cầm ai của bác co sang và quân cái lốp riệp co sáng sẽ tự lưu cái tham miên dây na nó co sang đây chẳng tôi cho luôn chỉ môi kia đó bữa miên cái thôi bạch cái nhóm từ quạt xây mình nâng sự thi nâng có sự thi trong thưa đã miên cái thưa đọ chèn mình còn là bữa ban từ quạt xây men mấy thì phải giá đã đọ chèn hơi lệnh thưaถ้าเบอร์ทั่วตอนเรามีชั่วโมงขยมนั่งยินเนี่ยยกกระดาษมกเบอร์เอายงในโจงcáiขยมทั่วเลยไอ้เบอร์มันทั่วที่อันนั้นดอจังมันจังแกหายถ้าสุดที่ก่อนได้ปรองทั่วไอ้จังตื้อดอเราไปจัดเรียร์หรือก็เมียนเกจังได้ดอกคลวนทอยไว้อย่างนั้นก่อนได้เวลาโจงวิ่งฉลอยปันแนสเลยปันดังมันดังเตยมันดังข้อเบอร์เตยยอเจ้าเบอร์ข้อดอกจังฉลอยดังวิ่งคลวนปะอองไอ้ทรงจีบสาธุจีบให้จะบ้าให้อนุไทยไอ้บ้าให้จิตทลอดทลอดเพื่อสถีก่อนได้น้ำบานเกียรดังนะโยมอะไรโยมมีนสถีก่อนได้ลึบโลดังเตะอะไรดังไอ้สถีตีมวยสถีก่อนได้ไอ้จอสถีมวยเตี้ยสถีก็สู้วิ่งน้องตาเมียนในอย่างนาได้อนุท้ายสมนิมนต์บอกสายสถีการสู้ประได้จิปกุลเบิ่มสกอลการสู้เตะยอการสู้มาดังมกเยินให้ตีนตั้งใจให้เป็นแรงมือตั้งดังไงอาการสู้ตะการน่ายังเตียนมาวิยืดมาดอแต่ยังตะทูtớiวิทูวิเตียนตัวเองแย่อันนั้นการสู้อ่ะเมียนแหละกันนะมนุษย์เมียนสุเทียไม่จุ่มนู้นตามตะกี้เตียแย่แต่กี้เตียนเตอเลยกี้ปบุ้นเตอแต่กี้มันปบุ้นมันใช้ดอกจัดกำเนิดโคลนไอ้จงเพื่อบอลซอนเตียนเนี่ยไอ้สโลเตียนนั้นโยมเนี่ยได้อุปมาเต้นะเตอวอดจังเตออยากจะที่ไรขณีก่อสร้างไอ้เพื่อบอลไอ้จังเตอดอไม่ลูกตาไอ้ดับประเมินนะเงินมกเงินมอดเกได้น้องพุ่งดับประเมินนะเกจันปีเมินมาเมินมันเนี่ยแล้วก็ดับประเมินนะแต่ไอ้ดับปรามก็ปรามได้ชมกินแต่เซ่ปรามเมินโจลกินปรามเมินเจนมาวิ่งดาวเลยอุ้ยสับไอ้ทายจอมโจลปีเมินเนี่ยปนากอดนึงเวทาปรามเมินกระดาษจะนอมจะให้เบอร์ไอ้ประกายยืดด้วยขมาเกด้วยอ่อนติดดักตามที่ทั้งไอ้จังปรามเมินในเละบองตื่นนั่นนั่นวิยืดตามกี่ตีเนี่ยยัยโจประมาณตรงเอาเวทchoเวทล้างบ้านแผงป้อนvậy anh đã pi mơn á pi của pi đó đã pi mơn hồi từng anh thà đã tầm mà mơn tục mà mơn tình xa bây giờ tôi một nhiều anh thà pi đã tầm ngon tới toàn là style cao ấy bữa style cao vậy chẳng là nâng sự thiên cao su bị dư tam cái tiên toàn là bị chỗ là dư tam cái đó còn style cao thôi ở việc pin nhiều mong tới đợi cái thà thưa bon nó cònเอาสไตล์คราวนะถวยบอลหน่อยตามกำลังตรวจเรือหัวมันก็เด็กลวนเมียนก็เอาสไตล์คราวนอมเขาเตี้ยนจนนายทนเทียนอัดบานพออะไรใช่ไอ้จังไปยืมเมียนเต็กเก็บไปยุกชานกับกองชานตามเกไอ้นายแผลไม่เบิกขยมเมียนมาเมินแต่ปันนังนะเกทาให้ละงงเปลเคยตำไรจุ๊บสัตว์มุ้งไปปรังจุ๊บตามตำไรอยากลวนต้องไอ้เต็กกำนัดใครแบบบานไอ้หนึ่งบานไปหายตำไรโน้บ่ายจังให้เต็กตามเต็กชานตามชานเตอฉลอยปันนะมันดังเติมดังเข้าที่สายเลือกกันนะมีประโยชน์ตรวจเป็นนักสมนิมนต์ชีพสาธุสดับบานายอนุทัยปรุเตียพองอีปันปอกสายเนาะไอ้เจ้าสถีพในขดามวิโนตายอย่างไม่ได้อนุทัยไอ้สมนิมนต์ปอกสายเงียบโยมสกอลในขดามได้อาตมาเตยเคยมันคืนขดามปันขดามนั้นอัดเบาเลยอาตมาเจ้าชงอลขึ้นเขมรกันกระดามเลี้ยงเจ้าเพย์คลายคลิปอะไรเฮ้ยการเจ้าการล้างกระดามมาเจ้าบอลวิรุณครัวไหนบริโยมชื่อแต่รวมมาทางก่อยบาหนึ่งเมียนมาดมเมียนได้ใส่ติดสดแต่จานชนังสโลปันกอได้หลังชื่อเมียนกระดามกระดามนั้นในเยี่ยมเลียนเชนกลายในเยี่ยมนั้นเลียนเชนกระดากลายละโหดในกระดามไปเลียนเชนกลายจังแหลกกันนักในกระดามจ้องในยัยปีเลียนเจนกลายจ้องยัยเทียบมอสเทียระบอบมนุษย์มวยจุ่มนู้นเมียนลอยขนองกับปลาหนึ่งคุยกินคุยถึงจังแต่เมียนกิดเพิ่มบ้องงานอันโจละแต่มาบนเกมตอนปลาเรื่องไอ้ก็ด่าสกูมาได้ด่าสกูมาเมินปีเมินนั่นคือโลกใจโปรแกรมคือโลเมียนไอโจบ้องโจลงแกได้โดยแหนกคลาเตอร์ประเทศเดียเตอร์สไรลังกาหรือก็เตอร์บอลในวัดนาไอ้จังเจด่าสกูเตอร์ไอ้คลาโดรีนั่งไอ้ฮาวอันนั้นมาปีไอ้มาปีสเทียก็เป็นเมียนแหลกคณะเรียนเจนตกไอ้ฮาวแต่ปรองกลายนาโจเพลดไอ้เจ้จังมนุษย์คลาปรองแต่เพื่อบอลเอาตั้งเมียนกีปบัวเอาตั้งเมียนกีพลับอันนั้นอ่างโจเพลียมไอ้สเทียในกระดามนั่งอาจารย์แล้วให้แต่สเทียกอมวนสเทียกอมวนก็บาลมวนพอยังเลือกมวนออกไปได้ยังรุนครูนเวียวิตุกขบาอะไรนั่งเกิดแต่ครูนเนี่ย
ไอ้จังยางนะสะเทียนนึงมันรูปมันเรือมันรังกือมันระยีมันระย่อแต่ตำนางถ้าเพื่อบอนเพื่อเราไปละไงเพื่อนั่งกองใจเมามันจุ่มเคลียก็ได้เมาจุ่มเคลียประจำเคลียก็ได้ก่อแม่นั่นก่อนเลยแต่มันอักสะเทียนนั่นแต่เพื่อตอนเราสมัยมันประกันนะจ๊ะมันประกันประซองสำหรับจะถ้าทุบบอนเชียยิ้มไอตัวแต่ปานสำหรับสะเทียแบบนั้นแกหาถ้าสะเทียเขาบาลมวนหรือหาสะเทียภายในกระดามนั่งเจแต่ปัญหาที่ประกนมาจ๊ะโดยสำรอจังสำรอรัวจ้ามีมนพลุเมื่อเราเบื่อชงันก็ชันแต่เบื่อมันชงันที่ดักมาเตะไทยมาทับบาลเตะเตะสมจรีสาธุชงานใหญ่ชงานเมนเตนโยมสะเทียภายในกระดามไอ้จังสะเทียตั้งไปนั่งโยมยอภายในกระดามละอเจียงเกนะโยมผัวภายในกระดามเรียนละโหดจังบานเกทาชีวิตคือเจียดำนาเพลิงง่ายไอรูปเรียงกายเจียดโตมสำนักเนี่ยสร้างกุณทอปิดละออัดอักปรัวทาขมีนเนี่ยนาสร้างจูบานจังต่อเลยยืงคอมก่อสร้างครูนไออัดเมียนนาสร้างจำนูยืงดียืงปรังครูนไอบานครูนไออย่าเลยนักสถีใบยางเหยียดโยมสกอลอยนะแล้วแจ้หนุไทยได้ยืงต่างออกคนี้นอมคนี้กรุบเชื่อประพุทธศาสนาเราบอกพระสัมมาสัมพุทธบรมครูในยืงได้ประองตรงบานตรัสดังลางขนงโลกยืนเนี่ยจังดังถาตากาตรัสดังระบอบประองนั่งเมียนประยาวจะไว้คลาดได้ดอนมนุษย์โลกแต่ออกนั่งอนุท้ายสมนิมนต์บอสไรประกนนะประกนมาจ้าบ้านสู้สำนวนนี้ดอนขยมกันนาโยมเงียบพุทธบริษัทปลอบสกอลประแพะได้คนองนั่งอาตมานั่งโยมเงียบมาจีนวนดังอ่ะไอ้ประกนมาจ้านั่งก็เลิกล้างเรียบร้อยแต่ชั่วโมงอาตมานั่งวัดนั่งย่อยปันปะไดจีประกนไงนะลือสโนโลวาจานั่งประกาศมาจำนวนในปันโยมเงียบเมาตอนหรือยจัดตกดักจับอารมณ์หรือมันจับอารมณ์ได้ดังถ้าได้คนองนั่งเมาปีนาได้ให้ดังถ้าเกี่ยทำไมได้ดังได้โยมเกี่ยถ้าประครูกองไรได้กองชนะอย่าหาแต่ประครูกองไรได้กองได้ชนะตั้งสันในพนมกองไรสองไซตบารมีรัตแฟนโจลึงดังได้เจนะคางกระซัวนั่งมองเตยนากระซัวก็ได้ปากแก่คางซัวติดติดซัวจอบสัญญาบัดปริญญาบัดไอเกิดติซัวแย่ประกนจีอองมาจ้านังคือทาเรียนโซคลังคางปลายนะไอ้อาตมานังเจตบวงสวงบอลซ้อมเธอไม่เอาประกนมาจ้าเอานังบูหอยบ้านรอชีดกับเมาสักไอ้ซ้ออะไรไอ้เจ้ขยมกันนะนังชนายประเกณฑ์ประกนมาจ้าการตรัสดังระบบประพุทธได้ยืงเนี่ยในเยี่ปีสเทียนังแปรถักกาเชื่อนังเชื่อเนื้อไว้คลาสเทียมินและคณะบุญยางตีตีมวยเชื่อกรรมเฮาตะกรรมสเทียตีปีเชื่อพอเฮาตะวิปากสเทียตีใบเชื่อทากรรมแม่สกตาสเทียเชื่อเนื้อสัตว์โลกระบอกยืงนังไตแต่เมียนกรรมประจำคล้นเรียงคล้นไอตีบุญตะทากตะโปทิสเทียเชื่อเนื้อกาตะดังระบบประพุทธว่าดาวตำหนักการในชื่อแต่เลือกาตราดังระบบประพุทธนั้นบ้านอยู่แบบเมียนจุมอลปัญญาหาถ่ายช่อกาตราดังระบบประพุทธนั้นเหมือนน้อมแต่ยาวน้อมซับจุมราในคลาดดอนมนุษย์บ้านจุมนุษย์น้อมขณีเมียนแต่ที่ชื่อแต่เลือกเปรียตีมวยได้ชื่อกรรมนะโยมชื่อกรรมนั้นชื่อถัดเธอละอ้อบ้านละอ้อเธอเคราะห์บ้านเคราะห์เบอร์ยิบโยมมันชื่อเตะสะละบองขนมโลกไกยืนตีนเป็นนงมวยแต่วัยยัยนาเป็นโรงนึงเอากอดยมมาบงปลีมาจับโยตดาทงสกาไกบันบ่ายจังยังเคยถ่ายทวมเปลือกเขาเอาอีพอเพลียงเคยได้ชื่อถนัดหน้าทวแบบหน้าบานแบบหนึ่งไอ้บ่ยืงลุกเพลิงยืงเนี่ยขดายขมิ้นนาขดายจีนัวที่บ่โยมมันชื่อเอามาหาไทยนั่งลุกเพลิงสะมือที่บ่สันจีลุกมันขดายที่ธรรมาชกชาไอ้จังนาทวนั่นน้องแต่ตัวแกเอาถ่ายชื่อกรรมยืงสัตว์เมียนกรรมแต่ทวแบบหน้าบานยังน้องบ่ยืงทวละอ้อโดยจิตประครูพนมกองไรเชียมาหาไทยจังสำได้ทอจอบดาวใจเตียนเย่ๆมันเนี่ยปีใบสลักสัตว์รูปสำได้ตาเมียนไอ้จังจะไปนั่งด้วยกิจสาวพิทโอเด็กคนอองนึงละอแม่นปฏิละอหน้าบานที่ได้ละอสบายขนมจัดเนี่ยบ้องเป็นน้องไม่สบายจัดยังไงนะอันนั้นทัวละอบานละอเพลียมไอ้ดอลมวยเก็บเชื่อวิบากระบอกล้วนแต่การเมาปั่นนั่งตั้งเกตั้งยืงนั่งสัตแต่จองบานทมจองบานแจจองบานดังคลาจองบานยาอย่าดอมอย่าโลกจุ่มเตียวจะออกยาไอ้สอบยางไอ้ประกนมาจากประครูมหาไทยเนาะจองไอ้รูปสังหารได้เกเทียพองเนาะไอ้สมเลงประรูได้เกเทียพองเนาะปั่นได้ทัวไม่ไปยืงบานแต่ปั่นนั่งโบราณถ้าจิตสนามกลุ่มลูกระบอกยืงบานเมาปั่นนั่งน่ะ
ai chẳng hỏi ban tha sai chỉ vật để miền đan cầm nó có tốc chia bảo vót ta sát cứ bạt đây rồi bao dương khóc này nắng lẹ cả nạ priếm cái tha vì chia bảo vót rồi bao dương sợ xe nơi lơ so mà dám cả bên lơ bạt đây nè ấy bên cái che mưa là so nâng dốt đăng bị sai chỉ vật rồi bao dương thử ban chừng tiêu rồi thử ban ai cho đo mọc nhà đời chẳng ngày na môi dương rong tốc ngày na môi dương lùm bạ cô bị chỉ nam cùng lúc rồi bao dương kì chưa bị bạ chưa phò bọc cam màu chẳng đó là tí bây cam mẹ xạ cả ta sẽ thia kì chưa từ lơ sạt lục mà nè miền cam chưa được bọc luôn miền cam to luôn ai để thua giang na từ tuôn giang nô ọt miền là na từ tuôn chừng nô thì chỉ trót chỉ mơ đó rồi bao dương ai chừng này khang ti buôn này nó chưa từ lơ ca tra đăng rồi bọc bột bờ công từ miền ca tra đăng rồi bọc bột sạt lục mình đăng giang na thế ca ti bột mình toàn tra nè khoa từ chưa con chưa từ nè khoa từ cổ rục nôm từ nè khoa từ cổ rục tật nè khoa cổ rục sạt pu nè khoa cổ rục sạt cô che thì cổ rục riêng luôn đó là miền thấy che thì chưa từ ấy chẳng hay nè khoa của mình miền thọ an nâng luôn mình đăng con tu kho trâu mai quay quay đông tròn thẹt chặt cặp sầm lách bẹt trọt sầm bát khné anh còn co nâng ạ xong thì sọc đầu khné nâng khné ôi thưa ai mà nu nâng rong tóc tư là ruộng tư phải bình chẳng ban chia bỏng tra đăng la rồi men nọ sọc nọ chìm ran cứ bỏng trung sầm đành thọ bỏng pichara bị tập bông thả ở bờ sạt lốp lùm bạn chăng bỏng co sang sầm song ba rồi mấy ban tra đăng mà chui sạt lốp bữa mình mà chui cái vị nia côn coi mình đăng côn mai mình đăng côn đôi cha cái than lô coi prai riết prai sakara côn sao mình khai nhẹ mi ba sa sao mình khai cua cha ri ai phèn gì mình khai ở đây chẳng hỏi ai tới chỉ bảo rất bơ ba bạc cam xem trong miền trong ban rư của tha trong nhà trong tranh mình cất bị bong bị ôi bị côn bị trao phao thần đan sẽ có đây sọc tục mà đu phong khía bán bỏ sầm rạch chất tăng vật này ban ta chỉ bảo bột nước o cùng buôn là song khai cắp ban chân về chaปัฒนาหนึ่งการก่อสร้างออกบุญออกผมเปิดละซองไข่กับบ้านพระองค์ตัวกาเชียกอปีประพุทธหนึ่งคอมทูได้กายวิจารณ์ออกบุญละซองไข่มาใส่กับตีดบ้านพระองค์นั้นตราดังทอดไปประกอบในขนมเชียบจองคราวนี้ดังไปบ้านตราจีประพุทธต่อสู้เลี้ยบ้องเจ้าตรอกสมบัติเจ้าสิกระไดซอกตัวสวายรอทอดละตราดังบ้านเฮาจ้องซอบทรายทอนั่งมาดอยืงดอสัตว์วันโลกต่างออกปัญสัตว์โลกปีดาวนั่งมันตอนยุลทอนักทาทอมินสิกระไดจุมเรือหน้าวิบตุยปีกาเจดังระบองมนุษย์มันรอเฮาตอนตายให้มียานตอนกีกับพงมาเชื่อศาสนาพรุ่งตอนละพรุ่งนั้นจ่อมารัตนีบ้านสหามปไตยพรุ่งก็จ่อมารัตนีพระองค์เอาพระองค์สำแดงปฐวเทศนาบ้านพระองค์จับตามสำแดงปฐวเทศนาจุมรีตามนิสัยยัยมือตึงยัยนากัวเปล่ามนยัยนากัวเปล่ากราวนาเมียนนิสัยอาจนุพระองค์ก็ผมบูตื้อนาอาจจวบเกียร์เรียวิโรตัวตีนลุโดจิจำจีบัดไอจังพระองค์ก็สำแดงพอสำรับเนี่ยเนื้อเตี้ยให้ดาวแต่เป็นซอบไซศาสนาตะหมองอายุตั้งบ้านซาเวะกิโจบูชราเอาซาเวะช่วยไซศาสนาชีปันโตกรุบจุนนน้อจุนนกราวมาติดซาวนาเทนวัตระเทปีองนั่งแต่ตัวยาศาสนานั่งหมอบไซขนองแดนใดสวรรค์ภูมิยืนนั่งเมียนประเทศกัมพูชีไทยลาวยืนนั่งก็แต่ตัวพุทธศาสนาชีโฮไฮมาบ้านยืนดังทาเพื่อละอบานละอดังซอกดังตกดังสนบปะบาดังแม่เมียนกุลเมียนบอลเมียนบาตัวละซอกไงนั่งกองตะบานประปดกะดังทำมนุษย์นั่งเพิ่มเพื่ออัตราแปดนาเต็มนี่หายไปย้อนในการตรัสดังระบบพุทธเจ้าให้น้อมันเนยสิกระไดซอกโดยมนุษย์นั่งเทวดานาองมาจ้าประครูพนมกองไรได้กองชนะทรงนิมนต์ชี สันตรังข้าวเวะอปกุลนาหนุไทยจังปัตมาสัมพุทธได้บานตรัสดังหลังคือเมียนไปยาวใจนะโยมเอาแต่ยืนต่างออกคลีนั่งบังเอากายทวายครูนะจังหายบานเจียบประพุทธประองตรงใบใจบริษัทระบอบยืนนั่งเมียนบุญเมียนอุแขได้ตันยูวิปัจิตันยูในบริษัทนั่งปะเตะปะระแมบุกุลเงียบโยมนาได้เมียนอุปในใส่ขบูนั่งคอนแต่บานสดับทอตะมาเกียท่าหรือกับปีเกียท่าบานสำหรับทอเพลียมเงียบโยมคลั่งเซอเมียนอุปในใส่เตสดับเฮยดับเตียดไงเนี่ยมันก็สดับไงใส่ก็สดับคายกลอยก็สดับอยู่เต้นหนึ่งอาจบานสำหรับหนึ่งเนี่ยพอโยนเลยทอหนึ่งบานให้แจ้เตียดอนุถ่ายยมกันนายงอทางพระสมาสัมพุทธได้บานตรักดังลายนั่นไงจังได้บานตรักดังนั้นคือตรักดังเลยทอให้จังดังแต่ทอแต่พระสมาสัมพุทธพระองค์ตรงตรักดังลายนั้นตาทอนั่นคือทอไว้อนุถ่ายโสวิสัจนีคือสัจจะทอตั้งบุญอย่างท
ពីព្រោះសច្ចធម៌ទាំង4នឹងវាខដោបធម៌ទាំង84000បធម៌មកខណ្ឌប៉ុន្តែធម៌ដែលព្រះអង្គយល់ចាក់ធ្លុះដើម្បីមកសម្ដែងឲ្យសត្វលោកបានសម្រេចមគ្គផលគឺសច្ចធម៌សច្ចធម៌ទាំង4ដែលយើងហៅថាចតុរារិយសច្ចគឺទី1ទុក្ខសច្ចដឹងច្បាស់អំពីសេចក្តីទុក្ខស្គាល់ទុក្ខបើយើងមិនស្គាល់ទុក្ខយើងមិនដឹងទេយើងទៅនៅជាមួយទុក្ខបន្លំគ្នានឹងយើងអត់ដឹងហើយវាធ្វើបាបយើងតើដឹងឲ្យច្បាស់ថាយ៉ាងណាជាទុក្ខទុកពីព្រោះការចាស់ឈឺស្លាប់ជាដើមអញ្ចឹងទៅហើយសមុទយសច្ចៈដឹងពីឫសគល់ថាសេចក្តីទុកនឹងវាកើតពីណាមករកហេតុផលរបស់វារកហេតុផលឃើញហើយនិរោធសច្ចៈរកផ្លូវរងាប់ទុករកផ្លូវរងាប់នៅសេចក្តីទុកលំបាកដែលនាំឲ្យសត្វលោករងទុកទាំងអស់គ្នាហ្នឹងហើយដល់តែរកទៅព្រះអង្គឃើញផ្លូវចេញចាកទុកឲ្យឈ្មោះថាមគ្គសច្ចៈធម៌ទាំង4យ៉ាងនឹងហើយជាវិធីសាស្ត្រនាំសត្វចេញចាកទុកទៅកាន់បរមសុខគឺធម៌ព្រះអង្គត្រាស់ដឹងសូមជ្រាបសាធុជ្រាបហើយអញ្ចឹងរួមទាំងអស់មកនៅក្នុង4នឹងឯងញោមធម៌ដែលព្រះអង្គទ្រង់ត្រាស់ទាំង84000បឋមខੰប្រជុំចុះនៅត្រង់សច្ចធម៌នឹងឯងហើយរួមឲ្យខ្លីនៅត្រង់សេចក្តីមិនប្រមាទនឹងមួយដែរបើសិនជាវាចាកសេចក្តីប្រមាទហើយហ្នឹងអានឹងអត់ចម្រើនទេបុណ្យកុសលឥឡូវឆ្ងល់អញ្ចេះទៀតអនុថែឆ្ងល់ថាសត្វលោកទាំងអស់ដែលបានកើតមកក្នុងលោកនេះហេតុអ្វីបានជាមិនដូចគ្នាអនុថែដឹងទេសូមវិសាចនីបានជាសត្វលោកទាំងអស់មិនដូចគ្នាមកតែពីខុសគ្នាសូមជ្រាបហើយចុះហេតុអីបានជាខុសគ្នាបានជាខុសគ្នាមកពីវាផ្សេងគ្នាសូមជ្រាបហើយចុះហេតុអីបានជាផ្សេងគ្នាសូមឆ្លើយមកពីវាច្រើនគ្នាវាមិនមែនតែមួយបើវាតែមួយតែមកបែបវាច្រើនទៅវាត្រូវតែផ្សេងអញ្ចឹងហើយសូមជ្រាបហ្នឹងហើយមកពីច្រើនហ្នឹងហើយបានជាផ្សេងគ្នាបានជាខុសគ្នាបានមិនដូចគ្នាចង់ដឹងចំណុចដែលមិនដូចគ្នាខុសគ្នាហើយមិនត្រឹមត្រូវមិនដូចគ្នាទាំងអស់នោះតើមកពីហេតុអ្វីតាមធម៌របស់ព្រះនោះអនុថែសូមពីមុនបកស្រាយខ្ញុំកណាហ្នឹងវាមិនដឹងបកថាម៉េចស្រាយថាម៉េចបើនិយាយពីសំវិញគេស្រាយហើយបានគេបកហើយដល់ប្រគុណម្ចាស់ឲ្យបកឲ្យបានស្រាយបើសិនជាសំវិញមិនដឹងឆានណាម៉េចទេបើមិនទាន់ស្រាយផងទៅបកមុននោះបែកម៉ាំអស់ហើយតោះស្រាយសិនចាំបកហើយសួរថាសត្វលោកទាំងអស់ហេតុអីបានវាមិនដូចគ្នាមិនដឹងចង់សួរពីអីចង់សួរពីភេទឬសួរពីដៃឬសួរពីជើងឬសួរពីមុខឬសួរពីមាត់មិនដឹងសួរពីអីអញ្ចឹងខ្ញុំកណាក៏មិនដឹងឆ្លើយថាម៉េចទេបានជាសត្វទាំងអស់នោះវាមិនដូចគ្នាខ្លះវាមានជើង2ទៅខ្លះមានជើង4ទៅខ្លះមានកតុយខ្លះអត់កតុយអញ្ចឹងទៅបានវាមិនដូចគ្នានោះសូមជ្រាបអត់ទាន់ជ្រាបទេឥឡូវខ្ញុំកណាសូមលំអិតមួយសារទៀតសត្វលោកដែលកើតមកណាខ្លះនឹងคล้ายជាអ្នកមានខ្លះคล้ายជាអ្នកក្រខ្លះល្អខ្លះអាក្រក់ខ្លះខ្មៅខ្លះសខ្លះប្រាជ្ញាច្រើនខ្លះប្រាជ្ញាចិត្តខ្លះឋានៈខ្ពស់ខ្លះឋានៈទាបខ្លះឯកឧត្តមខ្លះជំទាវខ្លះអត់ឯកឧត្តមខ្លះអត់ឯកជំទាវតើទាំងអស់ហ្នឹងហេតុអីបានជាខុសគ្នាអនុថែសូមនិមន្តបកស្រាយអញ្ចឹងចង់សួរសត្វលោកហ្នឹងសួរពីមនុស្សលោកឬក៏សួរពីឆ្កែឆ្មាដែលលោកចិញ្ចឹមឬក៏សួរពីអីសូមបញ្ជាក់ម្ដងទៀតចាប់ណាអនុថែហើយតើសួរអញ្ចឹងហើយមានអ្នកណាសួរពីឆ្កែពីឆ្មាគឺសួរពីមនុស្សនឹងឯងសូមឆ្លើយអូអាហ្នឹងគេហៅមនុស្សលោកបើសត្វលោកវាទាំងអស់វាទាំងមនុស្សទាំងសត្វហើយបើសិនជាយើងនិយាយជាអសាធារណៈទៅក្នុងវត្តសត្វលោកសត្វដែលលោកចិញ្ចឹមវាគ្មានអីទេមានតែឆ្កែឆ្មាឬសាបូជាងគេហើយបើយើងនិយាយតែមនុស្សអាហ្នឹងមនុស្សលោកគេចែមនុស្សលោកទាំងអស់កើតមកវាមិនដូចគ្នាខ្លះទៅមុខអញ្ញឹមខ្លះទៅមុខក្រៀមខ្លះទៅមុខធាត់ខ្លះទៅមុខឆ្អឹងខ្លះទៅមុខវែងខ្លះទៅមុខខ្លីហើយខ្លះបានជំទាវខ្លះបានអាយឧត្តមខ្លះល្ងងខ្លះចេះអាហ្នឹងមកពីហេតុអីបើសិនជាយើងគិតមើលទៅកតាវាមានច្រើនមួយហ្នឹងវាមកពីហ្សែនរបស់មនុស្សហើយបើតាមវិទ្យាសាស្ត្រមកពីហ្សែនវាធម្មតាហ្សែនរបស់ពួកអាហ្វ្រិកវាខ្មៅហើយសក់រួញបបោមាត់ក្រាស់ហើយបើហ្សែនរបស់អាស៊ីបូពៀភ្នែកតាំងសាច់សហើយបើហ្សែនខ្មែរយើងរៀងស្អែមខ្មែរអង្គហើយអញ្ចឹងបើយើងនិយាយពីពណ៌សម្បុរវាពាក់ព័ន្ធទៅនឹងហ្សែនរបស់មនុស្សហ្នឹងមួយបែបយើងនិយាយពីជោគជតារាសីវាមានពីរបែបទៀតទី1គឺការព្យាយាមក្នុងបច្ចុប្បន្នការប្រឹងវឹកហាត់ក្នុងបច្ចុប្បន្នសំណាងនឹងមួយវាសនានឹងមួយវាឲ្យផលក្នុងបច្ចុប្បន្នណាសំណាងគឺការសាងសំណាងគឺជានាមកិរិយាសព្ទសាង
ដល់តែយើងសាងបានចេញជាសំណាងដូចយើងសាបបានចេញជាសំណាបដូចយើងសង់បានចេញជាសំណងហើយបើយើងសាងជាសំណាងបើយើងសាងល្អសំណាងយើងក៏វាល្អបើយើងសាងអាក្រក់សំណាងយើងក៏ទៅអាក្រក់អាហ្នឹងសំណាងបច្ចុប្បន្នដែរណាយើងថាព្រេងសំណាងនោះគ្មានអតិទេពណាអ្នកឲ្យទេគឺការខំខ្លួនឯងមួយទៀតយើងនិយាយអំពីវាសនាហ្នឹងក៏វាមិនមែនជាផលចាស់ពីយូរពីយារណាមកដែរវាសនាគឺកាយប្រយោគនិងវិច័យប្រយោគដែលយើងខំក្នុងបច្ចុប្បន្នខំធ្វើអញ្ចឹងទៅហើយបានមួយទៀតណោះវាសនាហ្នឹងបើខំទិញកាយប្រយោគខំប្រើដោយកាយហើយវិច័យប្រយោគខំទិញដោយវិចារដោយអ្នករៀនសូត្រអញ្ចឹងវាខ្លាចជាមានចំណេះដឹងខ្ពង់ខ្ពស់ប្រឡងជាប់បានឋានៈជាអ្នកប្រាជ្ញវាជាបណ្ឌិតចឹងទៅហើយបើកាយវាខំវឹកហាត់គេនឹងខ្លាំងខ្លាដោយអ្នកលេងសៀកអីចឹងទៅអាហ្នឹងកាយប្រយោគនិងវិច័យប្រយោគផ្សំបញ្ចូលគ្នាទៅជាវាសនាបានជាគេថាមនុស្សនេះមានវាសនាល្អវាសនាអាក្រក់មកពីខំក្នុងបច្ចុប្បន្នឯមកបែបទៀតកម្មចាស់របស់យើងដែលគេហៅថាពពេកតបញ្ញតាពពេកតបញ្ញតាហ្នឹងហើយវាធ្វើឲ្យមនុស្សប្លែកគ្នាបានជាលោកនិយាយពីធម៌ដែលវិលទៅរកការចម្រើននោះវាមានចុងក្រោយហៅថាពពេកតបញ្ញតាអតីតនៃផលបុណ្យរបស់យើងដែលវាហុចមកធ្វើយ៉ាងណាបានជាវាមានមុខមាត់នោះវាខុសគ្នាឲ្យផលខុសគ្នានឹងវាមានលក្ខណៈអញ្ចឹងឥឡូវយើងនិយាយតាមលក្ខណៈពពេកតបញ្ញតាសុភមៈមាននុបគេឆ្ងល់គេទៅថ្វាយអង្គមសួរព្រះពុទ្ធថាព្រះអង្គហើយហេតុអីក៏សត្វលោកយើងនឹងវាមានមុខមាត់វាមិនដូចគ្នាមនុស្សដែលកើតឡើងមកខ្លះមានខ្លះក្រខ្លះល្អខ្លះអាក្រក់ខ្លះល្ងងខ្លះចេះខ្លះមានរោគតិចខ្លះមានរោគច្រើនអញ្ចឹងព្រះអង្គព្រះសម្មាសម្ពុទ្ធក៏ឆ្លើយតបពាក្យទៅនឹងសុភមៈមាននុបថាកម្មសកាមានវៈកម្មទាយាទាកម្មយោនីកម្មពន្ធូកម្មបដិសារណាយ៉ាងកម្មងសត្ទេវិភេចតិយតិទាំងហេណបណៃតតាយធម្មនីសុភមៈមាននុបឲ្យសត្វលោកទាំងអស់ត្រូវប្រព្រឹត្តទៅតាមកម្មមានកម្មជាផៅពងមានកម្មជាកំណើតមានកម្មជាមរតកមានកម្មជាទីរលឹកបើធ្វើកម្មណាឲ្យកម្មនោះនឹងឲ្យផលរបស់យើងនឹងទៅតាមលក្ខណៈនៃការធ្វើនឹងល្អអាក្រក់យ៉ាងណាអីចេះដល់អញ្ចឹងសុភមៈមាននុបស្ដាប់អត់បានថាស្ដាប់អត់បានទេព្រះអង្គសូមឲ្យព្រះអង្គសម្ដែងម្ដងទៀតស្ដាប់អត់យល់ទេសុភមៈមាននុបសួរអញ្ចឹងហើយបានព្រះអង្គសម្ដែងប្រាប់សុភមៈមាននុបវិញថាបើអញ្ចឹងសុភមៈមាននុបចាំស្ដាប់ចុះតថាគតនឹងសម្ដែងឲ្យពឹសស្ដាអញ្ចឹងញោមចាំមើលព្រះអង្គសម្ដែងឲ្យពឹសស្ដាព្រះអង្គសម្ដែងថាម៉េចបានជាមនុស្សខុសគ្នាមនុស្សខុសគ្នាទី1ព្រះអង្គថាអ្នកមានអាយុវែងនឹងមកពីអីថាអ្នកមានអាយុវែងមកពីមិនបានសម្លាប់ផ្ដាច់ផ្ដាល់ជីវិតសត្វហើយចឹងអ្នកមានអាយុខ្លីថាមកពីនឹងផ្ដាច់ផ្ដាល់ជីវិតសត្វហើយមួយទៀតអ្នកមានរោគច្រើនមកពីអីមានជំងឺច្រើនមកពីបៀតបៀនសត្វច្រើនដល់តែមានរោគតិចមកពីមិនសូវបៀតបៀនសត្វហើយអ្នកដែលមានឋានៈខ្ពង់ខ្ពស់មកពីអីថាមានឋានៈខ្ពង់ខ្ពស់មកពីនឹងមិនចំណែនមិនឈ្នះនេះអ្នកដតីហើយបើយើងចំណែនឈ្នះនេះអ្នកដតីវាធ្វើឲ្យយើងមានឋានៈទាបបច្ចេកហើយយើងនឹងឯងកើតក្នុងតកូលខ្ពង់ខ្ពស់មានឋានៈខ្ពង់ខ្ពស់អញ្ចឹងហើយដល់តែពេលកាលណាដែលអានិសង្សវាហុចទៅនឹងអ្នកដែលគោរពគេនឹងច្រើនបានខ្ពស់អ្នកខ្ពស់នឹងវាចេះតែគោរពបន្តទៅទៀតក៏ប៉ុន្តែមានមនុស្សមួយចំនួនចំណែនឈ្នានេះនឹងឯងហើយបានជាផលកម្មនឹងវារុញឲ្យយើងទៅកើតជាមនុស្សដែលមានឋានៈអន់ទៅវិញអញ្ចឹងមនុស្សដែលមានចំណេះចេះដឹងជ្រៅជ្រះមកពីគេធ្លាប់ស្ដាប់ធ្លាប់រៀនធ្លាប់សិក្សានិងធ្លាប់សួរអ្នកប្រាជ្ញពីដើមមកហើយដល់តែយើងមិនមានចំណេះខ្ពង់ខ្ពស់មកពីយើងមិនដែលធ្លាប់ស្ដាប់មិនដែលធ្លាប់រៀនមិនដែលធ្លាប់សិក្សាអញ្ចឹងទៅបើយើងនិយាយចូលពីអានិសង្សបច្ច័យ4ទៀតអ្នកមានពណ៌សម្បុរល្អមុខស្រស់ស្អាតនឹងមកពីមិនក្រេវក្រោធហើយធ្លាប់ឲ្យបរិច្ចាគនៅគ្រឿងស្លៀកគ្រឿងពាក់គ្រឿងកណាត់គ្រឿងសពុតអាវសើស្បៃហើយមួយទៀតអ្នកដែលមិនបានធ្វើសពុតជ័យវរៈបណ្ឌបាតខោអាវឯនឹងជាពិសេសសពុតខោអាវជាទៀមនៅនឹងឯងមិនសូវជាសម្បុរស្អាតប្រមាណទេហើយក៏មិនសូវសបោដោយគ្រឿងអលង្ការតុបតែងខ្លួនប្រមាណដែរអ្នកណាធ្លាប់ឲ្យបាយគេហូបនៅនឹងសបោបាយទឹកនំចំណីនិងសបោកម្លាំងអ្នកណាដែលកំណាញ់មិនបានធ្វើបន់សំទានក៏មិនសូវជាមានទ្រព្យសម្បត្តិកំណាញ់ជាងគេក៏មិនឃើញថាមានលើសគេប្រមាណអ្នកធ្វើបន់ច្រើនក៏មិនដែលឃើញថាក្រជាងគេប្រមាណហើយអ្នកធ្លាប់ឲ្យ
ទីសេនាសនៈកតិលខ្នើយភួយមុងដីធ្លីផ្ទះសម្បែងកន្លែងឋាននៅនឹងក៏វាសបោទីកន្លែងក៏មិនខ្វះណានាឲ្យថ្នាំសម្រាប់រងាប់រោគនៅនឹងឯងវាមិនសូវមានជំងឺអាពាហ៍បៀតបៀនសុខភាពគេល្អអញ្ចឹងទៅហើយចឹងហើយអ្នកណាដែលឈឺច្រើននៅនឹងឯងមកពីមិនដែលធ្វើទានមានថ្នាំពេទ្យថែរក្សាជំងឺអីពីមុនមកអញ្ចឹងមកទៅពីផលកម្មរបស់គេដែលគេធ្វើរៀងខ្លួនអញ្ចឹងបានជាវាខុសគ្នាអ្នកណាគេជេរច្រើនពេកមកពីមុនមកយើងធ្លាប់ជេរគេច្រើនដែរអ្នកណាមានអីបន្តិចគេចេះតែលួចចោលលួចទឹកលិចភ្លើងឆេះគេបោកមក មានលើលោកនេះសិតតែយើងជាអ្នកប្រព្រឹត្តធ្វើខ្លួនឯងហើយអង្គខ្លះដែលត្រូវគេសួរហ្នឹងក៏ដោយសារបាបកម្មពីមុនមកប្រហែលធ្លាប់សួរគេដែរបានជាមកជាតិនេះគេសួរវិញណាញោមហ្នឹងសិតតែបាបកម្មចឹងហើយឥឡូវនេះយើងព្រមទទួលទៅមិនអីទេហើយចឹងញោមស្ដាប់បានហើយអនុថែលើករឿងសុភភៈមនុស្សមកនឹងឯងច្បាស់លាស់ណាស់បងឥឡូវដល់អនុថែបកស្រាយច្បាស់អញ្ចឹងខ្ញុំកណាឆ្ងល់ទៀតអនុថ្ងៃឆ្ងល់ចេះថាសម្រាប់ប្រជាជនទូទៅតើព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់អប់រំទូមានយ៉ាងណាដែរអនុថែសូមនិសច្ចនីអរប្រគុណណាស់ប្រគុណម្ចាស់ដោយចម្រើនអើយសម្រាប់មនុស្សសត្វទូទៅប្រជាជនទូទៅព្រះអង្គទ្រង់ឲ្យចែកវ័យនឹងជា3ទី1បឋមវ័យឲ្យយើងខំរកចំណេះវិជ្ជាដាក់ខ្លួនហើយទី2ហ្នឹងគេហៅធម្មឆមវ័យព្រះអង្គឲ្យខំប្រឹងរកទ្រព្យសម្បត្តិទុកទំនុកបំរុងក្រុមគ្រួសារនឹងខ្លួនព្រមទាំងកូនចៅហើយដល់ទី3ហ្នឹងគេហៅថាបច្ចមវ័យគេហៅថាវ័យចុងក្រោយវ័យចុងកតុយហើយហ្នឹងអាហ្នឹងត្រូវតែរកបុណ្យកុសលដាក់ខ្លួនសូរិយាទុនទេជ្រេទុនទីរៀបអស់ស្ដងគុតអនុត្តប្រសោសែងទៅហើយបើអញ្ចឹងព្រះអង្គនឹងទ្រង់ឲ្យយើងនឹងរកទ្រព្យសម្បត្តិគឺបុណ្យកុសលដាក់ខ្លួនអញ្ចឹងសេចក្តីនឹងវាមាន3អញ្ចឹងណាញោមឲ្យចែកវ័យនឹងជា3វ័យដំបូងឲ្យរកចំណេះដាក់ខ្លួនត្បិតថាតើអត់មានចំណេះទេពិបាកក្នុងការរកទ្រព្យណាស់វាអត់ជំនាញទៅចំនួនក៏វាអត់ចំណេញបើអញ្ចឹងតើតែមានចំណេះព្រះអង្គមិនឲ្យខ្ជិលឲ្យសោះអាឡាសសៈកោតោឋណាំងបើយើងខ្ជិលអាឡាសសៈកោតោសប៉ាំងបើយើងខ្ជិលមិនខំរៀនវាអត់មានចំណេះអាសបៈសៈកោតោឋណាំងហើយបើអត់មានចំណេះទៅរកទ្រព្យក៏វាអត់បានអធនសៈកោតោមិត្តតាំងហើយតែអត់មានទ្រព្យគេមិនសូវរាប់អានទេមនុស្សយើងបើមានទ្រព្យសម្បត្តិច្រើនសបោញាតិមិត្តសបោមិត្តភ័ក្តិណាបោមែនហើយតែយើងក្រទ្រព្យសម្បត្តិមិនសូវមានមិត្តភ័ក្តិប្រមាណទេហើយអមតតាសៈកោតោសុខខាងតែមិនសូវមានមិត្តមានភ័ក្រណាក៏វាមិនសូវមានសេចក្តីសុខដែរខាងលិចមិនត្រូវជាមួយខាងជើងមិនត្រូវជាមួយវាក្រញាតស្រួលវាក្រទាំងកូននៅទៅទៀតផងនោះមាន1 2វាមិនប្រកបដោយកន្លងធរទៅទៀតអញ្ចឹងវាអត់សុខអសុខាសៈកោតោសេវាងហើយបើរវល់ខ្វះព្រឹកបានល្ងាចខ្វះល្ងាចបានព្រឹកប្រវល់ទៅធ្វើបុណ្យឯណាបានប្រវល់ទៅស្ដាប់ធម៌ឯណាកើតបើអញ្ចឹងទៅរនពៀនក៏មិនឃើញដែរបានព្រះអង្គឲ្យវ័យដំបងហ្នឹងរកចំណេះដាក់ខ្លួនសិនដំដែកតន់នៅក្តៅបដៅមនុស្សតន់នៅក្មេងអញ្ចឹងរកចំណេះដាក់ដល់ទៅវ័យទី2ព្រះអង្គឲ្យមនុស្សយើងខំរកទ្រព្យសម្បត្តិដែលព្រះអង្គទ្រង់សម្ដែងឧទ្ធានសម្បទាដល់ព្រមនៃការខិតខំប្រឹងរកទ្រព្យសម្បត្តិអរិយកសម្បទាបានទ្រព្យសម្បត្តិមកឲ្យថែរក្សាការពារកុំឲ្យខ្ចាត់កុំឲ្យបាត់កុំឲ្យបងទៅកុំឲ្យសែបគប់នៅបាបប្រមិត្តទៀតកល្យាណមិត្តតាឲ្យសែបគប់រកតែអ្នកល្អបានណាសែបគប់អ្នកចេះអ្នកដឹងអ្នករៀនអ្នកសូត្រអ្នកធ្វើការល្អទៅកូនយើងក៏វាល្អទៅតាមនឹងដែរហើយដល់មួយទៀតទៅសម្រាប់ជីវិតាចាយវាយនឹងឲ្យប្រុងប្រយ័ត្នដែរកុំឲ្យបាន10ចាយ20បាន20ចាយ30ក៏វាអត់មានសល់ដែរអញ្ចឹងព្រះអង្គជាសេដ្ឋកិច្ចវិទូមួយបកែណាពីព្រោះក្បួនសេដ្ឋកិច្ចពិភពលោកអនុឡោមចូលក្នុងឧទ្ធានសម្បទាអរិយកសម្បទានោះគឺតថធម្មិកថាប្រយោជន៍នឹងទាំងអស់ដែលសេដ្ឋកិច្ចរីកចម្រើនទាស់តែគេមិនដឹងថានឹងជាធម៌ព្រះក៏ប៉ុន្តែគេកំពុងតែអនុវត្តតាមនឹងដោយធម៌ព្រះហ្នឹងឯងញោមញាតិពុទ្ធបរិស័ទនឹងវ័យទី2ឲ្យខំប្រឹងរកទ្រព្យសម្បត្តិមិនឲ្យត្អូញត្អែតែព្រឹកថាល្ងាចត្រូវតែប្រឹងដល់ទៅវ័យទី3ញោមហើយពេលព្រឹកដើរជើង4ថ្ងៃពេញសំនួនដើរជើង2ថ្ងៃអាសៀលជប់រស់ស៊ីឈ្មោះញីរៀបស្មាដើរជើង3ប្រកេះទូលសម្លៃភ្នែកមតបដល់វ័យទី3ប្រកេះទូលសម្លៃសក់សប្រងព្រាតដាក់វ៉ែនតាមួយទៀតភ្នែកឡើងមតបការឈើច្រាត់មួយជើងឡើង10មួយទៀតដល់3ណាហើយវ័យប៉ុណ្ណឹងហើយខេងខាក់ឃើញគេបន់សព2 3ថ្ងៃសិតតែអាយុសកឯងដែរចេះតែប្រហោងពោះឯងនឹងថ្ងៃណាទេបើអញ្ចឹងមួយថ្ងៃនិយាយខ្លះគាត់ថាគាត់នឹងមិនដឹងថ្ងៃណាទេគុណអើយមួយថ្ងៃកាត់មួយថ្ងៃកោអាត្មាថាញោមឯងគ្រាន់បើជាងអាត្មាបើមួយថ្ងៃកាត់មួយថ្ងៃកោអាត្មាកន្លះខែបានកោម្ដងហើយបើញោមឯងមួយថ្ងៃកាត់មួយថ្ងៃកោដោះតន់ក៏អីហើយអញ្ចឹងញោមខ្លះគាត់ថាគាត់នឹងវាឈឺជាមិនដឹងថ្ងៃណាមកតែនឹងស្លាប់ហើយកិច្ចមិនផុតទេទាំងញោមញាតិ
ตั้งอาตมาก่อนจะยังใส่เห็นยัยผลเลยแต่สักใดสลับนั้นโดยจะมันจองซะเพราะว่าเราบุกได้แมนเต้นตึ๊โยมยึดก็เกิดมันพัดประคนมาจ้าได้ในเขาใบอาตมานี่ก็เกิดมันพัดปีปัวอองนาตั้งมาหาท้ายภาษาจ้าเชียงอายุเชิญเชียงเท่าแต่ตึงมุนเนี่ยขมิ้นจังได้อาตมาโน้ท้ายในตามเราปัญหาจัดวันนี้นะโยมยึดเกิดมันพัดปีสลับครูมาจ้ามาหาท้ายก็เกิดมันพัดปีสลับอัตตาธรรมามวยจะได้มันสลับเริ่มดังแต่สลับแต่ถือไอ้ก็ปัญหาตัวใบยังมันจ้องก็เกิดมันพอดได้ใบจังวีตีใบวีจ้องคล้อยเมียนแต่เพลย์รอซาลรอตีนในขมายยังเมียนตำรอบละอ่อนเนี่ยในปีขมายเขายังไม่ก็ได้แต่จักเตอรอวัดรอวารอซาลรอตีนอันนั้นประกฏตรงสำได้วีตั้งใบนั่งอบรมหน่วยคอมถือบอลยางนั่งไอจังเตอประคนมาจ้าทรงนิมนต์จีบ สาธุจรีบเอ้ยอีประเภทจังสับปันปอกสายทอนะโยมสรุปสดับแต่มองสมานำเก่าติตาđó làពេលបកស្រាយបាច់មកនឹងឯងច្បាស់លាស់តែហ្មងអញ្ចឹងវ័យទាំង3ហ្នឹងយើងត្រូវប្រើឲ្យសមរម្យណាញោមតែប្រើប្រាស់ខុសឬមិនប្រសើរទេអញ្ចឹងហើយបានជាក្នុងពេលនេះអ្នកម្ចាស់ទានប្រធានបុណ្យរួមជាមួយយាយតាទាំងអស់បានប្រជុំគ្នាប្ររពធ្វើបុណ្យបច្ច័យ4ដើម្បីជាកំណប់ទ្រព្យគប់កប់ទុកសម្រាប់ខ្លួនឯងតទៅខាងមុខទៅទៀតហើយអញ្ចឹងខ្ញុំកណាឆ្ងល់បន្ថែមទៀតអនុថែឆ្ងល់បច្ច័យ4ហ្នឹងមានន័យថាម៉េចដែរអនុថែសូមនិមន្តបកស្រាយបច្ច័យធ្លាប់ឮគេហៅលុយ4ហ្នឹងប្រហែលជា400ក៏មិនដឹងដែរសូមជ្រាបបច្ច័យហ្នឹងលុយបច្ច័យ4ហ្នឹងលុយ400បច្ច័យ4មិនត្រូវទេអនុថែបកស្រាយហ្នឹងបែបស្រួលឯណោះញោមខាងក្រោយហ្នឹងក៏គាត់អស់សំណោចដែរគាត់ថាទៅបីកណាមដែរមើលសភៅក៏ដឹងតែខុសដែរឥឡូវមិនត្រូវទេអនុថែសូមបកស្រាយមួយសារទៀតchứ mấy con thà xài bó nó người ta dịch bọ hay xài giống như mình chọp cho nó mình phải ba từng toàn xài nó bọ mình chắc nó và con mà trang môn là bọ xài sông xua mùi xanh à vây đàn o hói bài thì chỉ chặt đào miền vinh sông này môn trời o hói chặt đào miền vinh dương tha o bàn tá viên thì chỉ chặt đào miền từ vinh sông này môn trời trời bàn đồng quần miền quan ông mà cha ơi chui kia bắt chạy kia đó rồi hói bay từ miền vinh ấy đấy nó mà hâu đại nhôm hâu thấy ta tôi mà giật tút cái do mà tiệt trời người khó mà lục thầy anh nâng viêm toàn hơi bên đây cái lạnh trong phơi nơi miền ta đấy bị ấy mà hâu men tên ta bị đó bị đây chưa con gia tịch na chóp ngứa đây ấy chắc bay tới chìm miền ta ở vậy hái bay tới chìm miền vinh dương hai thả bên là tao tất mình thế bây giờ chỉ chặt tao miền này hả xong đi môn lại ấy chứ nước thơ nha sao sầm nói bay chỉ sao trời khó và nụ thai trời têปีผัวเศร้าเยี่ยมแมนเศร้าได้หนักละหนักละคอจังเบอร์ทาเศร้าบัดบานไปเตอผัวยืงทาสำเนาไอ้เบอร์ให้มันก็เจนเมาแห่เบอร์บานไอ้เศร้าตีจะพัดเอาเมียนแต่วันจังก็กลัวแต่หาทำเมียนสำเนาเนาะปันในหาแต่สำเนาจังได้บายจังจำลอยนั่งเตยวันในเตยบานนั่งตัดสดมาดอกหนึ่งมกน้องนิมนต์ชันเลยให้ประกนนะสมเอาตีวดาโตสบอร์ไม่วัดทอกสะเสร็จในคมสังกัดกระดาวดอมมาทมาหรืออ่านกระดาวดอมมันไอเทวดาตัวสบอรมัยสังกัดกระดาวดมเทวดาไทยอาซาบารมัยพนมสวยพนมสรองแดนได้แค่กับปงสปือแดนได้บริจีนาจากกัมพูชีนังช่วยดังช่วยลื้อท่าประกนมาจ้าชลอยเตยสำนวนนังห้อยใบใบไทยอาซาคาเปียประกนมาจ้านังเอาดูหล่อโฮก็เอาสักไอซอรอจีสาธุโอ้ยประคองมาสาธุตีดอยู่นาประกนนะโยมเย็ดพุทธบริษัทเปียขมายยืงเกี่ยหาทาปัจจัยบุญปนตามกาปัจจัยนั่งยืงเจ้าทานลอยปลายเรื่องแมนลอยเตวิจิตเรื่องอาศัยปลายตาปัจจัยนั่งยืงหาตามปลายคลายมาตือจิตขมายยืงทาปัจจัยแปลถ้าเครื่องอาศัยเครื่องอาศัยเครื่องสำหรับเราปราจุมนัวแต่ยืงเตยกาขวาขาดกลุ่มปิ้งสิกระไดขวาขาดระบยืงเบียนบุญเมียนบุญนั่งก็เอาจะล้อมนั่งโยมผัวธรรมานั่งลือวิจะล้อมโยได้ปนเป็นคลาก็เห็นปลาเป็นคลาก็เห็นปลาเป็นกุยแต่เงียบตั้งเมียนเนี่ยมาโตดกมวยก่อนยี่กับธรรมะเด็กก้นน่ะมันรู้ว่าแล้วเธอไปใช้บุญอัดเถอะธรรมะทำไมนั่งโยมตากระนาปลายเชื่องจ่า
គាត់ថាបច្ច័យ4ឆ្នាំ4ចាន4កន្ទេល4ខ្នើយ4សាដក4លោក4គាត់លោក4អង្គអាហ្នឹងបានហៅបច្ច័យ4ហើយឥឡូវហ្នឹងមុនលោកលពីមក5 6អង្គក៏មានខ្លះសាដកមិនទាំងគ្រប់4ផងឯងបច្ច័យ4ដែរបើអញ្ចឹងយល់ច្រឡំហើយប៉ុន្តែអាត្មាមិនហ៊ានថាពាក្យថាបច្ច័យ4មិនមែនលោក4អង្គទេហើយក៏មិនមែន4វត្តដែរមានន័យថាលោកប្រមាណអង្គក៏ដោយប៉ុន្តែមួយអង្គត្រូវបានរបស់4មកមួយអង្គត្រូវបានរបស់4មកហើយបើលោកដល់14អង្គបានទាំង4អង្គហ្នឹងទៅបច្ច័យ4ប្រគេន4អង្គហើយបើសិនជាលោកដល់10អង្គបច្ច័យ4ប្រគេនលោក10អង្គហើយបើ100អង្គបច្ច័យ4តម្រូវ100អង្គបានន័យថាក្នុងមួយអង្គបាន4មកបានអីខ្លះបច្ច័យទាំង4ហ្នឹងគឺទី1បណ្ឌបាតបច្ច័យទី2ចៃវរៈបច្ច័យទី3សនាតនបច្ច័យទី4គិរិនភេទជ្ជបច្ច័យក្នុងមួយអង្គវាបានទាំង4មុខហ្នឹងអាហ្នឹងគេហៅថាបច្ច័យ4ណាបណ្ឌបាតបច្ច័យស្អីគេគ្រឿងហូបមានបាយមានទឹកមាននំមានចំណីមានត្រីមានសាច់មានផ្លែឈើមានបង្អែមមានចំអាបខាតនីយអាហារភោជនីយអាហារសម្រាប់យាយតាហូបឬសម្រាប់ប្រសងឆាន់គេហៅបណ្ឌបាតបច្ច័យអញ្ចឹងក្នុងមួយអង្គបានឆាន់ហើយយាយតាក៏បានហូបហើយដល់ទី2ចៃវរៈបច្ច័យបើគ្រឿងយាយតាមានស្បង់មានសពុតមានខោមានអាវមានសាវមានស្បៃមានកម៉ាមានសរងហើយបើខាងប្រសងមានស្បង់មានស្បៃមានត្រៃមានជីពបច្ច័យ4ជូនម៉ែឪនឹងប្រយ័ត្នដែរណាកុំឲ្យថាម៉ែឪចាស់ឯងមិនសូវបាននៅព្រោះឧបមាទៅចុះឧបមាថាកូនខ្លះមកនៅពេញអញ្ចឹងទៅម៉ែឪនៅកំពង់ឆ្នាំងឧបមាទេណាម៉ែឪនៅកំពង់ឆ្នាំងហើយកូននៅឯពេញអញ្ចឹងទៅឲ្យស្រាប់ទៅនឹកម៉ែ4 5ឆ្នាំមិនតាន់ទៅម្ដងគាត់ទៅធ្វើបច្ច័យ4ជូនគាត់ទេមកប្រាប់ថាម៉េចម៉ែសុខសប្បាយទេសួរមកទៅអូយល្ងាកូនអើយធ្លាក់ខ្យល់ត្រជាក់ល្ងាដូចត្រូវការចង់បានភួយចង់បានអីបោះអញ្ចឹងណាចឹងទៅជំនុំគ្នាមិនមែនយើងមិនដែលធ្វើអីទិញអីជូនម៉ែទេយើងគិតធ្វើអីជូនម៉ែម្ដងណាបបួលកូនបួលបងប្អូនទៅតោះយើងគិតទិញខោអាវទិញរបស់ឲ្យជូនម៉ែជំនុំចិត្តចម្លាស់ធ្វើប៉ុនមួយជូនគាត់ហ្មងធ្វើប៉ុនក៏ធ្វើដែរទៅជូនគាត់ធ្វើប៉ុនឲ្យធំហ្មងស្រាប់តែទិញឯងទៅតាំងពីកាទៀលខ្នើយភួយមុងយកទៅអង្គុយរៀបដាក់ប្រឡងទាំងអស់ស្រាប់តែស្អែកឡើងសង្កស័កទេមេគេដឹកគេទៅវត្តអស់អាលីងហើយប៉ុនហើយត្រឡប់មកវិញម៉ែអត់តាដែរតែសួរទៅមិនម៉ែសុខសប្បាយទេរៀងល្ងាបន្តិចល្ងាកូនថាជាលូនឹកបច្ច័យ4មួយអស់ប្រមាណលានទៅហើយល្ងាស្អីទៀតហើយតាមពិតទៅដឹកទៅវត្តអស់ផ្លេចរឿងម៉ែណាអីចឹងទេប្រយ័ត្នដែរបច្ច័យ4ចែកជា2បែបបច្ច័យ4មួយបែបទិញខោទិញអាវមកជូនម៉ែអាហ្នឹងគេហៅថាចៃវរៈបច្ច័យសម្រាប់ម៉ែហើយទិញកាទៀលខ្នើយភួយមុងយកមកជូនម៉ែអាហ្នឹងគេហៅថាសេនាសនៈបច្ច័យជូនម៉ែឲ្យទិញថ្នាំពេទ្យប្រេងខ្យល់ម៉ងតលប្រេងកលាអាស្ប្រូស្រូវ៉ាសលថៃលីណុលអាត់វីលគីនីនគីនីគ្រីនរីនីហ្វុងអញ្ចឹងទៅសម្រាប់ឲ្យគាត់ប្រើប្រាស់ថ្នាំដោះធ្មេញអីចឹងទៅអាហ្នឹងគឺលៀនភេទជ្ជៈបច្ច័យជូនដល់ម៉ែហើយជូនបាយ